យើងធ្វើជួបការគ្រាន់តែរកបែបសាមញ្ញតែប៉ុណ្ណោះទេមិនខានជាដើមឈើទៅទៀតហើយខ្ញុំធ្វើកសិកម្មអីក៏អន់ម្ល៉េះពិបាកធ្វើម្ល៉េះសាក់ទៅរកអ្នកដែលដាំចិនជាដើមសាក់សិនពួកយើងមានពេល3ថ្ងៃមិនអាចខកពេលវេលាទេមិនខ្វល់ថាចំណាយប៉ុណ្ណាពួកយើងដាច់ខាតមិនបានភ្នែកមើលក្រុមហ៊ុនបាត់ទេអាការអាយុការដាំដើមវត្ថុទឹកនេះគឺជារឿងពិបាកណាស់សូម្បីតែលោកស្រីគាត់ធ្វើមិនបានផងមិនអាចមានអ្នកណាធ្វើបាននោះទេ10ឆ្នាំខ្ញុំអាចតែរៀនវាបំពេញបំពន់10ឆ្នាំហើយតែខ្ញុំមិនអាចដាំវត្ថុទឹកនេះសូម្បីតែម្ដងបាននៅបែបនឹងទៀតក្រុមហ៊ុន Senping ចូលចឹងមិនបានកាលពីឆ្នាំនោះអ្នកនាងបានពីក្នុងដៃបងសិនទទួលបានវត្ថុទឹកយានយៈតែ10ឆ្នាំហើយតែប្រើវាអស់ហើយនៅពេលដែលវត្ថុដាំត្រូវបានប្រើប្រាស់អស់យើងមិនអាចបាត់បង់ឱកាសទាំងស្រុងដើម្បីបណ្ដុះបណ្ដាលវាទៀតទេហើយរយៈពេល10ឆ្នាំនោះគឺថ្ងៃនេះហើយហើយចាំបានច្បាស់ល្អណាស់ខ្លួនបងបញ្ជាក់ថាឯងមាននិស្ស័យជាមួយបងហើយណាប្រកបរកជាតិទឹកឯងមកខ្ញុំបាត់នេះ10ឆ្នាំក្រោយខ្ញុំនឹងរៀបការជាមួយបងបានទេជួយសញ្ញាជានេះបងប្រកបទុកឲ្យអូនធ្វើជានិមិត្តសញ្ញានេះគ្រាន់តែជាសម្ដីក្មេងមិនយកជាការបានទេបងចង់កណ្ដាលសម្ដីពេលនោះបងសិនគាត់បានជួយជីវិតពួកយើងបងថែមទាំងបានយកគ្រាប់ភេទជាតិទឹករបស់គាត់ទៀតឯងគ្រាន់តែជាស្រីបម្រើក្នុងគ្រួសារយើងយល់ដល់ឯងនៅជាមួយយើងតាំងពីតូចទៅនាំឯងចេញមកហើយឲ្យឯងធ្វើជានាយកផ្នែកទៀតនេះឯងចង់ឲ្យយើងទៅរៀបការជាមួយអ្នកសុំទៀតណាឯងចំណានយើងជាអ្នកនាងធំចង់ឲ្យយើងទៅរៀបការជាមួយកសិករម្នាក់នោះធ្វើបែបនេះទៅឋានៈជាអ្នកបម្រើនាងអាចលើកស្ទួយឡើងវិញបានតែប៉ុន្តែខ្ញុំអត់មានទេបើសិនជាឯងនៅឃើញគេបែបនេះអញ្ចឹងយកចិញ្ចៀននេះទៅបដិសេធមកធ្វើការជាមួយគេទៅមិននឹងឯងទេបើគេមកពិតមែននោះយើងគ្មានពេលទៅសួរសុខទុក្ខគេនោះទេ10ឆ្នាំហើយមិនដឹងថាបងស្រឡាញ់មុខមាត់យ៉ាងម៉េចទេបងស្រឡាញ់ការពិតរបស់ខ្ញុំខ្ញុំព្រះជាម្ចាស់នេះសតែជាដើមឈើទឹកទាំងអស់ដើមឈើទឹកមានដើមផ្កាឈូកទឹកទៀតដើមឈើផ្កាឈូករត់នៅមានដើមមានបាយទឹក3ដើមទឹកថ្មដល់100ឆ្នាំនៅមានដើមមានបុរាណទៀតនេះសតែជាដើមឈើទឹកនេះគឺជាការពិតខ្លាំងណាស់ពិតជាការពិតណាស់បងអូនចូលចិនបងឲ្យខ្ញុំមកគឺប្រកបជានេះឲ្យបងជាច្រឡំហើយនេះផងទៀតរបស់អូនហើយតើបើសិនជាឲ្យបងស្រឡាញ់ដឹងថានៅនេះសៀដកពាក្យនោះគាត់នឹងពិបាកចិត្តបន្ថែមអូនចង់បដិបដាដើមឈើទឹកនេះទេមែនហើយគ្រាន់តែស្រាវជ្រាវរកវិធីបណ្ដោះវាមិនឃើញប្រសិនបើពេល3ថ្ងៃរកមិនឃើញវិធីដាំទឹកនេះទេនេះវិនិយោគរបស់ក្រុមហ៊ុនបងកម្រងនេះមួយនេះឲ្យអូនបងស្រឡាញ់មានមនុស្សមកក្រុមមកជនបទមកបញ្ឆោតអ្នកសារចំការដែលគ្មានជំនាញគេដាំរកជាតិវិញ្ញាណคล้ายហើយដាំឈើទៅមិនត្រឹមតែដាំគ្មានប្រសិទ្ធភាពហើយនៅមានថ្នាំពុលបងគួរតែបញ្ញាចាត់ការពួកគេទេមិនអូនដឹងថារុក្ខជាតិទាំងអស់នោះគឺខ្លាំងខ្ញុំបានធ្វើនឹងរៀនវគ្គបណ្ដុះបណ្ដាលដាំឈើទឹកតាមដែលខ្ញុំដឹងនោះនៅលើលោកនេះមាននឹងអាចមានមនុស្សដាំឈើទឹកបានទេវាមានតែដាំឈើនេះដាំនៅក្នុងកាប៊ីនដែលគ្មានមេរោគនិងនៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវតែប៉ុណ្ណោះដូចជាស្ថានស្រាវជ្រាវមួយក្នុងស្រុកមានតម្លៃជាង50លានមែនហើយចូលសម័យបុរាណព្រៃឈើរុក្ខជាតិទឹកដល់យ៉ាងម៉េចទៅគឺនៅភ្នំជ្រកបំផុតជាព្រៃបុរាណនៅទីនោះគឺ100ឆ្នាំមកនេះមិនដែលចេញជាដាំឈើទឹកទេបុរាណតែនិយាយថាគឺមកពីគុណភាពដីតែប៉ុណ្ណោះអូនគឺជាអ្នកស្រាវជ្រាវអូនមើលងាយប្រភេទដីពេកហើយបងស្រឡាញ់មើលទៅបងខុសខ្វះដូចជាមានបញ្ហាហើយមិនជឿជាក់លើការស្រាវជ្រាវបែបជាមិនជឿជាក់លើអ្នកបាក់ប្រាស់គ្រាន់តែខ្លាចប៉ាមួយមិនអាចខ្លាចជាផ្លែឈើទឹកទេចាយកខ្ញុំជាអ្នកចំណេញមកធ្វើអីទេខ្ញុំដឹងហើយថាមនុស្សប្រុសគេមានកុសចំហរបស់គេចាប់ផ្ដើមពីអាជីពរបស់ខ្លួនតែមិនអាចសម្ដងខ្ពស់ពេកប្រើល្បិចបែបនេះដើម្បីបាក់ប្រាស់គេបើថតទៅរឿងអូនខាងមួយម៉ាត់ទៅដឹងហើយបងស្រឡាញ់ខ្ញុំដឹងថាការរស់នៅរបស់បងមិនសូវបានសប្បាយទេ3000នេះបងយកទៅរស់នៅឲ្យបានស្រួលទៅមកដាំចំការបែបនេះតាមបានលុយប្រហែលទេណែអគ្គនាយកសារបានរំលឹកអំពីគម្រោងដាំឈើទឹកបានស្រាវជ្រាវអត់10ឆ្នាំហើយលទ្ធផលសូម្បីតែផ្លែឈើទឹកសម្បោះមកក៏គ្មានការប្រជុំថ្ងៃនេះគឺឲ្យសាមរបស់យើងផ្ដល់ឲ្យវិនិយោគបានតែមិនចាញ់លទ្ធផលដើមឈើទៀតក្រុមហ៊ុនមានតែប្រកាសដកថយនៅនេះស៊ីអាចចូលឈ្មោះនៅក្នុងគ្រួសារនេះបានទាំងអស់នេះគឺដោយសារសង្ឃឹមការបណ្ដុះបណ្ដាលក្រុមហ៊ុនបណ្ដោះអាសន្នបើសិនជាក្រុមហ៊ុនសិនផេងប្រាជ័យនោះមិនដឹងថាលោកម្ចាស់ធ្វើអ្វីអ្នកនាងទេមួយខ្ញុំអាចខ្លាចជាផ្លែឈើទឹកទេបងស្រឡាញ់កន្លែងណាក៏ល្អគ្រាន់តែធ្វើរឿងដែលមនុស្សយល់ថាមិនមែនជាការពិតនិយាយលេងយូមួយនេះគឺដើមឈើទឹកតាមបែបដែរទេ
ផ្លែប៉ោមខ្ញុំ លៀមនិយាយយូអើយលៀមនិយាយយូគូក្បាលឯងមានបញ្ហាឯងគ្រាន់តែផ្លែប៉ោមធម្មតាមួយសោះឯងថាផ្លែឈើទឹកទៅហើយឯងជឿដែរទេឯងមើលរឿងខ្លីច្រើនពេកតែដឹងមើលតែឯងភ្ញាក់ផ្អើលណាប្រហែលជាមិនមែនមនុស្សប្រុសនោះប្រើវាដើម្បីដូរជាមួយឯងមកយកទេលៀងខ្ញុំស្មានថាឯងមានតម្លៃរាប់រយពេលនេះមើលទៅឯងគ្មានតម្លៃមិនស្មើនឹងផ្លែប៉ោមមួយនេះផង និយាយខំនិយាយម្ដងទៀតបានឲ្យរបស់មកខ្ញុំវិញណា ឲ្យឯងវិញ នេះខ្ញុំឲ្យអ្នកទាំងអស់គ្នាមកប្រជុំមូលហេតុជាស្អីគឺអ្នកទាំងអស់គ្នាគួរដឹងច្បាស់ហើយបើរកមិនឃើញដើមឈើទឹកទៀតក្រុមហ៊ុននឹងត្រូវខ្សែផងយើងឃើញថប់ណាស់ប្រើពេលយកបែបនេះទៅហើយសូម្បីតែច្រកចេញមួយក៏រកមិនឃើញលោកអ្នកស្រាវជ្រាវខ្ញុំឲ្យលោកដើរស្រាវជ្រាវពេញពិភពលោកឬមួយក៏លោកភ្លេចអស់ទៅហើយ អត់ទេលោកស្រីអគ្គនាយកគ្រាន់តែដើមឈើទឹកនោះវាដូចជាថ្លៃពេកហើយក្រុមហ៊ុនយើងអាចទិញបានទេ ឆាប់ដល់ទីទៅឯងត្រូវតែឲ្យបានមិនចឹងទៅស្រាវជ្រាវខ្លួនឯងទេអគ្គនាយករឿងនេះងាយស្រួលណាស់ខ្ញុំនិយាយថានាយកផ្នែកមានដើមឈើទឹកមួយដើមគេនៅហ៊ានអះអាងជាមួយខ្ញុំទៀតថាពិតជាអាចសង្គ្រោះការស្លាប់របស់ក្រុមហ៊ុនមកវិញ សុណា សុណាអានិយាយនេះកាប់ពិតទេតើនាយកផ្នែកមួយណាប្រកាសជាពិតហើយមិញនេះលេងនិយាយយូគេទៅតែនិយាយជាមួយខ្ញុំអត់មិនជឿទេសាកសួរគេទៅលេងនិយាយយូនេះជាកាប់ពិតទេបើមែនយើងដំឡើងឲ្យឯងខ្លាចតែជាអគ្គនាយករង តំណែងអគ្គនាយករងគឺជាមិនទៅរបស់នេះគឺជាការបោកប្រាស់មនុស្សមិននឹងអាចចូលចេញមកទៅឬមួយចាប់ពីថ្ងៃនេះទៅខ្ញុំត្រូវអ្នកនៅក្នុងក្រុមហ៊ុនសាច់ចំអស់ហើយ ឬមួយអាចយកថាលក្ខណៈនេះមិនគ្រប់គ្រាន់មិនចឹងចាញ់តម្លៃមក មិនមែនទេអគ្គនាយករឿងនេះគ្រាន់តែនិយាយទេមិត្តភក្តិរបស់ខ្ញុំគេលេងសើច ថាម៉េចឯងថានេះជាផ្លែឈើទឹកដែលធ្វើឲ្យមនុស្សស្លាប់រស់បានមានឆ្អឹងរឹងមាំឯងទុកចឹងជាមនុស្សល្ងើហ៎នេះ នេះគេបានទៅហើយ នាងញ៉ាំអីមិនក៏មានចំហាយទៅខ្ញុំ គេបានទៅមកគឺផ្លែឈើទឹកជឿតាមត្រូវហើយអត់ដាក់ ដើមឈើទឹកនេះពិតជាដាំបានមែនខ្ញុំប្រហែលជាស្ដាប់ច្រឡំទេមើលទៅថាកសិករអាចដាំដើមឈើប្រភេទនេះបានពិតជាប្រសើរខ្លាំងណាស់អស្ចារ្យមែនទេពិតជាប្រសើរណាស់ហើយអស្ចារ្យពិតជាអស្ចារ្យខ្លាំងណាស់កម្រខ្លាំងណាស់ តាមនេះជាផ្លែឈើដើមឈើទឹកអីដើមឈើទឹកគឺពិតជាអាចដាំបានមែនស្ដាប់ច្រឡំទេដឹងកសិករអាចដាំដើមឈើទឹកប្រភេទនេះបាននោះ ប្រាប់ខ្ញុំបានទេថាដើមឈើទឹកនេះតែណាជាអ្នកដាំតើគេនៅណាទៅខ្ញុំចង់ជួបខ្ញុំលោកជាគូមកគេក៏បានដែរខ្ញុំចង់ជួបគេខ្លាំងណាស់ ប្រជាចាស៊ីមិនក៏អាចជាមនុស្សស្រេចអត់ប្រាស់នេះទៅកើតមិនអាចទេ ជាឆ្ងាយទៅបើសិនជាដើមឈើនេះខ្លាំងមែនមិនចឹងមករបស់នេះមិនបាត់ស្អាតទៅ ខ្ញុំមិនអាចទេរួចមនុស្សស្រីម្នាក់នេះមានផ្លែឈើទឹកនេះប្រកាសជាខ្លាំងខ្លាំងមិនទេ នេះជាការពិតមែនគេឲ្យខ្ញុំនេះជាផ្លែឈើទឹកមិននឹងអាចទៅរួចទេ នេះកូលីនមកមកនេះនិយាយថាម្នាក់នោះអ្នកដែលដាំដើមឈើនោះណៃណាទៅហើយដល់ខ្ញុំទៅជួបគេបានទេខ្ញុំសុំបងឲ្យខ្ញុំមកជួបបានដែរ លោកសាស្ត្រាចារ្យស៊ីលោកជាអ្នករៀនស្រាវជ្រាវច្រើនឆ្នាំកុំធ្វើបែបនេះអី ហើយខ្ញុំទៅជួបអ្នកនោះបានដែរទេ លេងយូអ្នកដែលឲ្យផ្លែឈើទឹកនេះមកឯងគឺជាអ្នកណា ផ្សារធំក្នុងក្រុងល្អខ្លាំងណាស់ ទៅសិនតាសានដាត់មកពីណាចង់ជួបក្រុមហ៊ុននេះមិនបានទេឯងមិនដឹងទេមូលដ្ឋានដាំដើមឈើទឹកនៅភូមិខាងត្បូងនោះហ៎ អូការពិតក្នុងក្រុងក៏គេដាំដើមឈើទឹកដែរ អាយ៉ាមើលឯងមានចេតនាអប់រំឲ្យមើលទៅមិនចឹងទេមានតែកំតិចឯងចោលទេបងឯងទៅឯងរីចា ណ៎ណាថាគេមិនត្រូវការដីពួកលោកនោះ អាស្មាញដូចជាអន់ទៅហើយចំពោះគេណាយើងប្រើតែមករៀនដៃតែប៉ុណ្ណោះណាឲ្យឯងមិនបានសុំបីតែចំការណាដូច្នេះឯងសង្ឃឹមថាយកឈ្នះយើងឲ្យសោះណា អូចុះជើងពួកឯងធ្វើមិនបានសូម្បីតែជាការនេះបាទ អាស្មាញឯងអន់ទៅហើយចំពោះគេណាយើងប្រើតែមករៀនដៃតែប៉ុណ្ណោះចាត់ការគេបានបាត់ទៅហើយ យើងមិនប្រពន្ធយើងឬតែពួកឯងចុះអរការយករបស់ពួកឯងមកជួបនឹងយើងល្អជាង ណាខ្ញុំអប់រំនៅក្រុមហ៊ុនរបស់យើងតែការគេទៅ អត់អើយ ហើយណាមនុស្សមនុស្សណា មនុស្សយើងនៅទីនេះ គេយកទៅចាត់ការគេភ្លាមទៅឆាប់ទៅ គេយកមក លេងយូអ្នកឲ្យផ្លែឈើទឹកនោះទៅឯងជាអ្នកណា សាឡាងមើលទៅបងខកក្បាលមានបញ្ហាហើយបងមិនជឿលើការស្រាវជ្រាវបច្ចេកវិទ្យាបងបែរជាជឿមនុស្សបោកប្រាស់ទៅវិញផ្លែប៉ោមនេះមិននឹងអាចខ្លាចជាផ្លែប៉ោមទឹកបើនៅទីនេះអាចដាំផ្លែឈើទឹកបានអញ្ចឹងគេយកពួកខ្ញុំជាអ្នកវិទ្យាសាស្ត្រមកធ្វើអីខ្ញុំដឹងហើយមនុស្សប្រុសក៏ត្រូវការមុខមាត់ចាំសម្លឹងមើលឲ្យឆ្ងាយតែក៏មិនត្រូវឲ្យហួសស្មារតីហួសព្រំដែនពេកដែរតែមែនទេ ផ្លែឈើទឹកឬអត់នោះឯងខាំមួយម៉ាត់ទៅដឹងហើយ បងឡាងខ្ញុំដឹងថាបងរស់នៅមួយរយៈនេះមិនសូវស្រួលទេលុយ3000នេះបងយកទៅសិនទៅហើយទៅរកមើលការងារត្រឹមត្រូវធ្វើចំការបែបនេះវាមិនងាយមានកំណត់ទេហេតុអីអ្នកផ្សេងជឿជាក់គេហេតុអីបានជាគេយករបស់មានតម្លៃមកឲ្យខ្ញុំគេឈួតទៀតដឹងគេទុកថាខ្ញុំជាអគ្គនាយកស៊ីបើតាមមើលទៅគេស្រឡាញ់អគ្គនាយិកាតែអគ្គនាយិកាបានឲ្យខ្ញុំផ្ដាច់ពាក្យជាមួយនឹងគេវិញចុះបើផ្លែឈើទឹកនេះគេជាអ្នកដាំតែគេអាចនឹងដកពាក្យវិញទេ សាស្ត្រាចារ្យលីលោកច្បាស់ហើយថាផ្លែឈើនេះជាផ្លែឈើទឹក ខ្ញុំហ៊ានជួយរបស់ខ្ញុំទៅផ្នែកទៀតថាផ្លែឈើនេះពិតមែនក៏ប៉ុន្តែ លោកនិយាយឲ្យអស់មើល ប
ប៉ុន្តែប្រហែលខាងតែមួយម៉ាត់ហើយប្រសិទ្ធភាពវាបានត្រឹមតែមួយថ្ងៃទេមិនអាចយកស្រាវជ្រាវអីទេ អគ្គនាយកលោកបន្តមកដល់សុណាគឺឆ្លោះយកពីដៃនាយកលេងទៅខាងមួយម៉ាត់បើនាងមកបន្តទេច្បាស់ជាត្រូវនាងស៊ីបាត់ទៅហើយ សុណាដឹងទេលើកនេះនាងធ្វើឲ្យក្រុមហ៊ុនរបស់យើងខ្សែធនហើយដោយសារតែនាងពីពេលនេះទៅនាងលែងបានធ្វើជាប្រធានផ្នែកក្រុមហ៊ុនយើងទៀតហើយប្រញាប់ចេញពីបន្ទប់នេះទៅមានទៀតផ្លែឈើទឹកតែនាងខាងមួយហើយនាងចេញផ្លែឈើនេះយើងគ្មានថ្លៃឲ្យឯងក្រាប់ចូលបានទេប្រាប់ឲ្យទៅយាយយូបើឯងប្រាប់ថាអ្នកដាំផ្លែឈើនេះជាអ្នកណាឯងនឹងខ្លាចជាអគ្គនាយករងរបស់ក្រុមហ៊ុនណា តែអ្នកដាំផ្លែឈើនេះនៅណាទៅ តែជាកសិករ យាយយូឯងនិយាយស្អីហ្នឹងកសិករមិនអាចចេះស្រាវជ្រាវទៅ នេះអគ្គនាយកលោកមិនដឹងទេដីនៅតំបន់ជនបទធំវិញណាស់ហើយក៏តិចបើធ្វើការស្រាវជ្រាវតំបន់នោះគឺតំបន់ជួបភ្នំហើយដីនៅទីនោះមានជីវជាតិល្អទៀតផង បើខ្ញុំនិយាយចេញមកថាជាសិនឡាននោះអាចនឹងប៉ះពាល់ដល់គាត់ចាំខ្ញុំសួរយោបល់គាត់សិនសិនឡាន សិនណា វារឿងអីទៅ នេះអគ្គនាយកមានមនុស្សអុកឡុកហើយ តើខ្ញុំត្រូវគិតយ៉ាងម៉េចទៅនៅនឹងអគ្គនាយកគឺថាខ្ញុំ អគ្គនាយកមានមនុស្សមកអុកឡុក អគ្គនាយកគឺគេម្នាក់នេះឲ្យមកអុកឡុក អ្នកឯងមកអត់ក្នុងកន្លែងយើងពិតជាថ្លៃធំមែនឆាប់ឡើងចាប់គេទៅប៉ូលីស នៅនឹងអគ្គនាយកម្នាក់នេះខ្ញុំស្គាល់ទុកឲ្យខ្ញុំដោះស្រាយវិញឆាប់ទៅ ម្នាក់នេះគឺខ្ញុំធ្លាប់ជួបនៅ ឆាប់រត់ទៅ អគ្គនាយកម្នាក់នេះគឺទឹកដៃមិនធម្មតាទេគេបានវាយពួកយើងឲ្យរបួសវិញនឹង គឺទេមនុស្សដែលអត់បានការសិនឡើងនេះគេប្រកាសជាមករកការងារធ្វើ ខ្លាំងទឹកចាប់បាត់ពីមុនមកគេដឹងថាមិនមែនជាខ្ញុំតើគេស្រឡាញ់ខ្ញុំដែរទេ បងស្រីខ្លាំងបងប្រុសក៏អោបណាស់ដូចជាមានក្លិនទឹកអញ្ចឹង បងប្រាបងខំខឹងក៏អប់ណាស់ អាចដឹងក្លិនចំហាយក្នុងខ្លួនបងនៅទុកថាមាននិស័យជាមួយបង អូននិយាយស្អីហ្នឹង ខ្ញុំគ្រាន់តែជាអ្នកបម្រើរបស់អ្នកនាងមិននឹងស័ក្តិសមជាមួយនឹងបងមិននឹងស័ក្តិសមជាមួយនឹងគាត់ទេរឿងមួយនេះក៏រំលឹកល្អជាងជាងនេះខ្ញុំចូលចិត្តខ្ញុំរក្សាទុកពីថ្ងៃសិនចាំខ្ញុំប្រគល់ឲ្យបងវិញ ក្មេងលោកអ៊ំ អគ្គនាយក នៅកន្លែងដាំដុះវត្ថុទឹកក្រុមហ៊ុនសិនពេញមិនអាចអនុញ្ញាតឲ្យអ្នកក្រៅចូលមកទេយើងសង្ស័យម្នាក់នេះចូលមកលួចរបស់ឆាយឆេភ្លាមទៅ បងស្រឡាញ់មិនក៏បងនៅមកទីនេះ លេខថ្មីបងបានដុសផ្លែឈើទឹកមួយនេះឃើញអូនចូលចិនបងក៏យកមកឲ្យជាពិ នេះ សេស ជាស្អីហើយនេះគឺជាអ្នកមាសទាំង9នៅក្នុងដាំឈើទឹកបងស្រឡាញ់តើបងចូលមកពីណា អូន នេះ ចូលចិត្តទេ របស់ផ្លែពេកហើយខ្ញុំមិនហ៊ានទទួលចិត្តទេបងចិត្តទៅវិញទៅបានអ្នកផ្សេងឃើញមិនល្អ អូន ទេ ជួយបងអូនចូលចិត្តបងប្រកាសជាឲ្យ ទីតាគាត់ដឹងទេថាវត្ថុទឹកនេះមានតម្លៃយ៉ាងម៉េចបងពិតជាអគ្គនាយកសៀមែនទេ អត់ចាំយល់ទេបងមិនស្គាល់នោះទេមនុស្សបងឆ្លាញ់គឺអូន ចាស់ហេតុអីបានជាបងស្រឡាញ់អូន បងបានឃើញក្លិនក្អូបនៅលើខ្លួនរបស់អូនអស់ចានោះគឺអាចហិតដឹងថាខ្លួនប្រពន្ធបង ខ្លាំងទេបចូលបាពីមុនមកគេដឹងថាមិនមែនជាខ្ញុំតើគេអាចស្រឡាញ់ខ្ញុំដែរទេអគ្គនាយកសៀម្នាក់នេះជាមិត្តរបស់ខ្ញុំគេមកគឺគ្រាន់តែប្រកួតរបស់ខ្ញុំគ្មានចេតនាអីផ្សេងទេ មើលតែឯងចូលចិត្តរបស់ហ្នឹងណាយើងគិតថាឯងត្រូវឲ្យក្មេងម្នាក់នេះបោកប្រាស់ហើយគ្រាន់តែជាមនុស្សបាច់សង្គមស័ក្តិសមនឹងឯងដែរគេមកប្រកួតរបស់យើងក៏ចង់ដឹងដែរថាគេនឹងប្រកួតរបស់អីឲ្យឯងធ្វើឲ្យឯងဖြစ်បាននៅក្រុមរបស់យើងនោះឆាប់ទៅយកមក អគ្គនាយកសៀរបស់នៅក្នុងនេះគ្មានតម្លៃអីទេវាគ្រាន់តែជារបស់លេង ខ្ញុំខ្លាចតែខាតពេលវេលាដែលមើលរបស់នេះ បើខ្ញុំមិនសង្ស័យដល់គាត់ខ្ញុំមិនហ៊ានបង្ហាញមុខឲ្យគេឃើញទេ មនុស្សអីរកតែបាយស៊ីគ្មានគេមិនមែនមកតាមកតុយស៊ីទេមើលទៅនោះពិតមែនដែរទេ មិនបានទេបើអគ្គនាយកដឹងថាលើខ្លួនរបស់បងស្រឡាញ់មានវត្ថុទឹកបែបនេះខ្លាចតែគាត់គ្មានសុខភាពមិនបានទេ អើយបើនាងមកក្រុមនរណាហ៊ានបខំ នាងមិនឲ្យឬមួយក៏ខ្លាចបាក់មុខបាក់មាត់មនុស្សសម្រាប់ឯងនេះតែមានរបស់អីទៅវាដូចជាលឹបលោណាអ្នកណាមិនដឹងស្មានថាជាកំណត់មែនដែរ វាមានតម្លៃជាកម្លាំងនេះទៅ អ ទៀត គ្គនាយកសៀរបស់នេះមិនអាចបង្ហាញនៅកន្លែងសាធារណៈបានទេខ្លាចតែមានរឿងធំ ពួកឯងជានឹងទៅត្រូវគ្នាណាយើងត្រូវតែមើលអាសម្រាប់ម្នាក់នេះយករបស់អីមកនេះជាអ្នកចរិតមានផ្នែកនេះប្រពន្ធ ចាប់ហើយបើស្រឡាញ់ឆាប់នាំរបស់នេះទៅផ្លែប៉ាំនោះនៅខាងមកហើយខ្ញុំមិនអាចឲ្យបងទេឲ្យខ្ញុំសុំទោសតែវត្ថុទឹកនេះថ្នាក់9នេះមិនអាចឲ្យនរណាទេនេះអាចឲ្យទាញឲ្យគេតាមសម្រាប់បងឆាប់រត់ទៅ យ៉ាគ្រាន់តែអ្នកថ្នាក់ទី9បងមានសមត្ថភាពគ្រប់គ្រាន់កុំទៅភ័យអី បើដឹងគ្រាន់បានដែលចំពោះមុខខ្ញុំធ្វើគ្រុតដូចជាអស្ចារ្យឯងគ្រាន់តែជាមនុស្សសាមញ្ញបោកប្រាស់ម្នាក់ នេះបានតែធ្វើម៉េចទៅ ការដាំដំណាំទឹកខ្លាំងខ្លាយនៅក្នុងប្រទេសយើងគឺជាបាត់អក្រិតឬមួយក៏ឯងមិនដឹងលើโลกនេះវត្ថុទឹកមានទូនាទី5ថ្នាក់វត្ថុទឹកគ្រាន់តែជារបស់ប្រេងនិទានឯងមកមនុស្សប្រសពណាឯងចង់មកដល់យើងទៀតចឹងយកប្រយោជន៍ពីដើមរុក្ខជាតិនេះករីថ្នាក់ទី9នេះកម្រិតណា នោះក៏ទៅតាមពីលោកបងខាល របស់ បង ទៅបានហើយដើមស័ក្តិសិទ្ធអីខ្ញុំអត់បានទទួលដឹងលើដើមនោះទេ មកពីសមត្ថភាពគ្រប់គ្រាន់ ឯងទៅខ្ញុំជាមនុស្សល្ងស្ថានភាពឯងគឺដឹងច្បាស់ហើយថាឯងជាអ្នកណាសំអាងលើលក្ខខណ្ឌឯងមិនអាចមានរបស់ទឹកកុំថាឡាតែនេះករីថ្នាក់ទី9ថ្នាក់ទី1ក្រហមមួយជីវិតឯងក៏គ្មានផងអ្នកដែលទទួលវត្ថុទឹកគ្រាន់តែជាគ្រួសារទៅតែក៏អាចខ្លាចជាអ្នកមានបាននោះគឺមានពុយរបស់គេក្នុងជួរភ្នំមានតែមួយគ្រាប់នោះក៏អាចជាភ្ញៀវឈានមកនៅក្នុងគ្រួសារបានដែរមិនអាចតែជាឯងទៅវិញគឺវាមិនអាចទេ យាយយូបើអញ្ចឹងឯងដើរជាមួយនឹងមនុស្សដែលខ្លាចបន្លំហ្នឹងទៅ គេនិយាយសៀផ្លែឈើទឹកអំបញ្ញមិញនេះគឺបងស្រឡាញ់ឲ្យខ្ញុំទេនឹងមិនមែនជាផ្លែឈើខ្លាំងទេ បន្លំផ្លែឈើមានទុកថ្ងៃនេះគេត្រូវជួបបលិញឯងចឹងទៅ អាយ៉ាយើងដូចជាមានខ្លាចចំហាយកសិដ្ឋានទឹកមកពីណាទេឲ្យមើលអគ្គនាយកសៀឲ្យមើលសមមិនតិច
ក្លិនតែនេះគឺវត្ថុទឹកទី5ខ្ញុំមួយជីវិតហើយដែលមិនបានជាវត្ថុបែបនេះណែណាទៅឆាប់យកចេញដល់ខ្ញុំមើល លោកស៊ីលោកហាត់ខុសទៅដឹង មិនអាចទេចំមកខ្ញុំហាត់មិនខុសទេពិតជាវាហើយនេះគឺវា លោកស៊ីលោកលើកឆ្នាំខុសមែនទេតែបានពិនិត្យផ្លែឈើមួយនេះក៏មកថាផ្លែឈើនេះគ្រីទឹកតាមឈើទឹកអាចខ្លាចជាស្បៃមើលអាស្រូបបួលទៅផ្លែឈើនេះហើយនឹងដើមឈើមិនអាចខ្លាចជារបស់ទឹកបានទេវត្ថុទឹកមិនអាចនៅក្នុងដៃមនុស្សសម្រាប់បែបនេះ នេះគឺថ្នាក់9នេះគឺថ្នាក់ទី9តាកាចាស់យើងមកស្លាប់ទៅក៏មិនស្រាយក្រោយដែរអស្ចារ្យណាស់ លោកស៊ីយើងស្ដាប់ខ្ញុំនិយាយទេ អកេយស៊ីគឺមានទីថាជារបស់ពិតហើយធ្វើតែរូបគេមិនគួរជឿជាក់តែវត្ថុទឹកនេះគឺមិនខ្លាំងខ្លា វត្ថុ ទេ ទឹកស្អីបើក៏ខ្ញុំគ្មានខ្លាំងអីសោះចឹង ការយកក្លិនវត្ថុទឹកត្រូវការអ្នកសិល្បៈសិក្សាស្រាវជ្រាវរបស់គេទៅគេដឹងការពិតនេះជារបស់ពិតហើយក៏ខ្លាំងទេយើងខ្ញុំ ចៃ ចិត្ត យ៉ាគេថាសមត្ថភាពមិនគ្រប់គ្រាន់ទេ អាចច្បាស់ហើយថាវត្ថុទឹកមែនវត្ថុទឹកមានរូបរាងយ៉ាងម៉េចលោកប្រហែលជាច្បាស់ជាងខ្ញុំក៏មកអុកលោកណាកន្លះថ្ងៃហើយមិនបាន នេះ ការ មិន សោះ ខុសទេប្រកាសជារបស់ទឹកនឹងហើយ អាចហ៊ានទេ រឿងអីមិនហ៊ាន បើគេសញ្ញាហើយមានបញ្ហាអីនោះយើងនឹងបញ្ជូនបងសិនឡើងឯងគឺវាល្មមនឹងអាចចូលគ្រប់ហើយ ហើយណាមនុស្សយកកដាកុងត្រាមកកដាកុងត្រាធ្វើជាសាស្ត្រីបានការផ្សំគំនិតនិងកិច្ចសន្យាចំណាយកម្លាំងស័ក្តិសិទ្ធិមហាសាលបើនេះគឺថ្នាក់ទី9ប្រកាសជាមានពលឺនោះមិនជាថារបស់ពិតហើយ លឹមនិយាយអាចបកក្រោយតាន់ពេលយើងយល់តំណែងតំណងរបស់យើង20ឆ្នាំអាចនឹងមិនដេញដែរ ខ្ញុំជឿជាក់លើបងសិនឡាង ចិញ្ចៀនមាសនេះគឺជារបស់យើងមិនត្រូវការក្រៃបានយកខ្លួនឯងទៅចូលខ្នោះឯងជាអ្នកបម្រើដែលអន់ខ្លាំងណាស់ប្រុសម្នាក់នេះបើឯងស្រឡាញ់គេយើងនឹងប្រកល់ឲ្យឯងចុះតែទូយ៉ាងណាមួយជីវិតនេះយើងមើលមិនឃើញទេ ដល់ពាក្យខ្ញុំនិយាយបានន័យថាម៉េចនិយាយនេះបានន័យថាម៉េចទៅ មិនសមទេគួរតែចេញលទ្ធផលជាយូរមកហើយ ខ្ញុំនិយាយឲ្យមេឈើនេះខ្លាចទេសំណាញ់ណាស់ដែលសាស្ត្រាចារ្យនៅមិនអញ្ចឹងទេគេខ្លាចបន្លំហើយពេលនេះមានអីនិយាយទៀតទេប៉ុន្តែសោកស្ដាយដែលបានសហការសម្ដែងលក្ខខណ្ឌជាមួយឯងលឹមជាយូរឯងត្រូវកណ្ដឹងចេញហើយនេះលទ្ធផលដែលឯងមិនសូវច្បាស់លាស់ នេះគឺជាលទ្ធផលហើយ អគ្គនាយកស៊ីអាភ្លឺហើយ មិនអាចទេកាយមួយកាយពីរកាយ3 អើយពួកកាយ9មានកាយ9ហើយអស្ចារ្យណាស់អស្ចារ្យ កាយ9ប៉ុន្មានមិនអាចទៅជាបែបនេះអញ្ចឹង នេះគឺជាចំនួនខ្លាយៗទេដើមឈើគឺជារបស់ខ្ញុំ លឹមជាយូរឯងដណ្ដើមរបស់ស័ក្តិសិទ្ធិពីយើងហើយក៏ដណ្ដើមរបស់យើងទៀតឯងនៅជាមួយយើងតាំងពីតូចដល់ធំយើងមិនដែរដឹងទេថាឯងមានចិត្តធ្វើខ្លួនយ៉ាងនេះ ខ្ញុំអត់មានទេ អញ្ចឹងឯងនិយាយចឹងមកជាជាក្នុងដៃរបស់ឯងជារបស់អ្នកណាក្រៃចង់ដឹងថាក្នុងនោះជាអ្វីហ៎លឹមជាយូរឯងគ្រាន់តែជាអ្នកបម្រើខ្ញុំបានបញ្ជាឲ្យគេដកពីមង្គលការចង់ក្រោយបន្លំខ្លួនធ្វើជារូបខ្ញុំក៏ហត់លោកហើយប្រកបដើមឈើឲ្យតែគេ បងសិនឡាងខ្ញុំមិនបានបងយកដើមឈើទឹករបស់បងទេសុំទោសខ្ញុំក៏បងជាជាតិនេះគឺជារបស់នាយកស៊ីខ្ញុំនឹងឲ្យទេខ្ញុំនឹងដកឲ្យគាត់វិញអេមិនបានជាដល់មិនចេញ មិនបាច់ដល់ទេនេះជាជារបស់នាង សិនឡាអ្នកដែលរៀបការជាមួយលោកគឺជាលោកខ្ញុំឯណេះទេ ខ្ញុំយ៉ាងម៉េចជារបស់ខ្ញុំគឺជារបស់ព្រះសាសននាងព្រះជាគឺថាវារឿងយកម្ចាស់វាពិតប្រកបដល់ចេញទេ ចាំមិនបានខ្ញុំដោះ នាង ចេញ បានហៅក្លិនដឹងថាមកពលទៅជាប់ខ្លួនខ្ញុំទេ ថាមកពលស្អីទៅសំអាងនៅនេះករីថ្នាក់ទី9ពិតប្រកបស្អីទៅនឹងមិនប្រកបថាជារបស់លោកទេមិនទៀងលោកលួចពីកន្លែងណាមកក៏មិនដឹងមនុស្សក្ររហ័សមានឯងនឹងចឹងអ្នកចោលស្រីលួចក្បត់បានឈើទុកនៅត្រង់ហ្នឹងមនុស្សអាចចេញទៅបាន នាយកស៊ីបើថាទឹកវិញនេះគឺរបស់បងសិនអគ្គនាយកមិនអាចយកបានទេ អ្នកណាឲ្យសិតតែនាងស្មានថានាងនៅខាងប្រុសម្នាក់នេះអាចធ្វើជាមនុស្សល្បីមានមុខមានមាត់ទេ អ្វីដែលជារបស់ខ្ញុំមាននរណាយកបានទេ ជឿថាយើងហ៊ានដៃកៅឯងទេនេះអើអីណាហ៊ានដៃយើងហោះ មនុស្សដូចជាសិនយើងមិនមែនជាទុកពីបរមមកពីណាទេ ពួកអញឈប់ដល់ណាទៀតមិនឃើញគេបាយខ្ញុំទេអីមិនដេញអាចចាំបសៀតនឹងនាងចង្រៃនេះចេញទៅពីពេលនេះតទៅហាពួកវាចូលមកក្រុមហ៊ុនសុំឲ្យតែមកជំហាន នេះមិននឹងចេញជាគ្រូដើមឈើទឹកផង អគ្គនាយក អគ្គនាយកលោកខណែននាំផ្លែឈើទឹកនេះ9ម៉ោងអ្នកប្រុសខ្ញុំគឺសៀវស៊ីជាម្ចាស់ហ៊ុនរបស់សិនភីគ្រប់គិតចង់ទទួលយកវត្ថុទឹកនេះដើម្បីរក្សាទុកធ្វើវត្ថុទឹកសម្រាប់ក្រុមហ៊ុនរបស់យើងតែលោកសម្រាប់ចិត្តបែប ខ្ញុំ ណា ត្រូវសុខពលរបស់ខ្ញុំ មិនខំឲ្យខ្ញុំសម្រាប់ចិត្តវិញ បើអគ្គនាយកឃើញថាពេញចិត្តបែបនេះតទៅថ្ងៃក្រោយខ្ញុំត្រូវលេងនិយាយជន់អគ្គនាយកដើមទឹកនេះជារបស់ខ្ញុំដើមទឹកម្ដងនេះខ្ញុំចំណាយលុយសន្សំខ្ញុំ10ឆ្នាំហើយខ្ញុំដឹងថាវាជារបស់សំខាន់ណាស់បានជាខ្ញុំមិនប្រកាសចង់ទុកវាជាសម្ងាត់ឲ្យលោកមនិតស្មានថាត្រូវប្រស្រីពីអ្នកនេះលួចយកទៅ នេះគឺបែបនេះដែរទេដឹង នាងនិយាយកុហកតាំងពីដើមមកខ្ញុំនៅក្បែរនាងរហូតមិនដែលឃើញដើមឈើទឹកអី ខ្ញុំ ទេ សង្ស័យនាងលួចដើមទឹកនេះចេញទៅជាមួយអ្នកក្រៅព្រោះនាងនៅក្បែរខ្លួនខ្ញុំរហូតបញ្ជាក់ថានាងមានឱកាសគ្រប់គ្រាន់សម្រាប់លួចយកទៅបើសិនជានាងលួចមែននាងអាចបញ្ជាក់ជាមួយនឹងដៃគូរបស់នាងដែរដូច្នេះហើយសម្ដីរបស់នាងមិនអាចយកជាផលបានទេ ដើមជឿទុកនេះនាងជាអ្នកបដោវាដូច្នេះហើយនាងអាចនិយាយបានថាដើមច្រើនយ៉ាងនេះគឺបដោយ៉ាងម៉េចទៅ ផ្លែវាផ្សំចេញពីថ្នាក់ទី7បានវាបានយ៉ាងម៉េចឯងស្មានថាខ្ញុំល្ងងប្រាប់លទ្ធផលស្រាវជ្រាវទៅឯងអញ្ចឹងហ៎មែនទេ បាទទេប៉ុណ្ណឹងគ្រប់គ្រាន់ហើយសូមទៅជួបក៏និយាយខុសដែរនាងនិយាយទៀតថាជារបស់នាង បានឈើទុកនេះករីទាំង9ធ្វើតែនៅទីនេះប៉ុន្តែសម័យមនុស្សបុរាណចំណាយមិនតិចទេមែនហើយតាមឋានៈឯងមិនបានទទួលស្វាគមន៍ពីមនុស្សសម័យបុរាណការស្រាវជ្រាវវត្ថុធាតុដើមក៏គ្មានមានតែពីរសិលឹកមាន2ផ្លែនេះគឺជាផ្លែទឹកនាគភ្លើងជាវត្ថុទឹកនាគករីថ្នាក់ទី9ទាំងផ្លែនាគទី7រួមបញ្ចូលគ្នាតែមួយ អត្តភាពនាងមិនអត់នោះទេស្ដាយខ្លាំងណាស់នាងដឹងនិយាយទៅហើយ និយាយបានន័យថាម៉េច អត្តភាពនាងមិនអត់នោះទេគឺខ្លាចជាការពិតទៅហើយស្ដាយណាស់នាងដឹងនិយាយទៅ ឯងនិយាយតែណានេះមិនមែនជាផ្លែសកានាគស្អីនោះទេ នេះគឺរូបវាជាដើមឈើទឹកហុង នាគមាសបានផ្នែកក្រហមនេះជាវត្ថុទឹក នេះគឺអតិទេពនេះគឺអតិទេពវត្ថុទឹកហើយស្រាវជ្រាវចេញមកវត្ថុទឹកទៀតតាំងពីចំណុចទៅមានប្រភពមកពីដើមពេលនេះខ្ញុំសូមប្រកាសលេងនិយាយជាអគ្គនាយកផ្នែកសិនគ្រប់ហើយគ្រប់គ្រងទូទៅហើយមានភាគរយ5%មានសិទ្ធិគ្រប់គ្រងដើមឈើទឹកនេះទាំងមូល
ចឹងហើយណាក៏មានតម្លៃដល់តែ100លាន ប៉ាលឹមយកយកគ្រាន់តែជាស្រីបំរើខ្ញុំទេខ្ញុំជាកូនស្រីប៉ាបង្កើតបែរជាបានត្រឹមតែ 2% សំអាងអីឲ្យនាងធ្វើជាខ្ញុំឋានៈនាងខ្ញុំយកទុកឯណា ឈិញសម័យវិការឈិញគេដូចយូរមកហើយកូនខ្វល់ពីមុខដំណើរយាយទៀតហើយនៅមានឈ្មោះគេយករងសិនភីដល់ប៉ុណ្ណឹងកូនកូនទៅគ្រប់គ្រាន់ហើយគ្រួសារស៊ីយើងត្រូវការបំផុតគឺបណ្ឌិតយើងមិនអាចយកកូនស្រីខ្លួនឯងទេការសម្រាប់ចិត្តមួយគឺមិនឲ្យអ្នកណាកែប្រែបានទេលោកស្ដាបើខ្ញុំដោះស្រាយបែបនេះតើលោកបញ្ជាក់ដែរទេ ទំនងដែរ លឹមយសូកុំគិតថាបានតម្លៃខ្ពស់អាចចុះលើក្បាលយើងបានអីសោះមនុស្សđangកំណត់ថ្លៃថ្នូរនៅតែថ្លៃថ្នូរពួកយើងចាំមើលទៅ ហ៊ានមកបំផាន់អញជិតទៅគ្រួសារឈិញហើយនេះពួកឯងមានអ្នកណារកខ្លួនទេតែស្លាប់ទាំងអស់ អ្នកប្រជិញទៅរកខ្ញុំខំអីអ្នករំ អញយកស៊ីអីចេញមកដើមឈើទៅគ្រួសារយើងប្រកបជាវិញបានមិនចឹងទេមិនបានទេបើបងប្រាប់ថាវាងាប់ដូច្នេះជ្រីងាប់ជាមួយវាដែរទៅមិនតមានអ្នកណាប៉ះពាល់គ្រួសារយើងទេមិនក្បួយមកប៉ះពាល់យើងស្រាឆ្ងាយមិនចង់ផឹកស្រាពីនេះជាមួយនឹងយើងផងហ៎ មិនអាចចេះកំហឹងបែបនេះ យូសៀនេះគឺដើមឈើទឹកថ្នាក់ទី5ហើយនេះខ្លាចតែជាលឿងទុំជួយអស់ទៅហើយ នេះអគ្គនាយកសៀដើមឈើនេះថ្នាក់ទី5ឡើងលឿនពីចាស់ហើយពេលដែលបញ្ជូនមកនោះគឺបាត់បង់ធម្មពលពាក់កណ្ដាលហើយពួកយើងចិញ្ចឹមបាន3ឆ្នាំគឺជារឿងចំណេញណាស់ហើយ លោកក្រលេងពេលនេះអ្នកគ្រប់គ្រងការដាំនិងចិញ្ចឹមដើមឈើទឹកទាំងអស់ជាទូនាទីរបស់អគ្គនាយករងលេងលោកមានការអីទៅសួរនាងចុះ ខ្ញុំមិនខ្វល់ថាអ្នកណាទេថ្ងៃនេះបើសិនជាដោះស្រាយបញ្ហាដើមឈើរបស់ខ្ញុំមិនបានទេមិនទៅមួយគ្នានេះឆាប់ជាបានទៅ ខ្ញុំនឹងប្រឹងប្រែងត្រៀមឧបករណ៍សម្រាប់ពិនិត្យចាដើមឈើនេះមើលទៅជាបានមិនជាទេធម្មពលទឹកចង្អុលដល់ត្រឹម703ទោះជាទេវតាក៏ជួយមិនបានដែរ តាំងពីបុរាណមកមិនមានមនុស្សខ្លះណាអាចជួយរូបបានទេនាយករដ្ឋដូចជាប្រធាន អ្នកគ្រប់គ្រងធ្វើចង់បានមុខលទ្ធផលគឺបានទទួលមកវិញបែប តែ នេះ នេះប្រឹងប្រែងក៏ព្រោះទៅជួយការពារពួកឯងដែរ ដឹងថាជួយមិនរួចទេខំប្រឹងម្នាក់ចាំទទួលទៅពីគ្រួសារឈិញទៅលទ្ធផលគឺស្ដាយក្រោយ តែណាថាជួយមិនបានទៅនោះ អញគ្រាន់តែជាមនុស្សសម្រាប់សោះតែដឹងខ្យល់អីស្មានថាដាំដើមឈើទឹកនេះដូចជាធ្វើស្រែចម្ការឯងហ៎ចេះតែដាំ វា ហើយ ខុសគ្នាទៅ គ្រាន់តែចូលទៅមនុស្សអត់ ពីព្រោះហើយដឹងហើយនៅសល់តែ0.01បញ្ជាក់ថាជីវិតនឹងឆាប់អស់ឥឡូវរត់ទៅចាប់ឆ្ងាយក៏របស់ពួកយើងទៀតអីនេះរត់ទៅចាប់ពិតមែន អ្នកប្រជិញកិច្ចការគឺអគ្គនាយករងលេងជាអ្នកទទួលខុសត្រូវក្រុមហ៊ុនសិនភីងខ្ញុំសូមចាត់ដកតំណែងចេញប្រកល់ឲ្យទៅលោកឈិញចាត់ នេះ នេះ សៀ ឬក៏អាចមិនប្រមពាក្យលេខដើម្បីសហគ្រាសសិនភីង គ្រួសារស៊ីនេះពិតជាទៅគ្រួសារយើងនិយាយនឹងហ្នឹងស្មានតែខ្ញុំមិនដឹងមែនទេនេះគ្រាន់តែជាខ្ញុំបំរើឲ្យគេលះបង់ជីវិតដើម្បីយើងទៅជាមិនបានទេសុំឲ្យដើមឈើជាបានមិនបានផងធ្វើជាអគ្គនាយករងស្អីទៅមកជាបានមិនជាទេទទួលរងកំបិតមួយកំបិតទៅតែល្អដែរទេទៅទៅ តែណាថាបើសិនជា ឯងជាណា អញជាអ្នកណាមនុស្សសម្រាប់ឆាត់ចាញ់ទៅមកប៉ះពាល់គ្រួសារឈិញយើងមិនលើកលែងឲ្យអញទេ យើងប្រងដល់ថ្លៃបញ្ហារបស់ពួកឯងនេះយើងយល់ដល់ដើមឈើមួយដើមនេះគឺវាចេញផ្លែផ្អែមរឹក ឯងយកដើមឈើថ្នាក់ទឹក5របស់យើងជារបស់ស៊ី ចុះនិយាយគឺត្រូវមាត់មែន អ្នកប្រជិញអ្នកសម្រាប់នេះមិនពាក់ព័ន្ធនឹងសិនភីងគ្រប់ទេសិនភីងគ្រប់ខ្ញុំសុខចិត្តយក10លានមកសុំការខុសខាត់លោក ខ្ញុំនិយាយស្មានតែខ្ញុំខ្វះលុយមែនទេលើកុំទេពីរបស់នេះខ្ញុំមិនយកទេប៉ុន្តែខ្ញុំយកតែលោកគ្រាន់បើលោកមកព្យាបាលទៅ ខ្ញុំគាត់ដល់ណាទៅឯងមិនដឹងថាលួចដើមឈើស័ក្តិសិទ្ធិមកពីណាមិនមែនឯងជាអ្នកដាំឯណា យ៉ាងម៉េចហើយហ៎ ប្រដៅរំហើយដល់ហើយ បានន័យថាម៉េច ដើមឈើម្ដងនេះឯកានណាគឺគួរទៅរកប្រពន្ធឲ្យគេហើយ នេះហូបពីការទៅរបស់យើងទៅទៀតបងលើកដៃទាំងគូជួយពិចារណាត្រូវប្រពន្ធអាចដើមឈើចិត្តមកគូក្បាលឯងមានបញ្ហាឯងដឹងថាឯងនិយាយអីឬអត់ អាសម្រាប់ឯងនេះលុយ10000គ្មានផងគោកបានកាត់ចង់តែរកប្រពន្ធអ្នកប្រជែងមនុស្សម្នាក់នេះជារបស់អ្នកតម្លៃប្រចាំគ្រួសារមកធ្វើជារបស់លេងសើចនៅទីនេះមិនអាចលេងសើចបានទេអ្នកប្រជែងគឺគ្រួសារលេខ1នៅណានសៀគ្រួសារសៀមិនអាចប៉ះពាល់បាននោះទេអ្នកប្រជែងបងចេញសិនតែបាញ់មិនលេងសើចទេសូមលោកកុំប្រកាន់អីឲ្យខ្ញុំសុំទៅជំនួសគាត់ផង ខ្ញុំអត់បាននិយាយអីខុសទេអាចចាំបាច់សុំទោសការដើមឈើសរីរាង្គគឺជាធាតុឈ្មោលលោកបែរជាដើមតែធាតុមួយទោះជាលោកខំប្រឹងដាំយ៉ាងណាក៏ដោយក៏វាមិនចេញលទ្ធផលល្អដែរបើជាប់មិនបានល្អតែជាមួយគឺថាត្រូវតែពូជមួយរយៈសិនគ្នាមិនទាន់ធំផងត្រូវលោកជំរាបចេញទៅហើយ អ្នកប្រងគេគ្រាន់តែជាមនុស្សសម្រាប់ម្នាក់មិនអាចសាកសមព្យាបាលដើមទឹកទី5បានទេ បានមានធ្វើទៅ ខ្ញុំ ដើមឈើមួយនេះគឺមិនអាចខ្ញុំមិនសន្ទុកឲ្យខ្ញុំជាមរតកចំក្រោយតែមួយមកលោកព្យាបាលមិនជាទេខ្ញុំនឹងយកកំហុសរបស់លោក ខ្ញុំតាមលោកដាក់ទោសខ្ញុំ បងសិនបើបងតាមរទេកុំជឿរឿងដាក់ខ្លួនឯងរឿងនេះគឺមិនពាក់ព័ន្ធនឹងបងទេបងកុំព្រោះតែខ្ញុំ បងជឿជាក់បងទេ ប្រកាសជាបងហើយ ខ្ញុំចាំមើលទៅកុំភ្លេចណាបងជាអ្នកដើមឈើទឹកទាំងអស់ពូជដើមឈើទឹក ពូដើមឈើទឹកស្អីទៅ លោកមកតែ នៅលើលោកនេះមានរបស់អតិថិបែបនេះផងមិនសមនឹងអតិថិទេ រឿងបងស្រឡាញ់មានបែបអតិថិនេះប្រកាសជាលាក់មិនចិត្តទេអញ្ចឹងអប់រំឲ្យពិភពលោកដឹងតែម្ដងទេនេះក៏អាចជាវិធីមួយយ៉ាងថាមិនទៀងគឺអាចកាត់បញ្ហាបានមួយរយៈបើត្រឹមតែគ្រួសារចេញមិនគ្រប់គ្រាន់នោះទេ មាត់និយាយតែថាខ្ញុំមិនដឹងដើមឈើទឹកមានភាពឈ្មោះនោះ តែលោកធ្វើឲ្យខ្ញុំអស់សំណើចនេះគឺដើមឈើទឹកថ្នាក់ទី5ដើមភ្លេងពណ៌លឿងលោកទឹកថាដើមឈើធម្មតានេះគេហៅតែឆ្កែមិនដែលឃើញ អ្នក ស្ ប្រ រាប់ ជិញគេចេះតែបកករឿងលោកចង់យករបស់ដែលមានតម្លៃឲ្យជប់ខ្លួនថ្នាក់បែបនេះពេលនេះខ្ញុំនាំកិច្ចដើម្បីកុំឲ្យទៅភ្នែកលោក លោកកទីមកពីណាគឺនិយាយបោះពីសម្លេងចិត្តទៅកល បណ្ឌិតចៃពេលនេះលោកមកហើយ នៅចាយលោកមិនអាចជួយរបស់ខ្ញុំនេះ ពេលនេះបន្ថែមបណ្ឌិតចាយទៀត ខ្លាចបន្លំជាអ្នកជំនាញផងបណ្ឌិតចៃនេះទៅជាបណ្ឌិតជំនាញខាងកសិកម្មទូទាំងពិភពលោកដូចឯងអត់បានការគ្មានឆ្លងកាត់វាក៏ដល់ដែរ តែអាចជួយបានដែរទេ ជួយអត់បានទេខ្ញុំថាប្រកាសជាជួយបានយើងជួយមិនបានគឺជួយមិនបានហើយស្ដេចពីថាលើមកទៀតគឺជួយបាននោះដែរ
យើងសងកាយជំនាញរបស់យើងផង មនុស្សបីស្លាប់បែបនេះលោកចេះជឿដែរនេះចំហាយទេដើមឈើទូទាំងឡានសៀមិនអាចឲ្យអ្នកស្លាប់រស់ឡើងវិញទេជួយដើមឈើនេះមិនបានចង់និយាយយ៉ាងម៉េចមិនតន់ជួយបលិបលិក្បាលផងមិនចង់ព្យាបាលដើមឈើនេះប្រកាសជាតែ100ទេមែនទេលោកកុំសង្ឃឹមថាព្យាបាលវាបានទេ ផ្សេងជួយមិនបានមិនបញ្ជាក់ថាសិលាខ្ញុំជួយមិនបានទេហើយទៅមកឯងមានសញ្ញាបត្រខាងកសិកម្មស្អីទៅចប់សាលាមួយដល់ទៅថាមកទៀតយើងនៅបង្រៀនសាលាឯងផងមានទេ សូម្បីតែមនុស្សក៏គ្មានសញ្ញាបត្រផងតែចង់ជួយដើមឈើជួយម៉ែរបស់ឯងសិនទៅនេះយ៉ាអើយឯងហ៊ានបាយយើងផងឯងដឹងថាយើងជាអ្នកណាដែរទេហ៎ ឯងហ៊ានរំលឹកទៀតមិនបានទៀតយើងហើយស្លាប់ នេះគឺជាមរតករបស់យើងមិនសមទុកឲ្យយើងដូច្នេះឯងមិនអាចយកមកលេខសាយទេកុំលេខសាយចំពោះមុខយើងសោះ បើឯងមកជួយយើងក៏ឲ្យទៅចុះតាមធ្វើនេះត្រង់តែចិត្តស្លាប់ដូច្នេះហើយទុកនៅចន្លោះមួយឲ្យឯងមកសិនតែឯងបោះបង់ការព្យាបាលគឺយើងគ្មានវិធីព្រោះអីយើងក៏រំខានគ្មានការចង់ព្យាបាលតែដូចទេចង់ព្យាបាលគឺត្រូវការប្រាក់រាប់លានដើម្បីព្យាបាលវា 1 លានកាប់តែ50មាត់ទៅរួចឯងពិតជាគិតតែខ្លួនឯងនឹងទេបណ្ដា តែដៃរបស់ឯងមែនទេដែលខំសម្ដែងអស់កន្លះថ្ងៃហើយក៏ព្រោះតែចង់បានលុយ សូមទោសផងគ្រប់គ្នាយល់ច្រឡំហើយណាការដែលខ្ញុំប្រាប់ថា1លាននោះគឺរៀបចំព្យាបាលមកខ្ញុំព្យាបាលជាងត្រូវចេញលុយឲ្យខ្ញុំ1លាន នេះឯងឈួតទេ ខ្ញុំពេលឲ្យខ្ញុំ3នាទីឲ្យឯងពិចារណាពេលវេលារបស់ខ្ញុំមានតម្លៃខ្លាំងណាស់3 2 1 បានខ្ញុំព្យាបាល លោកប្រជិញលោកកុំឲ្យគេបោក ដើមឈើលើដំណាក់ទី5គឺពួកឯងក្រុមហ៊ុនសិនធីពួកឯងធ្វើដើមឈើផ្លែតិចជាបែបនេះដូចជាអ្នកចេញ ជួយឲ្យវត្ថុទឹកដំណាក់ទី5នេះបានរស់ទោះជាគ្រួសារចំនួនចាស់ក៏គ្មានសមត្ថភាពឡើងដល់លើមេឃកំថាដៃឯងសិនឡើងនេះគ្រាន់តែជាមនុស្សសម្រាប់ម្នាក់ខ្ញុំក៏ចង់ដឹងថាឯងយក10លាននេះយកបានទេ លោកអាចជួយដើមឈើនេះបានមែនទេឧបករណ៍សាកល្បងនៅជួយមិនបានផងជីវក៏គ្មានដើមឈើនេះមានតែស្លាប់ហើយនឹងស្លាប់តែប៉ុណ្ណោះឯងចង់ដាក់ខ្មោចឲ្យរស់ឡើងវិញឯងចង់មិនដែរទេថាចង្រៃនេះជួយដើមឈើយ៉ាងម៉េចបើសិនជាគេធ្វើមិនរស់ទេយើងនឹងគេបបាត់បោកប្រាស់ហើយនឹងគេបាយយើងទេ កំឡុងដូចក្មេងមានគុណបំណាច់យើងមិនចង់ឃើញឲ្យរលីកបែបនេះទេឯងនឹងគ្រួសារជីងគឺដកដងបែបនេះមិនពាក់ព័ន្ធអីទៅយើងទេតែឯងបាយសរបស់យើងតែខាតរលត់ទៅគុំសុំទូយើងបើតែគ្រួសារគេធ្វើល្បីតែសម្ដីរបស់យើងគេតែគោរពសម្ដីរបស់យើងទោះបីជាគ្រួសារជីងក៏គេទុកមុខឲ្យយើងដែរគឺយើងជាបណ្ឌិតនៅសាលាកសិកម្មទៀតផង បណ្ឌិតចៃគឺជាអ្នកមានជំនាញខាងដាំឈើលោកបានជួបដាំឈើទឹកជាច្រើនតែលោកមានដែរជួបគួយដាំអី យើង ទេ ចូលរឿងនេះពីរាប់លានឆ្នាំគឺខ្ញុំមិនអាចជួបនាងក្មេងស្រីតូចឯងនាងចង់យកយើងមកលេងសើចផងយើងនិយាយក៏បបាយទិសដៅឲ្យសោះ លោកមើលនេះទេ នេះណា នេះនេះជាស្អីទៅ នេះគឺដើមឈើទឹកនេះគឺនៃក្រហមរបស់សាស្ត្រ តែខ្ញុំមិនអាចជួបទេ យើងធ្លាប់ជួបនាងស្រីតូចខ្ញុំអាចសុំមើលបន្តិចបានទេតែម្ដងទេ នេះជារបស់បងស្រឡាញ់លោកសួរគេទេ លោកអូនសាឡាងអើយថាលោកអាចលោកចាំសម្ដីទៅលោកនិយាយជាមួយខ្ញុំមិនទេនិយាយថាម៉េចទៅ មិនវិញលោកឲ្យអាឡិតនេះលោកទទួលសំទោសលោក អត់បានកោឯងនេះអ្នកដែលថាឲ្យតែប្រុសសិននោះគឺឯងអ្វីក៏ឯងមិនគោរពអត់មិនក៏ឯងមិនគោរពទៅ លោកសិនខ្ញុំខំហៅខ្ញុំសំទោស គ្រូធំ លោកគ្រូធំសិនខ្ញុំសំទោស លោកជាមនុស្សមានសមត្ថភាពទទួលសិទ្ធិដូចជាខ្ញុំនេះយ៉ាងម៉េចដែរ លោកគ្រូធំសិនតើលោកប្រពន្ធឲ្យដើមឈើយ៉ាងម៉េចទៅ លោកឆេងបើលោកមានអ្នកចង់ជួយមានបញ្ហាអីមិនពាក់ព័ន្ធនឹងក្រុមហ៊ុនសិនពេញទេ សាឡាងខ្ញុំជាមនុស្សខុសត្រូវ បាន ដូចជារៀនឈឺចប់ចាប់ពេញគ្រូយ៉ាងម៉េចទេ ធ្វើប៉ុតដូចខ្មោចឲ្យគេមើលចាំមើលស្លាប់ដូចខ្មោចយ៉ាងម៉េច បើនៅតែមកគ្រូធំទៀតទេយើងមិនលើកលែងយើងឲ្យគ្រូសាស្ត្រមានតម្លៃប៉ុណ្ណាទៅលោកគ្រូធំឲ្យកញ្ចាស់ខ្ញុំនេះគឺមកហើយទូយ៉ាងណាខ្ញុំគឺស្លាប់អស់ចិត្តដែរអត់ចាំបងចាំបង បងធំ គ្រាន់តែជាកំតិចមនុស្សក៏យកមកធ្វើស្រេចដែរមិនចេះខ្មាស់គេ ដើមឈើថ្នាក់ទី4នេះពួកឯងធ្វើស្អីនឹងហ៎ អាចមកពីខ្ញុំថ្ងៃនេះចូលមកបន្ទប់ដៃជើងមិនសូវល្អអាចមកពីមុខខ្ញុំអាក្រក់ពេក អាចមកពេលខ្ញុំលោឡារំខានពួកវា ដើមឈើទឹកនេះពិតជារឿងខ្លាំងណាស់សំដីតែមិនស្រួលនោះក៏ស្លាប់ភ្លាមតែម្ដងធ្វើយ៉ាងម៉េចទៅ លោកបើមកធ្វើរឹកនេះសំជាដើមឈើទៅដែរទេដើមឈើនេះស្លាប់ជាមួយនឹងដើមឈើមកដើមនេះដល់ពេលនោះសំតែ10ដើមពួកឯងនេះមិនចេះថែរក្សា10ឆ្នាំមកហើយសូម្បីថាពលមិនទេក៏គ្មានយកមកទៅណា សាស្ត្រាចារ្យចិនតើកូនឈើរបស់សាស្ត្រាចារ្យងាប់យ៉ាងម៉េចទៅ នេះដើមឈើទឹកពិតជាដើមឈើទឹកមើលហើយជាណាមកទីនេះធ្វើ ខ្ញុំមកទីនេះចង់មើលដើមសាកសិន នេះជាបន្ទប់ពិសោធន៍ហាមគាត់មិនក៏អាចចេញចូលតាមចិត្តអញ្ចឹងបើចូលមកមានដៃអ្វីមិនល្អធ្វើឲ្យខូចដើមឈើ នេះជាលទ្ធផលដែលពួកឯងដាំពិសោធន៍មែនទេ ឯងដឹងខ្យល់អីទេឯងស្មានតែដាំកូនឈើស័ក្តិសិទ្ធិនេះស្រួលណាស់ ខ្ញុំអាចធ្វើឲ្យសមិទ្ធផលពាក់កណ្ដាលរបស់ពួកឯងបានពេញលេញ មិនខ្ញុំថាទេគូក្បាលឯងមានបញ្ហាមែនទេដឹងថាគាត់ម្នាក់នេះជាអ្នកណាទេគឺជាអ្នកជំនាញនៅក្រុមហ៊ុន Synthing Group ទទួលបានពានរង្វាន់លំដាប់ពិភពលោកផ្នែកស្រាវជ្រាវកសិកម្មចាប់នៅសាកលវិទ្យាល័យធំដឹងថាគាត់ជាអ្នកណាទេដឹងថាខ្ញុំជាអ្នកណាទេគឺជាអ្នកទទួលរង្វាន់ផ្នែកខាងកសិកម្មខ្ញុំមានឈ្មោះពីរដឹងថាម្នាក់នេះជាអ្នកណាទទួលពានរង្វាន់ជុំទី3ពិភពលោកផ្នែកកសិកម្មមានលំដាប់លេខ1នៅក្រុមហ៊ុន Synthing Group ហើយខ្លាំងជាងបណ្ឌិតចៃទៅទៀត នាងចង់និយាយពីអី ខ្ញុំចង់និយាយថាការពិតនៅក្នុងបន្ទប់ពិសោធន៍នេះមានគ្រូម្នាក់នៅសិស្ស3នាក់ដែលជាសិស្សរៀនលំដាប់កំពូលមានពានរង្វាន់ពួកយើងមិនបានហ៊ាននិយាយថាបណ្ដុះកូនឈើនេះងាយស្រួលផងហើយចង់ឯងវិញជាងពីសាលាណាទទួលរង្វាន់អ្វីហ៊ានសម្ដីថ្លង់ថាការដាំឈើទឹកនេះងាយស្រួលហើយនឹងស្អីដែរ ដើមឈើសាសិនគឺត្រូវការមេឃខាងគឺវាត្រូវការទឹកភ្លៀងដើម្បីស្រោចស្រពវាឲ្យលិចប្រឡូកចេញមកគឺគេថាដើមឈើសាសិនបើចង់ដើមឈើចេញពីដើមឈើទឹកនោះនោះមិនបាច់និយាយពីផ្លែផ្កាអ្វីច្រើនទេគឺយើងត្រូវគិតអំពីលទ្ធផលរបស់វា ហើយជាមនុស្សស្អីដែរឯងធ្លាប់ជួបដើមឈើទឹកដែរទេដែលប៉ះដើមឈើទឹកដែរទេឯ
ហើយមានបានជួបប្រសិទ្ធភាពរបស់វាដែរទេ នៅមុខសាស្ត្រាចារ្យនោះគឺដូចជាយកកាំបិតធំមួយកាប់ខ្លួនឯងអញ្ចឹងចេញទៅកន្លែងនេះមិនមែនជាកន្លែងដែលឯងមកនិយាយទេ យើងមករៀនពួកឯងគ្មានន័យនោះទេយើងគ្រាន់តែចង់រឿងយកដើមឈើមួយទឹកដើមឈើពួកឯងចេញនៅកបោពាក់ដាខ្ញុំត្រូវជ្រើសរើសមួយទុកថាជាការរឿងល្អ សង្គមយើងនៅតែមូលសង្គមតែឲ្យប៉ះពាល់វាអសោះ ឲ្យគេរើសទៅ បណ្ឌិតចៃស្អប់បំផុតអ្នកបណ្ឌិតខ្យល់អីយកដើមឈើទៅធ្វើជារបស់លេងសើចសូម្បីអគ្គនាយកក៏គាត់គោរពគាត់ដែរពួកឯងលើកតបចូលមកបន្ទប់ពិសោធន៍រំខានដល់ពេលវេលាសាស្ត្រាចារ្យពួកឯងចាប់ហើយ ពួកឯងមិនស្គាល់ខ្ពស់ទេប៉ះពាល់ដល់បណ្ឌិតចៃហើយមិនអីទេសូម្បីតែអ្នកប្រជែងក៏ប៉ះពាល់ដែរគាត់គឺជាគ្រួសារឈិនដែលល្បីបំផុតនៅណាំសេគាត់កុំថាគ្រួសារឈិនគ្រួសារសៀវគាត់ប្រើតែមួយម៉ាត់ឯងទូទាំងបានសេទាំងអស់គ្នាគ្នាកន្លែងឈរជើងឯងបាច់ជាស្លាប់ នៅក៏លោកឲ្យគេ ឲ្យ ធ្វើ គេ បាន រើសយករុក្ខជាតិទៅ ពីបណ្ឌិតធ្វើបាននេះដូចជាមិនសមទេគេក្មេងនឹងខ្យល់អីខ្ញុំមិនព្រមឡើយឲ្យគេទៅយ៉ាងម៉េចសូម្បីតែសម្ដែងរបស់យើងក៏ស្អាតដែរ លបងចរាលើភ្នំមានភ្នំពិភពលោកនេះមិនចទៀតទេម្នាក់នេះអនាគតវែងឆ្ងាយណាស់ អើខ្ញុំត្រូវគេមិនទេមិនថាមកធំផ្លែកដកផង លោកសាស្ត្រាចារ្យលោកមានសិទ្ធិការពារលទ្ធផលរបស់លោក យូសៀវគ្រូធំសឹងជ្រើសរើសដើមសាស្ត្រគឺព្រោះតែចង់ព្យាបាលដើមឈើគ្រួសារខ្ញុំ គ្រួសារឈិងខ្ញុំប៉ះពាល់មិនបានតែសាស្ត្រាចារ្យជាអ្នកចុះកងត្រាជាមួយនឹងដើមឈើទឹកបណ្ដុះបណ្ដាលដើមឈើជារឿងធំមួយគ្រួសារឈិងព្រោះតែរបស់ផ្ទាល់ខ្លួនមិនទទួលការអនុញ្ញាតពីគ្រួសារចិនចង់បំផ្លាញបន្ទប់ពិសោធន៍ប៉ះពាល់ដល់ការដាំទូទាំងពិភពលោកគ្រួសារឈិនឥឡូវក៏មិនចង់ដែរស្រឡាងខ្ញុំអរគុណលោកដែលលោកជួយដោះស្រាយបញ្ហាដើមឈើថ្នាក់ទី5ក៏ជួយសិនភិញគ្រប់ដើមឈើដល់ស្លាប់លោកក៏ដូចគ្នា សម្បត្តិម្ដងដើមឈើទឹកនេះគឺជាកម្លាំងញើសឈាមរបស់ខ្ញុំមិនអនុញ្ញាតឲ្យនរណាមកបំផ្លាញទេប្រជាសាស្ត្រាចារ្យ ល សូម បង ទៅ ចរា ទៅ នេះជួយដល់ការព្យាបាលដើមឈើស័ក្តិសិទ្ធិដំណាក់កាលគ្រួសារជិញ បងជារបស់នឹងលើកហើយបាទគ្មានបន្តជិះលើកបានមកដល់ជាមកហើយណាក់ទី5គឺជាដើមឈើទឹកគ្រួសារយើងរាប់រយឆ្នាំហើយគេហ៊ានធ្វើខុសខាតដែរទេគឺប្រកាសជាណាទេតើគេអាចព្យាបាលវាបានដែរទេ យើងដាក់យកក៏គ្មានមធ្យោបាយផ្សេងដែរយ៉ាងច្រើនគេដាច់យកសេះតាមតែប៉ុណ្្នឹងទេវាពីអត់ចា ដល់ភាពអស្ចារ្យខ្ញុំថាមើលទៅលោកគឺអស្ចារ្យច្រើនជាងតែព្រាបហើយឲ្យគ្មានបានរកព្យាបាលដើមឈើហើយប្រកាសជាត្រូវគេសាច់មកគេសុំបីដើមឈើទឹកមុខមាត់យ៉ាងម៉េចក៏គេមិនស្គាល់ផងឲ្យគេព្យាបាលមក នេះគឺមកតាមយកចេញមក តែកុំបាច់យកចេញដែរគឺពិតជាមិនបានទេកូនឈើនេះចំណាយយកទៅវិញទេមិនអាចយកទៅវិញទេមិនអាចទេ ណា ណែហ៎ សតតែ9ដើមទេ និយាយធំប៉ុណ្ណឹងហើយគឺបានជួបដើមឈើទេបណ្ដាស្លាប់ទៅពិតជាមិនស្លាយទេ សាស្ត្រាចារ្យចិនមិនព្រមហើយលោកចាក់ចេញពីបន្ទប់ពិសោធន៍ ណាថាខ្ញុំមិនយល់ស្របហ៎មិនអាចនិយាយចូលលោកអាចយកដើមឈើទឹកនេះករីនេះឲ្យស្លឹកខ្ញុំមួយស្លឹកបានដែរទេឲ្យតែលោកឲ្យខ្ញុំមួយស្លឹកខ្ញុំសុខចិត្តធ្វើជាសត្វបានដែរដល់ពេលនោះខ្ញុំមិនហ៊ានថាលោកទេលោកមានសមត្ថភាពណាខ្ញុំមិនហ៊ានថាលោកទេ សាររបស់សាស្ត្រាចារ្យចិនគឺឈរជើងទូទាំងប្រទេសអាល្អិតនេះសំណាងណាស់ មិនហើយ អាមនុស្សសម្រាប់មិនក៏សំណាងម្លេះមិនបានទេខ្ញុំត្រូវតែបង្កហេតុឲ្យគេចាំមើល ខ្ញុំ ចុះ បដិសេធ ហើយអញមានដឹងថាប្រហែលអ្នកចង់ធ្វើជាសិស្សសាស្ត្រាចារ្យចិនដែរមិនក៏អញបដិសេធបែបនេះ មិនក៏ឯងធ្វើបែបនេះអង្គការល្អហើយណាមិនយល់ទេ មិនក៏បាក់សាច់ចឹង បណ្ដានេះយើងទទួលស្គាល់ថាបងធំយ៉ាងម៉េចលបងចរាលោកចង់ធ្វើព្រឹត្តិការណ៍របស់ខ្ញុំមែន បងថង ខ្ញុំស្ដាប់ច្រឡំទេដឹងបណ្ឌិតចិនយើងក៏ចង់យកគ្រូធំធ្វើជាលោកថ្វាយយើង ធំធ្វើជាបងប្អូនថ្វាយយើងដែរ ឯងអាងឲ្យរឿងតាមខ្ញុំ នេះយើងមិនឲ្យគេជំនាញលើយើងនោះ មិនបានទេយើងត្រូវយកពីធ្វើជាកូនធំហើយទៅបានគឺមិនដើមនេះមានលក្ខណៈស្របច្បាប់ក្នុងការធ្វើឲ្យដើមឈើលឿងទឹករបស់យើង ហើយគ្រូធំដើមឈើនេះមិនអាចយកចេញបានទេវាអាចនឹងងាប់ឬមកការពិសោធន៍ខ្ញុំខុសទេដឹង ហើយនៅសល់តែ8ដើមទេ ដើមឈើមិនឲ្យទៅចង់ឲ្យវាស្រេកទឹកស្លាប់មែនទេ អញអាចទៅទេនឹងស្លាប់ដល់ហេតុអីទេ នៅសល់តែ7ដើមទេ របស់ស្អីហ្នឹងគ្មានសារធាតុចិញ្ចឹមអីសោះ គឺដីបំរុងរុក្ខជាតិមួយនេះលោកត្រូវតែស្ដាប់ខ្ញុំជាអ្នកស្រាវជ្រាវអានឈើស័ក្តិសិទ្ធិមិនអាចប្រើដីធម្មតាទេវាមិនអាចអូនហើយចំហាយធម្មពលបាន3បើសិនជា5បានជោគជ័យអាចចាញ់ជាដើមស័ក្តិសិទ្ធិហើយ របស់លេខសល់អីហ្នឹងតាមជារៀងថ្ងៃមែនរបស់លេខសល់អីហ្នឹងចាំជារៀងថ្ងៃមែនទេ ដើមឈើទឹកសាក់របស់ជោគជ័យហើយដើមឈើទឹកអាចបន្តពូជបានហើយនេះជារឿងដែលអស្ចារ្យខ្លាំង ពួកយើងជោគជ័យហើយពួកយើងជោគជ័យហើយច្រើនឆ្នាំហើយការប្រឹងប្រែងរបស់ពួកយើងពេលនេះជោគជ័យហើយដើមឈើអាចចេញជាពូជបានហើយ បានយើងជោគជ័យហើយយើងជោគជ័យយើងជោគជ័យយើងជោគជ័យហើយ ជោគជ័យហើយ លបងធំ លោកគ្រូធំឈប់សិនទៅឈប់សិនលោកគ្រូធំឈប់សិនទៅ គ្រាន់តែមនុស្សសម្រាប់ម្នាក់អាចជោគជ័យដល់ថ្នាក់ហ្នឹងបើគេអាចជួបជាបាត់ដើមឈើទី5បានខ្ញុំពិចារណារៀបការជាមួយគេហើយ គ្រូធំសិនដើមឈើនេះកុំព្រៀងឆ្ងាយពីគ្នាពេកខុសគ្នាទៀតមើលយ៉ាងម៉េចក៏សាកសមចិត្តដីប្រពន្ធ ដើ ដែរ មឈើលោកចូលចិត្តស្រឡាញ់ប្រពន្ធណាតែចាយដើមឈើមួយនេះតែអាចដាំវាដល់10ទេ ច្រឡំលោកនិយាយថាដាំបាន10ដើមលោកគិតដូចកន្លែងដាំឈើមែនទេចេះតែដាំបន្លែដែលកាត់សោះមកអង្គុយលើចង្អេរលើខ្លួនឯងមនុស្សអាចបានកាត់គ្មានថ្ងៃដឹងខ្ពស់ សាដើមឈើគឺជារឿងមានតម្លៃណាស់គឺគ្រប់ដើមឈើទាំងអស់សុទ្ធតែមានតម្លៃស្មើនឹងក្រុងទោះបីជាក្រុមហ៊ុនឈិនភីងពេលនេះមានតែប្រមាណដើមទេ
ច្រឡំលោកជាបានបញ្ជារកលេសមែនទេលើកនេះចាំមើលដោះស្រាយយ៉ាងម៉េច គ្រូធំសូដាបាននិយាយពីក្រុមហ៊ុនសិនពេញទូក្រុមជិះលីកទាំងមូលក៏មិនមានដើមឈើនេះដល់10ដែរខ្ញុំនិយាយត្រូវ មិនលក្ខខណ្ឌទេខ្ញុំឃើញក្រុមហ៊ុននេះគឺគ្មានទេតែខាងភេទខាងជើងគ្រួសារខ្ញុំក៏មានពីព្រោះថាយកគ្រប់ បាន មក តែប្រក អ្នកប្រជិញហេតុអីជាសម្ដីមនុស្សចំប្រសិទ្ធនេះគ្រប់គ្រាន់សត្វតែមានតម្លៃស្មើក្រុងមួយចាំបានអាម្នាក់នេះធ្វើឲ្យខូចទៅយកអីមកដល់ ខ្ញុំជឿចិត្តលើគ្រូធំ នេះគឺដើមឈើស័ក្តិសិទ្ធិដែលគាត់ផ្សាំមិនអាចតាមបានលេងទេបងសាឡានឬមកក៏គាត់ភ្លេចបាត់ទៅហើយ លឹមនិយាយយកដំណាក់អគ្គនាយករបស់នាងផ្សំដើមឈើធ្វើរបៀបមិនដែរមិនបានទៅជាមនុស្សបែបនេះសូម្បីតែដើមឈើកាត់ផ្សំមិនឲ្យកាន់ប្រទេសដែរស្រាប់តែចង់ជួយដើមឈើថ្នាក់ទី5សាកសមទេ តែសិនគ្រួសារជីគឺមិនខាងខ្លះគ្រប់ដើមឈើគឺមានតម្លៃស្មើក្រុមមួយលោកប្រហែលជាមិនចង់ខាត់ប្រយោជន៍ទៅទេ ក្រុមហ៊ុនដើមឈើទៅនេះគឺជារបស់នាងធំបើសិនជាមានការបាត់បង់នោះនាងធំច្បាស់ជាបន្ទូលលោកហើយនោះមិនអាចទេ ច្រឡំលោកប្រែបាត់បង់វត្ថុទឹកគ្រួសារឈិញហើយថ្លើមពីមេឃណាអ្នកប្រជិញមិនសម្រាប់ឲ្យចំប្រសិទ្ធនេះគាត់តែជឿ មែន ទេ ហើយដើមឈើនេះគួរតែបបាក់ចោលគ្មានប្រសិទ្ធភាព ច្រឡំសំឡាំងណាស់ខ្ញុំចេះដកពាក្យមុនអត់មិនអញ្ចឹងទេឯងនឹងខ្ញុំសល់លើជាមួយគ្នាមិនខានការពិតទៅឯងខ្លាចតែចំនួនចង្រៃ គ្រូធំសនខ្ញុំដាក់ទៅលោកគួរតែឈប់ទៅតាមថ្នាក់ទី5ពណ៌លឿងតាមឈើនេះខ្ញុំមើលទៅមិនអាចជាបានទេខ្ញុំនឹងថាលោកមានសមត្ថភាពហើយប៉ុន្តែនេះរឿងធំពេកលោកជួយមិនបានទេខ្ញុំបំផ្លាញដើមឈើ10ដើមទៀតគ្រូសាជីភីខាងជើងច្បាស់ជាជួយជាផ្សាយ បងសាឡានការពិតទៅមិនរួចទេបងសុំទៅអ្នកប្រជិញទៅខ្ញុំពិតជាមិនចង់ឲ្យបងមានរឿងនោះទេ នេះគ្រាន់តែជួយ5ដើមរឿងតែខ្ញុំចង្អុលក៏បានអូនមិនជឿបងទេ ប៉ុន្តែ រឿងរកប្រពន្ធឲ្យដើមឈើនេះគឺមិនដែលលើទេគ្រូតែពិចារណាផងទៅបានទេមិនបានទេក្នុងចិត្តខ្ញុំនឹងច្បាស់ណាស់គ្រូធំសុនក៏នៅក្បីពេកហើយមើលទៅឆេកឆាវអាចបង្កបញ្ហាហើយ រងចាំដល់គ្រួសារឈិញមកដល់ឯងនឹងស្រីស្មៃឯងច្បាស់ជាស្លាប់ខាងដោតែមួយ បងសិន ច្រឡំនិយាយយកចាំមើលទៅតែអ្នកណាជួយពួកឯង សាឡានបើសិនជាដើមទឹកនេះគេចូលមកឲ្យមិនអាចទៅរួចនោះទេពេលនេះបើចង់បបងអាចឬមួយក៏ត្រូវចាប់ដើមជួយដើមឈើនោះគឺយឺតហើយឬមួយក៏បងសាឡានគាត់មានវិធីអីហើយយ៉ាលឹមយូរមកដល់ពេលនេះហើយមិនក៏នៅសម័យទៀតដឹងលើដំណាក់ទី5នៅក្រុមហ៊ុនចិញ្ចឹមច្រើនឆ្នាំហើយអ្នកដែលមានជំនាញក៏គ្មានសមត្ថភាពបងសាឡានមិនអាចជួយបានទេមានតែម្យ៉ាងទៅជីវិតជួយបងសាឡាន អាចមកមិញនេះគ្រាន់បានណាស់មែនទេដើមឈើផ្សំទាំង10មកដល់ហើយមិនក៏ឯងដែលនិយាយចេញហើយអញ្ចឹងប្រាប់ឯងតែទៀតជួយដើមឈើថ្នាក់ទី5មិនបានគ្រួសារឈិញជាកាត់ខាត់លើឯងទេ នាយកសៀជាមួយមនុស្សបែបនេះនិយាយច្រើនធ្វើអីបញ្ញាប់ឲ្យស្លាប់ភ្លាមទៅ គ្រូធំសិនសូមជើញ បងសាឡានមិនបានមនុស្សបែបនេះទេគាត់ច្បាស់ជាមានច្រកអាចទៅរួចតែមិនចឹងគាត់មានវិធីរបស់គាត់ទៅពេលវេលាឲ្យគាត់ផង វិធីរបស់គេប្រហែលអ្នកនេះសុទ្ធតែជាអ្នកជំនាញនៅណាសៀលំដាប់សាស្ត្រាចារ្យម្នាក់នេះជាសាស្ត្រាចារ្យផ្នែកកសិកម្មពិភពលោកហើយជាផ្នែកបណ្ដុះបណ្ដាលក្រុមហ៊ុនសិនភីងទេរងចាំលំដាប់ទី3នៃណាសៀនាងគ្រាន់តែនាយករងឡើងតំណែងថ្មីនិយាយថាមានវិធីជួយពួកយើងឆាប់ចាញ់ទៅមិនចឹងទេកុំថាយើងមកយកដល់មនុស្សសេចក្ដីបងប្អូនរត់ឆ្នាំសិនឡើងប្រហែលឆ្នាំមុនឯងគ្រាន់តែឲ្យដើមរុក្ខជាតិស័ក្តិសិទ្ធិមកដល់យើងយកដល់កូនកំណាច់ការពីក្មេងពេលនេះមកចង់រៀបការជាមួយខ្ញុំតែមានឋានៈខ្ពស់មិនឆ្លុះកញ្ចក់មើលខ្លួនឯងទេស័ក្តិសមដែរទេលើកនេះលោកធ្វើឲ្យខូចដើមស័ក្តិសិទ្ធិគ្រួសារយើងចង់ដឹងណាស់ណាជួយឯងបានតែហ៊ានចាប់ទៅភ្លាមទៅ បានហើយ អ្នកប្រជែងមនុស្សសម្រាប់នេះធ្វើឲ្យខូចដើមឈើទឹករបស់លោកបើឲ្យគេអត់លុបពីការខាត់បងគ្រួសារឈិញមិនដឹងថាយ៉ាងម៉េច ប្រ ទេ វត្តិដើមឈើនេះជារបស់នាងធំចរិតនាងធំគឺលោកក៏ដឹងដែរគាត់នៅពីក្រោយគឺមាននាងម្ចាស់គ្រូសាស្ដាច់នៅពីក្រោយមានតម្លៃខ្លាំងណាស់មកឲ្យគាត់ដឹកក្នុងស្លាប់ហើយថ្ងៃអនាគតលោកចង់មានមុខមាត់នៅគ្រូសាជីលោកឡើងមានឱកាសហើយ អ្នកប្រជែងគាត់និយាយទៅណាបើសិនជាដៃលោកមិនចង់ប្រឡាក់ទុកឲ្យខ្ញុំដោះស្រាយលោកទុកចិត្តចោះខ្ញុំហ៊ានធានាបោះសម្អាតឲ្យស្អាតពីថ្ងៃនេះទៅលែងមានសន្លងលើលោកនេះទៀតទេ លោកពូអរខ្ញុំមានជំនឿលើកទៀតទៅដើមឈើថ្នាក់ទី5ជាគេមរតកចំការរបស់គ្រួសារយើងខ្ញុំមិនអាចចេះវិសាទទេទោះបីជាទៅតំ10ដើមក៏ដោយក៏គ្រប់គ្រាន់ដែរខ្ញុំយល់ថាអាចទៅរួចណាវាប្រកាសជាមិនអីទេ បើសិនជាដាំដើមឈើទាំង10ដើមនេះជាបាល់មិនជាទេគួរតែសំឡងឯងចាប់ទុកកាប់ណត់របស់ឯងគឺជាឱកាសដែលលោករត់ទុកឲ្យហើយបើសិនជាឯងជួយតាមជួយបរាជ័យអ្នករត់មានបញ្ហាគឺយើងក៏មិនស្អប់ចិត្តដែរយើងនឹងឲ្យឯងចាប់ជាមួយគ្នា ដល់ពេលនេះហើយឯងបែរជាឲ្យដើមឈើទាំងអស់ស្លាប់ឯងមានតែស្លាប់ដែរទេឯណាមនុស្ស គ្រូធំសិនលោកជប់លៀមទៅនេះជាក្តីសង្ឃឹមបែបរបស់ពួកយើងបានផ្សាំនៅក្នុងដើមឈើស័ក្តិសិទ្ធិនេះលោកគួរតែកាត់បន្ថយទៅ អ្នកប្រហោះក៏ឲ្យគឺបន្តទៀតអីបើមិនទៅទេគ្រូសាជីយើងគឺមិនអាចទទួលយកការខាត់បងនេះបានទេអញ្ចឹងទៅទុកឲ្យខ្ញុំជាអ្នកសម្រាប់គឺបន្តដែរ ចាំមកលើទៀតសិនទៅ លំដល់ពេលហើយ នេះជាស្អីនោះហ៎ ដើមឈើសាស្ត្ររស់ឡើងវិញហើយ នេះជាដូចនេះនេះមិនដែរទេ គ្រាន់តែមានផ្នែកគេមើល ដើមឈើទឹករីធំហើយ គេកំពុងតែមនុស្សផ្លែមនុស្សផ្លែគឺលោកនេះមានភាពអស្ចារ្យបែបនេះពីគួរអស្ចារ្យ ណាដើមឈើទឹក3ផ្លែ ផ្លែ4ហើយផ្លែ5ហើយ គ្រូធំសិនលោកអាចផលិតផ្លែបាន5ហើយព្រះហើយនេះជាការពិតទេមានណាកំណត់ទេ គ្មានតែកំណត់មើល ទេមិនអាចទៅទេ អាកានាយកសៀសាឡានមិនត្រឹមតែជួយឲ្យដើមថ្នាក់ទី5រស់ឡើងវិញទេរឿងនេះមិនត្រឹមចប់ត្រឹមហ្នឹងទេ ទោះមិនអាចជួយរកបានយ៉ាងម៉េចសិនឡើងគេអាចឲ្យដើមឈើនេះមាន5ផ្លែនោះគឺឈ្នះហើយ
នៅមិនទាន់ចប់ទេ លោកនឹងមានរឿងអស្ចារ្យទេមែនទេ ផ្លែមួយនេះផ្អែមណាស់ លោកយកផ្លែខ្ញុំបាត់ទៅហើយ ផ្លែនោះ100ឆ្នាំខ្ញុំមិនឃើញពួកឯងញ៉ាំស្មានតែពួកឯងនឹងមិនចូលចិត្តញ៉ាំទៀតទេ មិនចូលចិត្តញ៉ាំទេតែមិនអាចចិត្តញ៉ាំទៅវិញទេហើយនេះទុកថាជាការគ្រប់លោកគ្រូទៅចោលណាម្ល៉េះទេ ពួកយើងត្រូវកុហកហើយដើមឈើទឹកលឿងដំណាក់កាលទី5បានរស់ក៏ប៉ុន្តែមើលលើខ្លួនវាដូចជាគ្មានចំហាយថាពលអីសោះ រឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេក្រុមហ៊ុនសិនពេញគ្រប់ដាច់ខាតមកធ្វើរឿងបែបនេះសុទ្ធតែម្នាក់សិនឡើងហ្នឹងមិនក៏មិនឆាប់បកស្រាយទៅ ពួកឯងមិនដឹងនៅបានតែថាសមត្ថភាពពួកឯងទៀតទេនៅចំពោះមុខយើងហើយនៅនិយាយកុហកទៀតដើមឈើដំណាក់កាលទី5គឺយើងគឺជាអ្នកមើលថែវាយើងគឺច្បាស់ជាដឹងពីវាច្បាស់ណាស់ហើយបកក្រោយតែបានតែបងយើងមិនបានទេហើយប្រកួតដើមឈើជួយវិញបងហើយស្លាប់មិនខានទេក៏ពុតឯងជាសមាជិកមួយគ្នាមិនអាចទេឬឯងជាទេវតាដាំដី ថាម៉េច ទេវតាដាំដី ដីទេ ហើយសារនិយាយដល់ទៅថាដើមឈើគ្មានធម្មពលប៉ុន្តែបើទៅដើមនេះដូចជាគ្មានចំហាយទេវតាទេគឺឯងថាមិនបានបដូរទៀតឯងមិនអាចជាទេវតាលោកដីទេឯងហ៊ានលួចដើមឈើទៅដំណាក់ទី5គ្រួសារឈីយើងផងហើយគ្រួសារឈីយើងមិនអាចឲ្យឯងប៉ះពាល់ទេណាដើមឈើថ្នាក់ទី5នេះគឺយើងមិនបានទៅក្នុងផ្នែករបស់យើងនោះទេឯងបានផ្នែកមើលស្រួលទៅតើវាមានប្រមាណខ្លះ នេះមិនឃើញច្រើនដំណាក់ទេគ្រាន់តែដើមឈើធម្មតាចាំនិយាយទៅលោកយកដើមឈើប្រកបយកតម្លាក់នេះណាអ្នកប្រជែងដាច់ខាតកុំចាញ់បោកមនុស្សប្រភេទនេះ បង ឲ្យ ប្អូ សោះ នគោលដើមឈើដំណាក់ទី5ឲ្យយើងទេយើងប្រកាសជាប្តឹងហើយពេលនេះយើងជួបមុខឲ្យគ្រួសារឈីខាងជើងយើងឲ្យឯងស្លាប់ព្រាម ព្រោះសិនតែនេះមានរស័យទៅខ្ញុំក៏ទទួលយកមិនបានដែរតាមចិត្តថ្នាក់ទី5មិនក៏គ្មាន បង ថា សាឡាងមិនធ្វើរឿងបែបនេះទេដើមឈើដំណាក់ទី5អាចមានផលចេញមកបានរឿងអីត្រូវលួចពីគ្រួសារចេញនោះ ពីមុនដើមឈើធម្មតាគ្មានស័ក្តិសិទ្ធិអីទេថាមិនទៀងនេះបើគេពិតជាមានសមត្ថភាពពិតមែនមិននឹងអាចនៅស្រែដើមឈើធម្មតាទេយើងពិតជាមិនដឹងថាឯងប្រើពីអីទេគឺដៃថ្ងៃនេះយើងដឹងហើយគឺគ្មានអីក្រៅពីបោកប្រាស់ទេពួកឯងមិនបានដើមឈើទឹកនៅក្នុងដៃក៏ប្រើដើម្បីកល់ពីក្រៅខ្នងចំណាយតែបន្តិចមើលទៅសាស្ត្រាចារ្យទាំងពីរនាក់សុទ្ធតែជាមនុស្សមានមុខមានមាត់ឬមួយក៏លោកមិនមានការសង្ស័យអីទេមិនខ្វល់ថាដើមឈើដំណាក់ទេឬមួយក៏ការដាំដុះយ៉ាងស័ក្តិសិទ្ធិលោកចម្លែកលោកពិតជាចម្លែកណាស់មិនក៏ចេញលទ្ធផលអីក៏ងាយស្រួលម្ល៉េះបើសិនជាទេវតាមិនក៏កាត់នៅមនុស្សធម្មតាដូចជាគេអាចគ្រប់គ្នាវាហោហែតពេកហើយឯងបែរជាមកត្រូវពួកបោកប្រាស់គម្រាមគេគាត់តែជាមនុស្សកសិករមិនអាចចេញបាន ឥឡូវសិនបើសិនជាយកដើមឈើដំណាក់ទាំង5យើងដាក់ទឿនហើយយកដើមឈើចេញទៅ បើហើយតែបើគេមិនលើកលែងទេនោះអាចទុកជីវិតឲ្យឯងបាន មិនអាចទេបងសាឡាងគាត់មិនដឹងរឿងអីទេពួកឯងត្រូវចាប់ប្រកាន់គ្មានផល តែ តាម ឯ ឯ ង ង ក៏ ក៏ លោក លោក អត់ អាច ឆ្លាតណាស់ការបោកប្រាស់មួយនេះពួកឯងរួមដៃគ្នាមិនប្រកបដើមឈើស័ក្តិសិទ្ធិទៅវិញអ្នកណាក៏កុំចង់រកឲ្យសោះសារភាពតាមត្រង់ពួកឯងមានចេតនាបែបនេះតាំងមែនទេ គាត់ក្នុងចិត្តឲ្យថាដើមឈើទឹកដំណាក់ទី5ពណ៌លឿងមែនទេឯងមានដឹងទេថាយ៉ាងម៉េច ខុសទេ ដើមឈើនេះការពិតមិនមែនរបស់ពួកឯងទេ លោកនេះដើមឈើខ្ញុំហ្នឹង និយាយមកដើមឈើនឹងដំណាក់5ដែរណា បើដល់យកស្បាថាជួបជាមួយនឹងទេវតាទឹកពិតប្រកបហើយតើមិនស្បាថាក្រោយតកាបោកប្រាស់ចំមែនហើយ ពេលនេះសម្បូររបស់ប្រាក់ពេញហ្នឹងបើគេយកចេញមកធ្វើរឿងមិនល្អមិននឹងថាល្អបណ្ដាទេបើមិនទៀនគេមានកំណត់មិនក៏គេមិនតែយកជាមួយគេ ដើមឈើម្ដងនេះគឺដើមឈើសាស្ត្រដំណាក់ទី66ថ្នាក់នេះគឺដើមឈើលឿងបើសិនជាគ្រួសារឈីងមានដើមឈើ5ថ្នាក់ដំណាក់កាលទី6ប្រកបឲ្យឯង នេះដំណាក់កាលទី6 លើករបស់គឺជាមនុស្សបោកប្រាស់គឺការស្គនផ្នែកទៀតទៅមិនក៏គ្មានប្រថាពលអីសោះលោកជួបដើមឈើដំណាក់កាលទី6ទេការពិតយើងចង់ឲ្យគ្រួសារឈីងក្នុងនាមអ្នកមាននិស័យនឹងគ្នាហើយជាថាយើងលេងល្បិចទៅវិញហ៎ មិនចឹង អត់បោកប្រាស់សោះ ណ៎ណាហ៊ានប្រកបដើមឈើថ្នាក់ទី6របស់យើង ដែលយើងធំ បងស្រី អរគុណដែលជួយដំណើរគណៈឲ្យដើមឈើលឿងខ្លាយទៅជាដំណាក់ទី6គ្រួសារខ្ញុំអរគុណណាស់នេះតើនៅធ្វើស្អីហ្នឹង គ្រួសារឈីងនេះនិយាយពីមាត់ត្រូវការដើមឈើពណ៌លឿងថ្នាក់5ហើយចង់បញ្ជាក់ថាដើមឈើថ្នាក់6នេះគឺមិនជារបស់ពួកនេះទេគ្រួសារឈីងនេះនិយាយពីមាត់ថាត្រូវការដើមឈើពណ៌លឿងថ្នាក់5ចង់បញ្ជាក់ថាដើមឈើថ្នាក់ទី6មិនមែនជារបស់គេនោះទេ គ្រួសារឈិញខ្ញុំខំមុនទេខ្ញុំឲ្យពួកគេសងការខូចខាតលោកជួយគ្រួសារឈិញព្យាបាលដើមឈើលើដំណាក់ទី5គ្រួសារខ្ញុំអរគុណខ្លាំងណាស់ គ្រូសិននេះខ្ញុំអរគុណលោកគ្រូសាក់ខ្ញុំមានតម្លៃ10លានបង្ហាញពីការដឹងគុណដល់លោកណាសូមលោកទទួលយកចុះ អ្នកនាងធំចេញដើមឈើទឹកនេះគ្មានធម្មពលអ្នកនាងកុំឲ្យគេបោកបានឲ្យសោះ ពួកឯងគ្មានភ្នែកឬមកក៏យើងគ្មានភ្នែកឯងនឹងស្អីដែរហ៊ានไปដំណាក់យើង គេគ្រាន់តែជាអ្នកសម្រាប់ម្នាក់មិនមានសមត្ថភាពទេខ្ញុំដឹងហើយសិនឡើងពីមុនឯងយកពូជដើមឈើទឹកដំឡើងដើមឈើថ្នាក់ទី5ហើយនិយាយថាដាំនៅតំបន់ស័ក្តិសិទ្ធិគ្រប់យ៉ាងសិទ្ធិរបស់ប្រាស់ឯងមានគ្រួសារឈិញនៅពីខែខ្នងគ្រួសារឈិញឯងខ្លាំងធំណាស់ហ៊ានធ្វើដើមឈើខ្លាំងខ្លាយធ្វើដើមឈើខ្លាំងខ្លាយខុសច្បាប់ពួកឯងមិនខ្លាចប៉ះពាល់ដល់ព្រះអង្គដំណាក់គ្រួសារសាទេព្រះអង្គលេខសិនជំនួស ព្រះអង្គម្ចាស់គ្រួសារសា សិនឡើងឯងមិនដឹងទេម្ចាស់ប្រទេស10ឆ្នាំមុនគឺក្រោមការបញ្ជារបស់ព្រះអង្គម្ចាស់សាព្រះអង្គម្ចាស់គឺជាអ្នកថែទាំរុក្ខជាតិហើយក៏ជានាយកផ្នែកនៅណាស៊ីនេះបើគេដឹងគ្រួសារឈិញបង្កើតដើមឈើទឹកខ្លាំងខ្លាយមនុស្សច្បាស់ជាប្រហារជីវិតគ្រួសារឈិញទៅចំនួនកុំចាត់ដូនតាជីឬជីកូនទាំងអស់ចេះដើមសំសាខ្ញុំនៅពេលឈិញពេលនេះខ្ញុំទូរស័ព្ទទៅទេ បានអញ្ចឹងឯងទូរស័ព្ទទៅរកគេពេលនេះឥឡូវទៅយើងក៏ចង់មើលដែរពេលចាំកំតិចយើងចាំណា ឯងខ្ញុំយើងទេណាខ្ញុំស្ដាប់ខ្លាំងសោះ អញគេនឹងជួយស៊ីដើមឈើទឹកនេះគឺជារបស់ពិតទេមិនមែនជារបស់ខាងខាងពីណាទេពិតមែនតែមិនជឿមើលចុះ អាយ៉ាលេងជាយូអញមិនក៏ធ្វើដើមឈើខូចទៅហើយអាយ៉ាលេងជាយូអញមិនក៏ធ្វើដើមឈើនេះខូចទៅហើយ
មិនមែនបែបនេះទេអមាញ់មានមនុស្សរុញខ្ញុំ លឹមយូរអាចបំរើខ្ញុំ20ឆ្នាំហើយមិនស្មានថាអាចមានចិត្តត្រឹមស្មោកបែបនេះគេអត់គ្នាឃើញដែរទេខ្ញុំចង់ទូរស័ព្ទរាយការណ៍គេបែរជាធ្វើឲ្យដើមឈើសាក់សិទ្ធពុកនេះចេញមកហើយធ្វើឲ្យផ្ទៃផ្ទៃនៅមុខអ្នកទាំងអស់គ្នានៅថាមិនបានធ្វើទេមានសាក់សិទ្ធមានផតតាំងហើយ មែនហើយខ្ញុំធ្វើជាសាក់សីលឹមជាយូមានចេតនាធ្វើឲ្យខ្ទេចស្រីម្នាក់នេះពិតជាចិត្តសាហាវមែនឃើញអ្នកនេះស៊ីរបស់ខ្ញុំទូរស័ព្ទទៅរកអ្នកប្រុសសៀធ្វើជាឲ្យដួលដាំពុកនេះរុក្ខជាតិដាំដុះនេះក្រីកភ្លើងថោកទៀតណាមិនមែនទេមិនមែនចឹងទេមកសាឡាងបងត្រូវតែជឿខ្ញុំមិនមែនជាមនុស្សបែបនេះទេមានមនុស្សច្រើនខ្ញុំមែន ឲ្យទៅអូននេះគឺបានហើយនេះគ្រាន់តែដើមឈើម្ដងវាផ្នែកនោះទេ ប៉ុន្តែ ដាំឈើតែមួយដើមសាឡាងនោះជាការបាត់បង់រាប់ម៉ឺនឆ្នាំរបស់សាក់សិទ្ធដើមនេះគឺបាត់បង់ទៅនេះជាអនាគតពិភពលោកតម្លៃកណ្ដាលនេះមិនបានទេនេះមិនអាចធ្វើឲ្យដើមឈើនេះខូចទេវាថ្មនឹងដើមឈើចាក់ឬទៅទាំងពិភពលោកសម្ដីនេះដូចជាមិនខ្វល់សោះ ព្រះរឿងផ្លែឈើទឹកនឹងគឺស័ក្តិសិទ្ធិថ្នាក់នេះប្រពន្ធអាចតាមដើមឈើផ្សេងទៀតបានបែរជាត្រូវនេះមកផ្លាញនេះធ្វើបាននេះស្វានឹងទុកហើយរឿងឯងចម្លែកម្លែកគ្រាន់តែរំលឹកទូរស័ព្ទទៅរកអ្នកប្រសានេះបែរជាប្រើល្បិចនេះរុញជាធ្លាក់ចំពេលល្មមធ្វើឲ្យដើមឈើនេះទាំង9តិចអស់ហើយហើយនៅនិយាយថាខ្លួនឯងគ្មានចេតនាទៀតយើងបានដាំនេះ9គឺជាសេចក្តីសង្ឃឹមតែពេលនេះរលាយអស់ហើយនេះជាដើមឈើដំណាលគ្នាពេលនេះ9ទៅបំផ្លាញវាត្រូវយកជីវិតលីងជាយូរដែរជីវិតគេគ្មានតម្លៃស្មើនឹងដើមឈើនេះ ដើមឈើនេះ9នេះគឺគ្មានន័យអីសម្រាប់ខ្ញុំនោះទេ សិលាដើមឈើនេះ9តាមការស្រាវជ្រាវគ្មានតម្លៃទេតែមិនកាលពី10ឆ្នាំមុនទូទាំងប្រទេសលោកអភិបាលបានអនុម័យ1000លានគ្រាន់តែស្រាប់តែមិនអាចថែរក្សាឬដើមឈើនេះមិនមែនជារបស់ឯងទេដូច្នេះឯងមិនចង់ចាប់អារម្មណ៍តាម បាន ទេ ហើយដើមឈើនេះច្បាស់ជាមិនមែនរបស់ฉันឡើយនិយាយមកឯងលួចដើមឈើនេះពីណាមក គួរអត់សម្ដេចដើមឈើនេះនៃគ្រួសារយើងជាអ្នកដើមចាំបាច់ទៅលួចអីទៅ ណាពីកន្លែងដីហ៎ គួរអត់សម្ដេចដើមឈើនេះគឺដីរបស់គ្រួសារយើងជាអ្នកដើមចាំបាច់ទៅលួចគេទូស្អី ฉันឡើងដើមឈើនេះ9ដើមអាទិទេប្រវត្តិសាស្ត្រពិភពលោកនេះ10000ជុំក៏មិនអាចកើតដើមឈើមួយនេះបានច្រើនដែរឯងថាឯងជាអ្នកដើមឈើនេះឯងពិតជាគួរឲ្យអត់សម្ដេចណា ដៃនៅផ្ទះឯងសក្តិតំបន់ដើមឈើទឹកលោកគ្រូសាស្ត្រយើងជាម្ចាស់នៅណានសេហើយតាមខ្ញុំថាគួរតែប្រឹងបរិស័ទយកអ្នកលួចដើមឈើទឹកនេះដាក់គុកឬក៏ឲ្យគ្រូសាស្ត្រសៀតពិនិត្យមើលថាមិនទៀងនៅទីផ្សារមានដើមឈើខ្លាំងៗទៀតគឺជាពិស្នាដៃរបស់សិលាញ់ ជីវិតយើងនេះត្រូវគ្មានបោកប្រាស់យ៉ាប់យើងបែបនេះទេប្រាក់ដើមឈើខ្លាំងខ្លាយដូចដើមឈើពិតប្រាកដហើយយើងស្មារតីថាឯងស្អាតតែជាមនុស្សបែបនេះឯងត្រូវយកគុកឲ្យល្អទៅឯងប្រកាសជាគ្មានផ្លូវចេញមកវិញជាដាច់ខាតណាដូចជាត្រូវយក រឿង គុក មិន ទៅ បានដឹងច្បាស់ទេពួកឯងក៏ប្រញាប់បាយអត់ហើយខ្លាំងពេក នេះចេញមិនក៏យកចិត្តទុកដាក់ជាមួយនឹងអធិការតូចមួយនេះរឿងនេះវាកើតឡើងខ្លាយនេះជាគម្រោង អ្នក នេះ ប្រុសពេលនេះអ្នកប្រុសមកហើយមនុស្សសម្រាយនិងអ្នកបម្រើខ្ញុំនេះបានលួចដើមឈើទឹកនេះប្រពន្ធលោកជួយរកខុសត្រូវឲ្យខ្ញុំផង សិនឡើងលេបយេយូពួកឯងនឹងក៏មកទេ អ្នកប្រសាលោកមិនសឹកមើលឲ្យច្បាស់សិនទេអីសម្រាប់ចិត្តផ្ដាច់បែបនេះតែម្ដងជាគ្មានហាត់ខុសសមលោកមានសម្បត្តិនេះដែរមែនទេ គ្រួសារជាហើយក៏ជាអគ្គនាយករងខេត្តណានសេនតើខ្ញុំជាស្ដេចទេទទួលសារភាពទៅប្រយ័ត្នខ្ញុំបើកសាលាក្តីកាត់ក្តីឯងណា លោកហេមែនទេ ចាំមើលខ្ញុំហ៊ានរំលឹកអត់ ឆា កា ប់ ត់ ឆាប់នេះមិនសាប់ឯឈិនឯងស្មានតែយើងមិនដឹងថាឯងនេះគិតអីហ៎ឯងគ្រាន់តែយកលេសដល់សាស្ត្រដល់នោះបានយើងអត់ការឯង និយាយបន្ត លោក ទៀត ហេភ្នំជាមួយខ្ញុំទេគឺភ្នំថាដៃគ្រូសាស្ត្រសិនដំតែមានធាតុស័ក្តិសិទ្ធិដែរទេ និយាយបន្តទៀត លោកហេភ្នំជាមួយខ្ញុំទេគឺភ្នំថាដៃគ្រូសាស្ត្រសិនដំតែមានធាតុស័ក្តិសិទ្ធិដែរទេ សម្រាប់ការបំឡងវាប៉ុន្តែការផ្ដោតខ្ញុំជាអ្នកសម្រាប់เราจะបានគ្រួសារចេញគឺមានរាប់រយពាន់លានអញ្ចឹងយើងភ្នំគ្នា50លាន បងសិនាចាក់បងដាំសិទ្ធិដើមឈើស័ក្តិសិទ្ធិមែនទេបងnóiជាមួយគេទៅ បានខ្ញុំភ្នំជាមួយគេ អ្នកនាងចឹងតែស្រួលបួលខ្ញុំគ្រាន់តែដាក់ទៀនឲ្យនាងទេគេគ្រាន់តែជាកសិករធម្មតាសម្ដេចបានផលឬក៏អត់យក50លានគ្រួសារជីភិកឲ្យយើងមកប្រកាសជាចឹង គួរអត់សម្ដេចណាផ្ទះរបស់ខ្ញុំដីស័ក្តិសិទ្ធិគឺគ្មានដាំបន្លែអីផ្សេងសូម្បីតែ សិន ដើម ដល់ឯងអួតមិនខ្លាចកាត់អណ្ដាតទេតើមើលដែរទេហ៎មិនទេយើងខ្លាចមើលឯងចុះចាំមើលឯងខ្លាំងបណ្ដាទៅ ខ្ញុំភ្នាល់ ខ្ញុំខ្លាចដែរ បានដល់ពេលចាញ់ហើយកុំគិតចំណាយអស់ណាចូលចិត្តចុះពួកគេមិនហ៊ានគិតនោះទេបើឯងមិនសាកនោះទេលទ្ធផលមិនដឹងទៅ បានហើយពួកយើងទៅមើលដីរបស់គេមើលយើងទ្រាំលែងបានហើយយើងចង់ទៅមើលហ៎នេះមិនអាចទេ នេះមិនអាចទេ ជឿដល់ជឿស័ក្តិសិទ្ធិអស់នេះ40ឆ្នាំមកហើយយើងមិនដែលឃើញដើមឈើទឹកច្រើនយ៉ាងនេះទេឬមួយលើលោកនេះមានអាទិទេមិនអាចទៅរួចទេចាប់ពីផែនដីមករហូតដល់ពេលនេះមិនអាចទៅរួចទេមិនអាចទៅរួចទេ ខ្លាំងប្រកាសជាខ្លាំងលេងយូរនេះមានរឿងអីហ្នឹងឯងប្រាប់វិធីណាបានតែជាបែបនេះខ្ញុំដឹងហើយឯងប្រកាសជារៀនកម្មវិធីផ្សាយ 3D ទើបធ្វើឲ្យដើមឈើទាំងនេះមើលទៅនីមួយៗដូចជាដើមឈើស័ក្តិសិទ្ធិអញ្ចឹងតើមែនទេ លេងយូរកុំស្មានថាយើងមិនដឹងខែមុនប្រទេសបារាំងរើសអ្នករៀនផ្នែក 3D បច្ចេកវិទ្យាហើយជារឿងងាយបំផុតដែលត្រូវចេះឯងប្រកាសជាលាក់បាំងទុកនៅកន្លែងណាហើយទើបធ្វើឲ្យរូបភាពបែបនេះចេញមកឯណាមនុស្សចាប់ផ្ដើមរកទៅ សៀកឈីខ្ញុំបំរើនាងច្រើនឆ្នាំហើយតែនាងបានជាមើលមកខ្ញុំ ព្រោះ រួច មួយមិនមែនជាមនុស្សប្រភេទនេះឯណាមនុស្សឆាប់ឆៃដល់មក នាងជាយូនាងពិតជាមិនស្លាប់មិនដឹងខ្លួនមែនព្រះហើយហ៊ានលួចបង្កប់ 3D នៅទីនេះសោកស្ដាយណាស់ខ្លាំងខ្លាយមិនពិតលើកនេះគ្មានអ្នកណាជួយនាងបាននោះទេកុំជឿតែនិយាយប្រាប់ណាខ្ញុំអ្នកបង្សិនស្អាតស្អំនោះទេ ឆាប់និយាយមករកខែ 3D ហើយនៅ ស្រឡាញ់ឆាប់លុតជង្គង់ភ្លាមទៅឧបករណ៍រកឃើញហើយពួកឯងច្បាស់ជាចាប់មិនខាន អ្នកប្រសាអ្នកនឹងសៀខ្ញុំរកខ្ញុំទាំងកន្លែងតាមទាំងនេះហើយតែខ្ញុំប្រកប តែរួច ចាប់បន្តទៅមិនឲ្យចន្លោះត្រង់ណាទេយើងមានឧបករណ៍ត្រូវតែរកឲ្យឃើញតើវាយ៉ាងម៉េច រឿងមួយក៏ជាវិទ្យាសាស្ត្ររបស់សិនឡានគេជាទេវតាទេដឹង មិនអាចទេឬមួយដើមឈើអស់នេះជាដើមឈើស័ក្តិសិទ្ធិទេមិនអាចទេសិនឡាញគេមិននឹងមានដើមឈើស័ក្តិសិទ្ធិច្រើនបែបនេះទេបើបែបនេះមែនគេនឹងខ្លាចជាមហាសេដ្ឋីយូរហើយហេតុអីបានគេនៅស្រុកព្រៃក្នុងបែបនេះនេះប្រកាសជាខ្លាំងខ្លាយហើយសាស្ត្រាចារ្យលោកជាអ្នកកាន់ដើមឈើទឹកលេខ1នៅលើលោកអាចមើលដឹងទេថាដើមឈើទាំងអស់នេះជាដើមឈើខ្លាំងខ្លាយឬទេហ៎សិនឡាញឃើញហើយនៅមិនថាឯងប្រើល្បិចប៉ុណ្ណាឲ្យដើមឈើនេះមានពលិប៉ុណ្ណាឯងមិនអាចកុហកបោកប្រាស់អ្នកជំនាញបានទេនេះមិនមែនដើមឈើទឹកទេឯងចាញ់ហើយគ្រូសាឈីង50លានលែងមានហើយចាប់ពីពេលនេះតទៅយក50លានចេញមកភ្លាមមក
សិនឡាឃើញហើយនៅមិនថាឯងប្រើល្បិចអីទេដើមឈើនេះមានពលឺបណ្ណាទេឯងមិនអាចកុហកបោកប្រាស់អ្នកជំនាញបានឡើយនេះមិនមែនដើមឈើទៅទេឯងចាញ់ហើយគ្រួសារ50លានលែងមានទៀតហើយចាប់ពីពេលនេះតទៅគ្រួសារបានស៊ីយក50លានចេញណា ហើយពួកអត់រៀនផងយើងនឹងសម្រាប់អីចោលហើយនឹងស្លាប់ក្នុងស្លាប់តែយើងហើយឲ្យអ្នកជំនាញមើលស្រួលទៅឲ្យតែផ្លេចថ្ងៃក្រោយមកព្រះធំមើលទៅតើទីនេះសាសមជាដីដែលមានញៀនទឹកដែរទេ នេះគឺជាវិធីឆ្ពិនភ្នែកមិនមែនដាំសាក់ស្អីទេអ្នកប្រសាចាំឲ្យអ្នកជំនាញទៅមើលរឿងទៅខ្ញុំនឹងឲ្យយិនឡាងនឹងនិយាយយូរស្លាប់ឲ្យយល់តា ក៏មិនមើលដែរជាមកយើងតែគិតថាទាំងអស់នេះគឺជាបបពិតទៅប៉ុន្តែដល់ប្រទេសយើងធ្វើอะไรទីព្រោះឯផានដីអតិថិនេះមិនអាចនឹងសល់ទីអាចបណ្ដុំបណ្ដាលធម្មជាតិដើមឈើស័ក្តិសិទ្ធិរួមទៅបានច្រើនបែបនេះទីយ៉ាងទីក្នុងចំណងដើមឈើថ្នាក់ទី9នឹងវិញ្ញាណដើមឈើស័ក្តិសិទ្ធិតាមសមត្ថភាពក្មេងយុវវ័យនេះធម្មតាមិនអាចទេនេះជារឿងដែលមិនអាចទៅរួចជាដាច់ខាតយើងការពីឯងមិនបានទេដែលជាសុំទោសណា លំនិយាយយូនេះបងសុំតែទោះយ៉ាងណាដើមឈើទឹកទាំងអស់នេះមិនមែនជារបស់ពិតគ្រាន់តែកសិករស្លាប់គ្មានការសង្ស័យសាស្ត្រាចារ្យដើមឈើម្ដងនេះអាចការពិតអីទេ នៅចំពោះមកគឺដើមទឹកមិនហើយមានធម្មពលស័ក្តិសិទ្ធិទៀតដែរប៉ុន្តែគួរស្ដាយមិនជាដើមទឹក ខ្ញុំ ទេ ធម្មតាគឺមិនមែនមិនគ្រប់លោកទេហេតុអីបានជាលោកធ្វើបែបនេះ គេគ្រាន់តែជាមនុស្សរហាមគ្មានសមត្ថភាពអីទេខ្ញុំបានរំលឹកប្រាប់ឯងហើយសម្ដីបែបនេះគួរឲ្យជឿដែរទេសោកស្ដាយណាស់ដែលនេះមិនស្ដាប់តាមខ្ញុំអ្នកប្រសាពេលនេះគេនឹងគ្រូសាស្ត្រចាញ់ហើយគួរតែបញ្ជូនគេទៅហើយ សាស្ត្រាចារ្យចិនឬមួយក៏ក្នុងនោះមានរឿងអ្វីបង្កប់នៅក្នុងហ្នឹង គឺដើមឈើទឹកទាំង9ធ្វើឲ្យផ្លែការភ្លាម10ភាគគឺដូចខ្លាំងណាស់មើលទៅដូចជាក្រឹកក្រែងពេកហើយដើមឈើស័ក្តិសិទ្ធិនេះខ្ញុំរៀនបាក់ទេតែមួយគឺគ្មានពីរមិនអាចបង្កើតវាបានទេខ្ញុំសង្ស័យដើមឈើទឹកនេះតែស្ដាយណាស់វាបរាជ័យទៅហើយទើបមិនអាចឡើងថ្ងៃបានពិតជាមិនគួរជឿទេមិនអាចទៅរួចទេខ្ញុំថាមិនអាចទៅរួចទេ អ្នកគ្រប់គ្រងនេះមិនមែនជាដើមឈើពិតប្រាកដនោះទេគ្រប់យ៉ាងគឺសុទ្ធតែខ្លាំងខ្លាយសំណាងឯងនៅថាឯងមិនកុហកទៀតឯងចាញ់ទៀតហើយពេលនេះលុបពីកងវល់ចាំស្លាប់ទៅ សម្រាប់លើលោកនេះអ្វីដែលសាស្ត្រគឺត្រូវបានបញ្ចប់នៅក្នុងដៃក៏អាចទៅនឹងបានដែរហើយចង់ប្រាប់វិធីខុសច្បាប់នេះគ្រប់គ្រងនៅណាត់ជាយើងគឺជាអ្នកណាត់ជាគឺគ្រប់គ្រងតែដីទឹកនេះឯងមានសិទ្ធិអស់ឯងចូលទៅកន្លែងឃុំឃាំងបានសាស្ត្រាចារ្យចិនខ្ញុំឲ្យឱកាសលោកម្ដងទៀតណាលោកហៅដើមសាស្ត្រនេះថាយ៉ាងម៉េច សំឡាងឯងមានសិទ្ធិអីនិយាយបែបនេះពិនិត្យបានហើយឯងនឹងថាស្លាប់រស់ មើល ឆនាងឯងមើលឲ្យហើយទៅឯងមិនអាចលេបសម្ដីបានទេឯងត្រូវតែទទួលខុសត្រូវគ្រប់យ៉ាងដែលនៅទីនេះតែឯងមានពាក្យអីដោះស្រាយទៀតទេចាំមើលណា បងចិនលោកមើលបង្ខំទេពូមួយនេះគឺដើម្បីវិតមុនមើលគ្រាន់តែឆាប់ចេញផ្លែផ្កាហើយចេញផ្លែផ្កាគឺជាស័ក្តិសិទ្ធិ គឺបរិយាដើមនោះសុទ្ធតែដើមជួយសាស្ត្រ មិនអាចទេខ្ញុំគិតថារបស់នេះគឺសុទ្ធតែរបស់ខ្លាំងៗទាំងអស់ដូច្នេះហើយសំឡាងត្រូវតែទទួលខុសត្រូវគ្រប់យ៉ាងនៅទីនេះអ្នកឯងមិនអាចគេពីការប៉ັດបានទេ សាស្ត្រាចារ្យខ្ញុំមិនជឿលោកទេអ្នកប្រសាសូមលោកឆាប់ទៅជួយយកអ្នកជំនាញផ្នែកខាងគ្រួសាររបស់លោកមកពួកគេបានឲ្យចម្លើយពិតប្រាកដមែនណាសាស្ត្រាចារ្យខ្ញុំមិនជឿលោកនោះទេអ្នកប្រសាលោកឆាប់ទៅជួយយកអ្នកជំនាញផ្នែកខាងគ្រួសាររបស់លោកមកពួកគេបានឲ្យចម្លើយពិតប្រាកដមែនណា អង្គការនយោបាយមិនក៏មានជំនឿចិត្តលើខ្លួនឯងម្ល៉េះការពិសាស្ត្រឆ្នាំមុនគ្រប់យ៉ាងគឺជាដើមជឿសាស្ត្រមានតែ លោក យ៉ាង សម្ដីគ្រាន់បានណាលោកមើលទៅទាំងអស់នេះគឺសុទ្ធតែជារបស់ខ្លាំងៗនៅចាប់បកាយទៀត ស្ដាប់អ្នកវិគ្រូសារបស់ខ្ញុំបានមកដល់តាមផ្លូវហើយចាំគេមកដល់ឯងគ្មានផ្លូវរស់នោះទេពេលនេះលើជង្គង់មកហើយទៅឲ្យសុំទោស អូផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនទុកបីជាលោកទិញលោកចៃនិងលោកជីក៏គ្មានប្រយោជន៍ដែរដំណាក់កាលព្រះអង្គម្ចាស់គ្រួសារជំនាញបាននិយាយតាមធម្មតាមិនអាចយកឈ្នះពួកគេទេទោះជាចាប់ជាក្រុមក៏មិនចាញ់អ្នកជំនាញណាស្ទះដែរគឺអោណៃព្រះអង្គម្ចាស់ ឆាប់ចាញ់ផ្លែពេកមិនអាចទេអូខ្ញុំដឹងហើយឆនាងលឹមនិយាយយូសាស្ត្រាចារ្យចាយសាស្ត្រាចារ្យតែ4ពួកលោកត្រូវគេបោកហើយបោកតែខ្ញុំទៀតបើមិនអញ្ចឹងទេពីមុនមកនៅក្នុងបន្ទប់ពិសោធន៍ហើយឯក៏អ្នកទាំងពីរមិនគ្រប់គ្រងសិនឡើងទៅ អូការពិតពួកឯងគឺជាក្រុមតែមួយ ស្ដាប់ការពិពណ៌ថាជាបងធំខ្ញុំចង់ប្រាប់ថាការពិតយើងមិនអាចប្រឆាំងបានទេទុកព្រៃមិនខ្វះអស់អូននោះទេខ្ញុំនឹងប្រឹងប្រែងដើម្បីឲ្យគ្រប់យ៉ាងឲ្យឯងស្បចិត្ត សាស្ត្រាចារ្យចាយខ្ញុំមិនជឿលោកទេអ្នកប្រសាលោកតែឆាប់ជួលអ្នកជំនាញខាងគ្រួសារលោកមកពួកគេនឹងឲ្យចម្លើយពិតប្រាកដមែន បាទខ្ញុំចង់ឲ្យនាងនិយាយឲ្យគេស្ដាប់ទៅមើលថារឿងនេះវាយ៉ាងមិនឲ្យច្បាស់លាស់បាទសូមជួយ សិនឡើងស្ដាប់ហើយនៅអ្នកជំនាញគ្រួសារគឺចិត្តមកដល់ហើយមនុស្សដែលមានល្បិចដូចជាលោកអាចនឹងមិនដឹងទេថាអ្នកជំនាញគ្រួសារគេពូកែប៉ុណ្ណាស្ដាប់ឲ្យច្បាស់ភាគខាងត្បូងព្រះអង្គគឺមានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនទោះលោកតែងតែចិត្តលោកចាយនិងលោកចិនក៏គ្មានចៅដែរអំណាចព្រះអង្គម្ចាស់គ្រួសារជំនាញបើតាមធម្មតាមិនឈ្នះពួកគេទេបើចាប់ជាក្រុមហើយដាច់ខាតមិនចាញ់អ្នកជំនាញនៅណាផ្សាយទេពួកគេតំណាងឲ្យព្រះអង្គម្ចាស់ដឹងច្បាស់ពីដំណាក់គាត់ដឹងច្បាស់ពីដើមឈើស័ក្តិសិទ្ធិដល់ពីមួយម៉ាត់ឲ្យតែអោនក្បាលទោះជាដើមឈើនេះពិតទៅឲ្យខ្លាំងៗក៏ដោយឲ្យតែអោនក្បាលទោះដើមឈើស័ក្តិសិទ្ធិខ្លាំងៗក៏ដោយនោះក៏ជាការពិតដែរសិនឡើងបើចឹងគ្រួសារជំនាញគេនឹងមកដល់ឯងស្លាប់មិនខានទេត្រៀមឲ្យទៅ អ្នកនាងស្ដាប់ការពិតទៅរឿងដូចនៃការនិយាយចឹងការពិតទៅអ្នកនាងសិនគឺនិយាយត្រូវគឺប្រកបណាស់ហើយ សិលាក៏មកខ្ញុំរកបានជាបងធំខ្ញុំប្រាប់ថាអូក្បាលទៅគ្រួសារដំណាក់ផ្សារខ្លាំងណាស់ហើយយើងមិនអាចប្រឆាំងបានទេខ្ញុំប្រឹងប្រែងដើម្បីឯងគ្រប់បែបយ៉ាងហើយឯងស្ងប់សុខដែលគ្មានរឿងអីកើតឡើងខ្ញុំនឹងធ្វើបែបហ្នឹង អូសាឡាំងអញ្ចឹងទៅពួកយើងគួរតែស្ដាប់សាស្ត្រាចារ្យនិងសាស្ត្រាចារ្យអង្គក្បាលលើកទី1ទៅមានពួកគាត់នឹងជំនាញហើយបងច្បាស់ជាគ្មានប៉ះពាល់អីដល់ជីវិតទេថ្ងៃក្រោយបងដាំធ្វើចំការខ្ញុំនៅខាងក្រៅមករកលេងមកចិញ្ចឹមបង លោកនេះមិនទាន់មានមនុស្សឲ្យខ្ញុំឲ្យក្បាលនោះទេលោកនេះមិនទាន់មានមនុស្សណាឲ្យខ្ញុំឲ្យក្បាលទេព្រោះសមត្ថភាពជាអ្នកបង្កើតដើមសាស្ត្រនេះគឺធ្វើឲ្យខ្ញុំខ្លាចមិនហ៊ានប៉ះពាល់ឯងមែនទេបើឯងចង់មានអនុគឺគួរតែមើលខ្លួនឯងទៅជាស្អីគេកុំថាឡើងដើមសាស្ត្រនេះខ្លាយទោះបីជារបស់ព្រឹកក៏ដោយតើវាចាំមិនទៅខ្ញុំនេះណាគ្រូសាស្ត្រជានៅកាន់ឡានរាប់រយឆ្នាំមកហើយ
អ្នកប្រសិលចំពោះមនុស្សសម្រាប់នេះធ្វើឲ្យខាងដល់ថ្នាក់នេះមនុស្សឋានៈទេដូចជាសិនឡាងអាចមានឱកាសជួបបងម្ដងគាត់ថាសម្រាប់គេហើយគេនឹងយើងមិនមែនជាភពតែមួយទេចាំក្រុមសហគ្រាសព្រះអង្គម្ដងការពិសោធន៍បានលទ្ធផលហើយពួកយើងចាត់ចែងគេបាន យើងជាបអាខ្ញុំដាក់ចូលឡើងអីយើងវិលមុខណាស់អ្នកជំនាញដំណាក់ស្រាយគឺច្បាស់ជាមានសិទ្ធិហើយចូលបានរបស់នេះគឺជាការពិតមែននោះពួកគេមិនម៉ាត់និយាយចេញមកគឺខ្លាំងខ្លាយតែវាយ៉ាងមិនវិញទៅគេថារបស់នេះខ្លាំងខ្លាយអញ្ចឹងគឺវាខ្លាំងខ្លាយទៅហើយ វាអញក៏រួចដែរអញ្ចឹងយើងមានតែអញ្ជើញអ្នកដែលជាក្នុងបងឯងធំ នេះ មក បអានាងចង់ថាព្រះអង្គម្ចាស់ចិនបីចេញមុខមែនទេព្រះអង្គម្ចាស់ចិនបីគឺមានអំណាចច្បាស់មេឃនាងជាខ្សែស្ដេចពេលដែលចូលចិត្តដើមឈើទឹកបើសិនជាខ្លាយឈើទឹកទាំង7លើលោកជារង្វាន់លើទឹកចិត្តទូទាំងពិភពលោកនេះគឺគ្មានអីចាក់ដោតបានទេគាត់មានអំណាចធំណាស់តែព្រះអង្គម្ចាស់ចិនបីគាត់ក៏រកបានជួបនឹងនាងធំណាស់តែគាត់អាចចេញមុខដើម្បីគ្រួសារជួបទេដល់ ព្រះអង្គម្ចាស់ចិនព្រៃគាត់និវត្តន៍ពួកយើងការពិតគ្មានតំណែងអីទៀតទេខ្ញុំគាត់ចាស់ចូលនិវត្តន៍ពិតមែនខ្ញុំបានចូលរួមជំនួយដានឈើទឹកនៅសហការជាមួយគាត់ថ្ងៃនេះខ្ញុំក្នុងនាមគ្រួសារឈិនក្រុមហ៊ុនលេងជើមាន1/3នៃរបស់ព្រះអង្គម្ចាស់ឲ្យតែខ្ញុំទៅរស័ព្ទទៅគាត់ច្បាស់ជាមក អូយអូ លើកមកជាអូថាបៃដៃនោះយកបៃហើយ ព្រះអង្គម្ចាស់ក៏បានថ្ងៃនេះខ្ញុំប្រើកម្លាំងជីបចូលខាងក្នុងច្បុកច្បល់ចង់ប្រើឆ្នាំបន្តជីវិតតែមិនអាចទៅរួចខ្ញុំម្ចាស់ខ្លាចតែទឹកដព្រះអង្គមិនបានយូរទេ អត់ដូចខ្ញុំក៏ពីប្រវត្តិស្ដាប់មុនតែក៏បានដាក់អ្នកនោះមកជួយតែខ្ញុំអាចរកគេយ៉ាងម៉េចទៅដល់ ព្រះអង្គម្ចាស់ចិនបីអានគុណខុសហើយជីចោដល់ប្រជារបួសបានប្រកបលើជីចោទៅហើយខ្លាចតែជួយបាត់ទេ លោកគឺជាសម្ព័ន្ធក្រុមហ៊ុនលេងឈើជើលោកអាចជួយគាត់បានដែរទេយើងខ្លាចតែអង្គនេះគ្មានអ្នកណាជួយគាត់ទេជប់សិនលោកជាអ្នកណាថាយកចេញមកបានមិនចេះទេកុំទោសថាយើងគួរសម ខ្ញុំមានឈ្មោះសំឡាងខាងមុខគឺជាដីដែលខ្ញុំដាំបន្លែបើចង់ជួយគេមិនឲ្យស្លាប់ញ៉ាំរបស់នេះឲ្យដើរទៅចុះ អាចមកឯងហ៊ានមកងាយប្រអប់មកចាប់ផងមិនស្អាតយកឯង គាត់ ទៅ ឲ្យឈប់សិននេះជាផ្លែរលាយឈាមក្នុងបេះដូងជួយឲ្យច្បាប់បេះដូងដល់ឡើងវិញអត់មិនថាជំងឺអីទេឬមកបេះដូងអីទេគឺប្រកបជាគឺខ្ញុំសួរថាលោកឈ្មោះអីទៅបានជាលោកមានផ្លែបាច់នេះតាមទៅមានតម្លៃគឺនៅផ្ទះរបស់ខ្ញុំដាក់ច្រើនណាស់នេះអាចដាំដុះបានគឺអាចទៅរួចទេជាមិនជឿស្រែកទៅលោកទេសិនតែមានការខ្ញុំនេះថាប់យកទៅឲ្យព្រះអង្គម្ចាស់ទៅបើសិនជាមានបញ្ហាគឺទទួលខុសទៅឲ្យថាប់ឡើងគេអាចយកវត្ថុទៅមួយក្នុងចំណោមទាំង3នេះឲ្យតាមដល់ពេលនោះគឺមានដំណាក់មានធ្វើដូចជាគេទេយើងត្រូវទៅរកគេសិនពួកយើងត្រូវអបគុណអ្នកកំឡោះម្នាក់នេះឲ្យបានថាគេទៅធ្វើបានល្អហើយ ដូច្នេះហើយខ្ញុំក្រោយបានត្រឹមតែដឹងថាគេឈ្មោះសិនឡើងរកមិនឃើញមែនទេ បាទ អេក្រែគេថាដាំបន្លែនៅខាងមុខនឹងមែនទេខាងមុខនឹងស្អីក៏គ្មាន ព្រះអង្គម្ចាស់យើងដាក់គ្រប់ទិសទីឲ្យតែគ្មានតម្រុយអីទេឬមួយក៏លោកអាចនឹងមាននិស្ស័យទៅជួបលោកមានគ្រូទេវតារៀបចំមនុស្សឲ្យមកជួយលោកឲ្យដែរ តែនៅលើលោកនេះពិតជាមានទេវតាមួយនេះនឹងចម្លែកហើយពួកឯងមកខាត់ពេលមានពេលវេលាដែលគ្រប់រអន់ទៅណាបានជួយពួកយើងច្បាស់ជាអរគុណគេហើយមនុស្សដែលយើងគោរពគឺមានតែម្នាក់គត់អឡូជួយដល់នេះជាកាប់ទៅគឺម្នាក់នោះពិតមិនដែរទេហ៎តែដែលគេដាំពិតជាមានដើមឈើពិតមើលហើយ តែប្រកាសណាស់ហើយខ្ញុំមិនហ៊ានកុហកលោកទេព្រោះខ្ញុំនៅទីនេះ អ្នកបងជាวันจีแล้วมึงบอกปรับโอนถาการเป็นนักไม่มีมนุษย์มันแนบมาช่วยบอกงานนี้นักหลอกนู้บานใจบุกมาให้บอกน้องโอนแต่จูบคือถ้ามันเปลี่ยนไปไอจูบจีบานโอนบานจีบมันขาดดีตีนั่นนะเดี๋ยวจะมาเป็นตึ้ง ព្រះអង្គម្ចាស់ចិនព្រៃកំពុងតែត្រៀមឡើងមកតាមផ្លូវហើយជឿថាមិនយូរទេគាត់ច្បាស់ជាមកដល់ ប៉ុន្តែដើមធ្វើសាស្ត្រមានពេញនេះមិនដឹងថាពិតឬក៏ខ្លាំងៗនោះទេហើយចាំព្រះអង្គម្ចាស់អាចនឹងបន្ទោសពួកយើងទេបើធ្វើឲ្យប៉ះពាល់ទៅនោះពិសេសនោះគឺថាព្រះអង្គម្ចាស់នៅឋានៈខ្ពស់ណាស់ពួកយើងមិនអាចលេងសើចបានទេណាខ្ញុំជឿជាក់លើសិនឡា មិនខ្វល់ចំណាទេសិនឡាបានជួយដំឈើស័ក្តិសិទ្ធិថ្នាក់ទី5ពលរឿងរបស់យើងហើយបានដំណើរដំណែងថ្នាក់ទី5ទៅជាថ្នាក់ទី6សំអាងលើចំណុចនេះខ្ញុំនឹងភ្នាល់ហើយម្យ៉ាងទៀតគ្រួសារមួយអាចធ្វើឲ្យមនុស្សម្នាក់ឡើងដំណែងបានឱកាសបែបនេះមិនដែលមានច្រើននោះទេហើយគ្រប់យ៉ាងដែលយើងជួបម្ដងសុទ្ធតែជាការទៅទាំងអស់អញ្ចឹងតាមទៅថ្ងៃក្រោយគ្រួសារឈិនយើងដែលឡើងដំណែងក៏មិនដែលមានឱកាសដែរ សាតូចមួយទេមានឱកាសឈរជើងនៅទីនេះបានដល់សប្តាហ៍ថ្ងៃនេះរឿងដល់ដំណាក់កាលនេះទៅហើយមានតែយកព្រះអង្គម្ចាស់មកចំនួនទេដើម្បីឲ្យដឹងថាដំណែងទី1គឺនរណាលើកនេះគឺមានឱកាសអាចឲ្យគ្រួសារឈិនឡើងដំណែងនេះបានទៀតផងដែរមិនដែលអ្នកបម្រើដូចជាខ្ញុំនេះណាគឺគិតខ្លីគឺមិនសូវមើលអីវិញឆ្ងាយទេ សំឡាងយាយយូឯងចាប់ហើយក្រុមដំណាក់អ្នកជំនាញគេមកដល់ហើយនៅណានសេសប្តីរបស់គាត់គឺមាសហើយនឹងកុចពួកគេនិយាយថាប៉ិតគឺប៉ិតហើយមិនអាចថាមិនប៉ិតទេបើគេថាខ្លាញ់ខ្លាយពួកឯងថាប៉ិតក៏ខ្លាញ់ខ្លាយដែរចាំតែមើលចិត្ត របស់ពេញដីសុទ្ធតែខ្លាំងៗซึ่งឡើងគេច្បាស់ជាត្រូវវាយឲ្យដល់នរក12ជាន់ហើយមិនអាចចាប់កំណត់ទៀតទេពេលនេះបើលោកទុកសុំទោសគ្រួសារស៊ីនៅទាន់ពេលតែគេទុកសាកសពឲ្យនៅទៀតមូលពេលនេះបើសិនជាឯងលោកទុកសុំទោសខ្ញុំនឹងឲ្យឯងគិតថាឯងស្លាប់យ៉ាងម៉េចនោះមកពេលនេះឯងលោកទុកសុំទោសខ្ញុំគិតពិចារណាថាត្រូវឲ្យឯងស្លាប់យ៉ាងម៉េចនោះ មនុស្សសម្រាប់ឯងនេះហ៊ានឲ្យអ្នកប្រុសស្អាតដែលមានតំណែងខ្ពង់ខ្ពស់ក្នុងដំណាក់ព្រះអង្គម្ចាស់មលុបជង្គង់សំទោសហើយនៅថាលើកលែងស្លាប់ឲ្យពួកយើងឯងមានអំណាចមកពីណាទេមនុស្សគ្មានទួនាទីដូចឯងយើងខ្លាចដំណាក់អ្នកប្រុសស្អាតនិងចំនួនប្រើអ្នកនៅណានសៀវអមសមត្ថសម័យអីសោះគ្រប់ផ្នែកអ្នកដឹកនាំសត្វតែមានមនុស្សរបស់គេម្យ៉ាងទៀតអ្នកប្រុសស្អាតគឺជាគ្រួសារព្រះអង្គម្ចាស់សត្វតីគឺជាមនុស្សតែម្នាក់គាត់ដែលបន្តវងតកូលរបស់គេ អ្នកនាងបាននិយាយជាមួយមនុស្សថែមទៀតបែបនេះនាំតែអស់ទឹកមាត់ទេចាំបាននៅជំនាញគ្រួសារគេម្ដងគឺពិនិត្យដើមឈើស័ក្តិសិទ្ធិទាំងអស់ថាខ្លាំងខ្លាយហើយខ្លាយបន្លំថាជាដើមឈើស័ក្តិសិទ្ធិនោះមានទៅមហាមេឃហើយខ្លាចតែគេមានជីវិតប្រវត្តិកម្ម នេះសង្គមថ្ងៃនេះសម្បូរមនុស្សថោកទាបគ្មានអ្វីទៅនិយាយទេដល់ពេលនោះមិនអាចលើកលែងបានទេឡើងឯងគួរតែរកច្រកដើម្បីគេខ្លួនទៅយ៉ាងគ្រួសារអ្នកជំនាញចេញចូលមកមានលទ្ធផលទោះបីជាគ្រួសារឈិញក៏មិនអាចការពារឯងបានដែរទោះបីជាចង់ការពារក៏គ្មានសិទ្ធិដែរណាអ្នកជំនាញនឹងបន្ទប់ពិសោធន៍ស្ដេចមានតែលោកវងជាអ្នកអនុម័តទទួលខុសត្រូវគ្មានអ្នកណាមានសិទ្ធិអំណាចធំជាងនេះបានទេលោកម្ចាស់វងមានអំណាចជារាជគ្រូ
ទូទៅហើយព្រោះថាជាអ្នកបាយសិនជួយស្អីពួកឯងក៏មិនបានដែរណាឯងគួរតែយល់ហើយអំពីបញ្ហាទាំងអស់នេះណាដូច្នេះរកជាកែខ្លួនឲ្យទៅ បងមានមនុស្សម្នាក់អាចប្រឆាំងជាមួយនឹងក្រុមជំនាញរបស់ដំណាក់ព្រះអង្គមានតែមនុស្សម្នាក់គត់គឺព្រះអង្គម្ចាស់ចិនព្រៃឡើយណាគាត់បានចូលនិវត្តន៍ទៅហើយគ្មាននរណាដឹងថាគាត់ធ្វើអីទេដឹងថាគាត់នៅឯណាពេលនេះផ្លូវចុងក្រោយរបស់ឯងគ្មានទេបើខ្ញុំជាឯងខ្ញុំច្បាស់ជាលើកទៅសូមបងទុកសាកសពទាំងមូលហើយ បងសាឡាងគឺមកពីខ្ញុំនាំទុកដល់បងបើសិនជាដើមឈើស័ក្តិសិទ្ធិថ្នាក់ទី9របស់អ្នកក្រីមិនបានបំផ្លាញទេបើសិនជាដើមស័ក្តិសិទ្ធិមិនបានថាមកពលនៃពន្លឺ យូនាងចាំពីមួយម៉ាត់បានហើយតទៅនរណាក៏ដោយឲ្យទៅប៉ះនាងសូមនឹងឲ្យគេបាត់មុខចេញពីពិភពលោកនេះសូមបីទៅពួកគេនេះក៏ដោយ សំឡាងឯងនៅមាត់រឹងទៀតពិតជាខ្មោចបាក់ហើយមិនដឹងទៀតមាត់រឹងណាតែគួរឲ្យស្ដាយបើឯងនៅមាត់រឹងទៀតខ្ញុំក៏មិនអាចទុកជីវិតឯងដែរលើកនេះអ្នកណាក៏មិនអាចទុកជាប់ដែរក្រុមសម្ព័ន្ធដំណាក់ព្រះអង្គម្ចាស់ បាទហើយសូមនិយាយពីអត់បានការជាមួយមនុស្សចោលនសៀតបែបនេះគេបាននៅបាត់ធ្វើរួចហើយបងទេទៅពួកគេ3នាទីទៀតគេមកដល់ហើយថាមិនអ្នកប្រសាទលោកថាកសិករម្នាក់នឹងគេឈ្មោះអីទៅសន្លងខ្ញុំឈ្មោះសន្លងនៅខាងមុខមានតែចការរបស់ខ្ញុំនៅទីនេះគឺមិនអាចមានមនុស្សស្លាប់កញ្ញាលឿនវាទៅគឺមិនធ្វើបាត់នេះទេពេលឆ្នាំមុនអ្នកដែលជួយព្រះអង្គម្ចាស់ចិនព្រៃគឺអ្នកកំឡោះម្នាក់នេះគេគឺជាអ្នកដាំដំណាំនៅម្ដុំនេះដែរនៅពេលនោះយើងដាក់រកកន្លប់នេះទៅអស់ទៅហើយក៏គឺកន្លែងដាំដំណាំរបស់គេដែរហើយ3ឆ្នាំក្រោយថ្ងៃនេះរបស់គេបែរជាបោកប្រឆាំងជាមួយនឹងអ្នកប្រសាទទៅវិញឥឡូវមានរឿងអីមិនក៏មកនិយាយមកមិនអីទេមិនខ្ញុំនឹកឃើញរឿងមួយពី3នាទីក្រោយខ្ញុំច្បាស់ជឿទៅដល់ពី3នាទីក្រោយឯងនឹងខ្លាចជាផែនហើយតាមទៅមើលទៅពី3នាទីក្រោយឯងខ្លាចជាផែនហើយ បងសាឡាងបងបញ្ញាប្រាប់ទៅដល់ពេលអ្នកចំណេញមកដល់ពេលនោះពួកគេជាក្រុមតែមួយគេមិននាំសំណាងមកដល់យើងទេលោកមិនអាចទៅជាមួយគាត់ជាប់ទេចាំដល់ពួកគេមិនទាន់មកដល់លោកឆាប់រត់ទៅខ្ញុំនឹងទទួលបន្ទុកទាំងនេះ ដល់នេះគឺយ៉ាងម៉េចទៅ បងសាឡាងខ្ញុំជាស្រីទោះយ៉ាងណាគេក៏មិនសម្រាប់ខ្ញុំដែរទោះបីជាសម្រាប់ក៏ដោយខ្ញុំគ្រាន់តែជាអ្នកបម្រើម្នាក់គ្មានម្ដាយគ្មានឪពុកជីវិតគ្មានន័យទេ មកប្រាប់អូនហើយពីថ្ងៃនេះទៅគ្មាននរណាប៉ះពាល់អូនទេបើហ៊ានប៉ះពាល់បងឲ្យគេលាចេញពីលោកនេះមករួមពួកគេហ្នឹងម្យ៉ាងទៀតពីថ្ងៃនេះទៅគ្មាននរណាហ៊ានធ្វើអីដែលមិនល្អចំពោះអូនទេអូនជាមនុស្សដែលគេគោរពបំផុតលើលោក សំឡាងអញ្ចឹងតើបានជាអ្នកបម្រើរបស់យើងឆ្លុះមកវិញនឹងឈួតបែបនេះការពិតទៅគេមានសម្ដីផ្អែកបែបនេះសោះលេងជាយូរហើយយើងថាឯងល្ងងឬមួយក៏យើងថាឯងស្រួលបោកសំឡាងចំណេះក៏គ្មានអំណាចក៏គ្មានទ្រព្យសម្បត្តិក៏គ្មានស្អីក៏គ្មានគេអាចឲ្យអីឯងនៅជាស្រីឲ្យគេគោរពលើលោកខ្លាចតែធ្វើជាម៉ែដោះក៏មិនត្រូវគេគោរពផងមនុស្សស្រីចំការដូចជាឯងគ្រាន់តែដាំដំណាំតើអាចនាំការគោរពដល់លេងជាយូរដែរទេ កុំយល់សោកអីតាមដល់ក្រុមដំណាក់ស្បែកមកដល់ការគឺខ្ញុំដឹងច្បាស់ណាស់ពេលនេះពួកគេខ្លាចជាធូលីស្នាតំណាងហើយឯងគ្មានមាន ឲ្យតែគ្រួសារជាងខ្ញុំនៅលោកមិនអាចប៉ះពាល់លោកសិនបានទេលោកសិនលោកទុកចិត្តចាស់ទ្រព្យសម្បត្តិគ្រួសារស្ថិតនៅភាគខាងជើងធ្វើក្បត់តែប្រៀបមិនស្មើនឹងដំណាក់ស្បែកគ្រួសារឆេងតែក៏អាចការពារមនុស្សម្នាក់មិនអាចស្លាប់ដែរយើងមិនថាមួយជំហានទេ អស់គ្នាគ្រាន់បើរឿងដល់ដំណាក់កាលនេះហើយយើងនឹងឲ្យពួកគេជួបរឿងល្អជួបរឿងល្អគូក្បាលឯងមានបញ្ហាទេចឹងអីចុះសិនយើងស្គាល់ប្រទីពេទ្យមួយគឺមានកន្លែងសម្រាប់ឲ្យឯងទៅរកគូក្បាលចុះថាយើងនេះគឺមិនយកលុយទេអាចជាបានជាមួយឯងជាខ្ញុំគិតថាឯងមានបញ្ហាប្រព័ន្ធប្រសាទ ឯងមើលខ្លួនឯងឲ្យល្អអន់ទៅបើយើងមិនដឹងពិតជាត្រូវឯងបោកមែនហើយអ្នកណាក៏ខ្លួនឯងជាព្រះនោះយើងទទួលស្គាល់ថាដើមតែឯងឲ្យយើងនោះគឺជាដើមស័ក្តិសិទ្ធិមិនដឹងថាឯងយកមកពីណាទេតែការរីកចម្រើនទាំងអស់វាជារឿងខ្លាំងខ្លាយអ្នកនឹងឈិញតែមើលដើមឈើលើកដំណាក់5របស់នាងតិចទៅលូតបាត់ទៅព្រោះឯងត្រូវខំប្រឹងប្រែងកម្លាំងយើងឈាមបន្តិចទេមើលទៅអាចនឹងត្រូវគេលៀងគូក្បាលអស់ហើយស្លាប់ចេញជាមនុស្សបែបនេះ មានលោកអីដល់មួយដើមឈើលៀងមានបញ្ហាអីប្រាប់មក លោកពូដើមនោះមិនត្រឹមតែមិនអាចមានបញ្ហាទេថែមទាំងអាចឲ្យដើមសាំទាំង10នោះធំឬជាមួយគ្នាពេលនេះសហគ្រាសក្រុមហ៊ុនរបស់យើងបានទទួលកិច្ចព្រមព្រៀងលទ្ធផលនៅដើមឈើលើកបានផ្លែ6ជាងក្រុមពូជបាន3ដើមទៀតលោកពូនេះមានរឿងអីដើមឈើមានបញ្ហាអី នេះមានអីគួរឲ្យសួរទៅកន្លងមកគ្រាន់តែអ្នកបដារៀនសូត្រពីកសិករគ្មានជំនាញគ្មានចំណេះដឹងគ្មានបទពិសោធន៍អាចតែជួយដើមឈើស្លាប់អស់គ្មានឬកូនបែបនេះហ៎នៅចាញ់តែបាច់រកគូឲ្យដើមឈើទៀតប៉ុន្តែពេលវេលាកន្លងពោះដើមឈើស្លាប់គឺស្លាប់ហើយគូឲ្យដាក់ពួកឯងត្រូវគេបង្វិលក្បាលចុងក្រោយគឺត្រូវស្លាប់ទៅទេគ្រួសារឈិញឯងក៏ស្លាប់ទៅទេដូចគ្នាដែរណា មិនអាចទេតែខាត់មិនអាចទេសម្លឹងឃើញដើមឈើនោះឡើងថ្នាក់បានជោគជ័យតែខាត់មិនខ្លាំងខ្លាយទេ មិនអាចខ្លាំងខ្លាយអញ្ចឹងយើងសួរឯងតាំងពីបុរាណមកឯងមិនដែលបានជួបដើមឈើតំណែងផងតាំងពីបុរាណមកឯងមានបានជួបទេដើមឈើដែលងក់ហើយរួមវិញនោះដើមណាមានអ្នកណាម្នាក់ដែលដើមឈើទឹកបានច្រើនបែបនេះទេពួកឯងមានប្រើគូក្បាលអត់ការបោកប្រាស់អាចអត់កន្លែងមិនអាចចាច់បោកទេតាមិនតែប៉ុណ្្នឹងទេព្រោះតែអ្នកបោកប្រាស់ក្នុងពិភពគុណហ៊ានយកផ្ទះខ្លួនឯងទៅធ្វើជាការភ្នាល់នាងពិតជាមនុស្សដែលថោកទាបនៅក្រៅមេគ្មានសុខតែមួយថោកទាបណាស់ នេះឯង លោកពូធ្វើអីហ្នឹង ខ្ញុំមាននិយាយថាដើមឈើមានបញ្ហានៅនាងធំដើមឈើយើងគឺមិនមានបញ្ហាអីនោះទេគឺអាចជួយដល់ដើមឈើទាំង10ដែលយើងតាមចេញឡើងដល់ថ្នាក់ទី6ដូចគ្នាហើយក្នុងពេលស្របគ្នាតែម្ដងអាចចេញផ្លែបាន3ដើមហើយគេមានការវាយតម្លៃលើដើមឈើពណ៌លឿងថ្នាក់ទី5របស់យើងគឺជារបស់ពុតហើយក៏បានចាក់រឹសយ៉ាងខ្លាំងគ្នាព្រមដែរលើអំពីការបំពេញទុករបស់ពួកយើងហើយក្រោយឲ្យដើមឈើថ្នាក់ទី5រីកដុះដាលដល់ពេលនោះគ្រួសារយើងនឹងមានអំណាចគ្រប់គ្រងតំបន់នេះថ្ងៃនេះការគ្រួសារជីងទេតែចាញ់គ្រួសារយើងចាំដល់គ្រួសារជីងអស់ទ្រព្យកាន់តែច្រើនទៅគឺគុំតែមានថ្ងៃណាមួយយើងអាចទៅដើមរបស់ដូចយើងបាត់បង់តែប្រមាណមកវិញទេខ្ញុំទទួលស្គាល់ថាខ្ញុំខ្វះភ្នែកគឺមិនចេះមើលឲ្យបង្កបញ្ហាមកកើតជាកំហុសលោកស៊ុនសុំទូ មិនអាចទេរួចទេដើមឈើលឿងនៅដំណាក់ទី5គ្មានបញ្ហាថែមទាំងអាចបានចេញផ្លែទៀតគេនិយាយមិនបាច់ការពិតទេនេះតែនាងមិនព្រមសាក់របស់មើលសិនទេថ
ថាមិនទៀងលោកពូនឹងសហការជាមួយឆាន់ឡាញធ្វើបាបពួកឯង សៀឈិនអ្នកស្មានតែគ្រប់គ្នាដូចជានាងមែនទេមានអ្នកយកតែឈ្នះឲ្យតែឈ្នះមិនខ្វល់ថាបានល្បិចអីយើងជឿជាក់លោកពូបានលោកពូថាដើមឈើនោះអាចឡើងថ្នាក់បានចេញពីផ្លែនោះគឺជាការពិតគ្មានអ្វីមកនិយាយបានទេ ខ្ញុំមិនដែលសង្ស័យទេគាត់អាចជួយដើមឈើថ្នាក់ទី5បានរស់ឡើងវិញដូច្នេះខ្ញុំជឿថាដើមឈើនៅទីនេះជារបស់ស័ក្តិសិទ្ធិពិតមែនហើយគឺគ្មានអីបាញ់បោកទេ អ្នកប្រកាសស្អីទៅមិនខំមករបស់ជនបទបែបនេះតំបន់ដើមឈើទឹកហើយនៅមានដើមឈើនេះ9ទៀតគួរឲ្យអស់សំណាចណាស់ហើយស្រាវជ្រាវអកន្លងជីវិតទៅហើយគឺមិនអាចជួបដើមឈើស័ក្តិសិទ្ធិយ៉ាងនេះទេមិនក៏ថាមានតាមខ្ញុំយល់ប្រកាសជាបោកប្រាស់ទេពួកគេកុហកយើងហើយមើលទៅនឹងទេ កុំនិយាយអីអ្នកប្រសាគឺជាអ្នកមានមុខមាត់នៅក្នុងដំណាក់ព្រះអង្គអនាគតគ្រួសារនេះខ្លាចជាលេខ1តាមដែលយើងដឹងអ្នកប្រសាគឺជាអ្នកក្នុងតកូលហើយខាងដើមស័ក្តិសិទ្ធិនេះដូច្នេះហើយគឺយើងមានតែសម្រងខ្លួនទៅតាមគេនោះគឺយើងអាចឈប់ទៅបានហើយ លោកមកលោកពិតជាដឹងពីចំហាយដើមឈើស័ក្តិសិទ្ធិតែខ្ញុំមើលទៅទីនេះដូចជាខ្ញុំបានទទួលដំណឹងបានហើយប៉ុន្តែមកដល់ពេលនេះហើយស្អីក៏គ្មានដែរហើយទៅលោកវងអង្គមានការដាំដុះហើយនៅទីនេះត្រូវគេរំចោលអស់ទៅហើយអត់មានឃើញអីទេទៅឆាប់ទៅមើលខាងនោះយើងមកកន្លែងខុសហើយឆាប់ទៅ ដើមឆ្នាំនេះរកកន្លែងដែលស័ក្តិសមនឹងដើមវាគឺពិតជាពិបាកមែនគឺសុទ្ធតែដើមឈើស័ក្តិសិទ្ធិបាត់ទុកឲ្យទៅតែស្ដាយណាទៅអស់គ្នាគេថាលើមេឃមានមេឃភ្នំមួយពូនមានភ្នំមួយទៀតក៏គាត់ថាខ្លួនឯងអ្នកជំនាញច្រើនជ្រាវដើមឈើគ្មាននរណាប្រៀបបាននោះគឺតែបានខ្លួនឯងហើយធ្វើឲ្យដល់ពីសមត្ថភាពពិតទៅយល់ដែរទេអត់យើងដើរមើលជុំវិញនឹងទៅហើយទៅចុះទៅទៅពេលនេះអ្នកជំនាញខាងដំណាក់ព្រះអង្គម្ចាស់បានមកដល់ហើយឆាន់ឡាញលេងនិយាយយកតកូချင်းលើកនេះពួកឯងច្បាស់ជាស័ក្តិពួកឯងកំចង់រត់តិចឯសោះពេលនេះអ្នកជំនាញខាងដំណាក់បានមកដល់ហើយឆាន់ឡាញលេងនិយាយយកអ្នកតកូချင်းលើកនេះពួកឯងច្បាស់ជាស័ក្តិពួកឯងកំចង់រត់តិចឯសោះ គឺថាខ្ញុំមិនរត់ទេតែពួកឯងវិញទេគឺសូមបបិទខ្លួនឯងឲ្យសិនទៅ ឯងនឹងក៏រឹងម្ល៉េះចាំបាច់ត្រូវចាំដល់សម្ព័ន្ធក្រុមជំនាញមកបកអាការខាត់កុហកមកប្រាស់របស់ឯងទៅឯងជឿអីតាមឯងប្រាំឯងចាំមិនដឹងឯងប្រហែលជាគ្មានប៉ាម៉ាក់ទេមើលទៅមកជាមិនចេះស្ដាប់ការទូមានរបស់គេបែបនេះមិនឯងចេះបែបនេះឯងគិតថាឯងបកប្រាស់គេបែបនេះគេជឿឯង ឆាន់ឡាញឯងឆាប់ដល់លេងគេទៅឯងធ្វើបែបនេះកុំច្បាស់ ទី1គេអត់បែកដល់ផ្ទះខ្ញុំអ្នកដែលល្មើសគឺគេទី2អត់សិនជាមាននរណាបដៅគេយើងមានតែបដៅខ្លួនពួកឯងហើយទី3ឯងក៏គិតថាឯងចេះនឹងរឿងរបស់គេឯងអាចទទួលបានអ្វីនោះយើងខំនិយាយហៅថាឯងកុំឲ្យមើលងាយគេឯងភ្លេចហៅតើមិនទេគេអត់ ស្លាងឯងប៉ះពាល់យើងនាយកសៀកមិនលើកលែងឯងទេ មិនលើកលែងឲ្យឯងទេនាយកសៀកនៅក្នុងកែវភ្នែករបស់ឯងមានតែការគ្រប់គ្រងមិនប្រឆាំងនោះទេ ឆាន់ឡាញខ្ញុំបញ្ជាឯងឲ្យដល់លេងគេទៅមិនអញ្ចឹងយើងប្រកាសគ្រប់ពេកទេឲ្យក្បាលឯងធ្លាក់លើស្មា ខ្ញុំចង់មើលណានាងធ្វើបានមកtrongធ្លាក់យ៉ាងម៉េចទៅ ឆាន់ឡាញឯងបែរជាហ៊ានសម្រាប់មនុស្សយើងមើលទៅឯងប្រហែលជាមិនចង់រស់ហើយអ្នកប្រសាមនុស្សចង់វិស័យនេះគេចង់សម្រាប់មនុស្សដែលចំពោះមុខលោកសម្រាប់មនុស្សដែលជួយគិតគូរលោកយើងរកខុសត្រូវផងជួយសំសឹកមិនអញ្ចឹងមានមនុស្សប្រហែលបាក់ណាបាក់នេះចំពោះមុខលោកអញ្ចឹងគេមិនល្អទេ សន្លងយើងចាំអ្នកជំនាញគេមកជួបជុំហើយយើងនឹងចាត់ការឯងមើលឯងលេងចង់រស់ហើយមែនទេបានអញ្ចឹងយើងនឹងបន្ថែមល្បឿនបន្តិចឲ្យឯងឆាប់ជួបនឹងមនុស្សដែលនៅខាងយមរាជតែយើងទុកចិត្តចុះលេងយកយកយើងចាំមើលយើងមិនលើកលែងឲ្យគេទេ ជប់លៀមសិនទៅ គ្រប់គ្នាសត្វអ្នកជំនាញហើយមែនទេម្នាក់នេះជាជនបោកប្រាស់ឈ្មោះថាសំឡាញនៅផ្ទះខ្លួនឯងដាំឈើខ្លាំងខ្លាយថាដើមឈើស័ក្តិសិទ្ធិក្នុងនោះបានធ្វើឲ្យទឹកទីដើមឈើស័ក្តិសិទ្ធិទី9ដែលចាប់អារម្មណ៍លើពិភពលោកធ្វើឲ្យរបស់ទឹកទីអស់លើកលែងតែគេគួរតែទទួលទោសបែបនេះសូមអ្នកទាំងអស់គ្នាអញ្ចឹងមកពិនិត្យឲ្យច្បាស់លាស់ទៅ ដើមឈើស័ក្តិសិទ្ធិថ្នាក់ទី6ថ្នាក់ទី9មកដាំដល់នៅទីនេះដូចជាមិនពិបាកធ្លាក់មកទេអ្នកណាខានធំម្លេះហ៊ានកុហកមកប្រាស់បែបនេះតែជាណា តើ ទៅ ទៅទីដាំបន្លែអាចដាំដើមឈើស័ក្តិសិទ្ធិបានច្រើនបែបនេះនៅខ្លៃបន្លំមនុស្សបុរាណទៀតអីមានថ្នាក់ទី7 8 9នេះគឺជារឿងគួរអត់សម្រាប់ឆ្នាំឬមួយអ្នកដាំនោះគេមិនដឹងទេដើមឈើស័ក្តិសិទ្ធិត្រូវការលោកបណ្ដាលទៅបានត្រូវការស្វែងរកទឹកដ៏ល្អនៅប្រយាកម្មល្អទីផងព្រោះអ្នកប្រសាថ្ងៃក្រោយលោកគឺជាអ្នកទទួលចំនួនផ្នែកដាំនៅរបស់គ្រួសារសាឬមួយក៏លោកមើលមិនដឹងពិតឬខ្លាំងខ្លាយទេអ្នកជំនាញទាំងអស់មិនដឹងទេលោកគ្រាន់តែចេញអ្នកទាំងអស់គ្នាមកពិនិត្យមើលឬអីមានអ្នកជំនាញទីអ្នកគេនៅតែអាងការពារសិទ្ធិឡាអ្នកទាំងអស់គ្នាគឺថាគេជាអ្នកជំនាញដែលជិតរំហើយទេដូច្នេះហើយខ្ញុំចេញអ្នកទាំងអស់គ្នាមកបញ្ជាក់និងអាងតែម្ដងណាពីនេះឯងប្រខុនម្លេះថាខ្លួនឯងជាអ្នកជំនាញឆាប់ចេញមកឲ្យគេឃើញទៅថាឯងជំនាញប៉ុណ្ណោះពីនេះឯងក៏ប្រខុនថាម្លេះថាខ្លួនឯងជាអ្នកជំនាញនោះអស់ចាំ សាស្ត្រាចារ្យលោកមិននឹងអាចចេញមកទៀតក្រែងលោកយល់ថាដើមឈើនេះជារបស់ពិតដែរអញ្ចឹងចេញមកមិនខ្លាចឈ្មោះលេខ1របស់លោកខូចអស់ហើយ មនុស្សកំសាក់ហ៊ាននិយាយតែមិនហ៊ានធ្វើពិតជាកំសាក់មែនតើយ៉ាងម៉េចមិនក៏មិនហ៊ានចេញមកភ្លាមមកថាខ្លួនឯងនឹងជាអ្នកគ្រប់គ្រងសិនឡានមិនចឹងទេឆាប់ចេញមកភ្លាមមក សត្វចាចិនសត្វចាចាយពួកលោកមិនចេញមកគឺលាក់ខ្លួនដូចជាអ្នកក្នុងស្លោកចឹង បងលីលោករំការងារជាមួយខ្ញុំដល់ឆ្នាំហើយលោកស្រាប់តែជំនាញជាមួយខ្ញុំ អូនជា10ឆ្នាំមុនព្រោះតែជំនាញរបស់លោកធ្វើឲ្យប្រត់ស្លៀនធ្វើឲ្យខាតបង់ដល់ក្រុមហ៊ុនជំនាញដំណាក់ព្រះអង្គម្ចាស់លោកនៅដូចជាឆ្កែមកក្បាលអញ្ចឹងសម្រាប់តែក្រុមហ៊ុនសិនពីទទួលលោកមិនស្មានថា10ឆ្នាំនេះលោកនៅតែជាសត្វអត់បានថាតែទៅជឿជាក់មនុស្សសាមញ្ញទៅវិញបែបនេះថាគេនេះគឺជាអ្នកដាំឈើស័ក្តិសិទ្ធិស្អីទៅព្រោះអីវាមិនស័ក្តិសមនឹងជំនាញលោកទេលីកឡុងឯងក្លោតធំណាស់ឯងថាឯងជាអ្នកស្រឡាញ់ធម្មជាតិតែម្នាក់ឯងឲ្យជោគគេទាំងអស់គ្នានឹងយ៉ាងមិនទៅវិញទៅគេមិនស្រឡាញ់ទេលីកឡុងឯងក្លោតធំណាស់ឯងថាឯងជាអ្នកស្រឡាញ់ធម្មជាតិឲ្យជោគគេទាំងអស់គ្នានឹងទីនេះគេមិនស្រឡាញ់ធម្មជាតិដូចជាឯងនោះទេអី
លោកគ្រូមិនក៏លោកនៅទីកន្លែងនេះចឹងលោកថាដីនេះគឺអាចខ្លាយទៅជាដីស័ក្តិសិទ្ធិមិនគួរទេប្រហែលឆ្នាំនោះលោកបណ្ដាខ្ញុំយ៉ាងមិនទៅការបដោតដើមឈើស័ក្តិសិទ្ធិរកកន្លែងណាដែលមានបរិស្ថានល្អពួកយើងមិនគួរណាឲ្យលោកមកជួបនឹងគ្រូណាក់បែបនេះទេយើងជួយលោកចិនលោកអាយុច្រើនហើយឬមួយក៏ភ្លេចទៅហើយសម្រាប់ណាស់ដែលព្រះអង្គប្រគល់ការងារឲ្យខ្ញុំធ្វើឲ្យខ្ញុំពិសោធន៍ដំណាក់ស្រាវជ្រាវនេះដើម្បីស្រាវជ្រាវបើមិនចឹងលោកបំផ្លាញពីឈ្មោះរបស់អ្នកស្រាវជ្រាវហើយពីមុនយើងបណ្ដាឯងថាមិនខ្លះមើលអត់បានគ្រប់ជ្រុងជ្រោយនោះទេព្រោះឯយើងគឺជាមនុស្សខ្វះច្បាប់និងយល់ដឹងទោះបីជាខ្វះមួយទៀតក៏អាចមានរឿងខុសនិស្ស័យគឺត្រូវស្គាល់នៅការពិតម្យ៉ាងទៀតយើងថ្ងៃនេះគឺត្រូវបានដឹងច្បាស់ពីសិនឡើងឃើញផ្ទាល់តែភ្នែកនៅក្នុងការបដោតដើមឈើទាំងអស់នេះគឺត្រូវការបរិយាកាសមានព្រំដែនល្អនៃក៏ល្អផ្ដល់នូវសារជាតិល្អទើបឲ្យឫសគល់របស់វាមានការមានផ្លែគឺក្រអូបឈ្ងុយឈ្ងប់អ្នកបុរាណវិជាគឺដឹងអំពីហេតុផលនេះឲ្យណាពួកឯងចំណាត់គ្រប់ព្រៃហើយ លោកគ្រូចាយលោកនឹងអត់ឲ្យមែនទេស្អីដើមឈើចាក់ឬដើមគេសាខ្លាំងក្រអូបដល់ចំហស្អីនេះជាស្អីគេសាស្អីដើមស័ក្តិសិទ្ធិមានតែពាក់ព័ន្ធអីជាមួយគ្នាម្យ៉ាងទៀតសិនឡើងគេយល់ពីការដើមឈើស័ក្តិសិទ្ធិដែរទេ ដើមឈើនេះពុតប្រកបឬអត់ឲ្យអ្នកជំនាញគេពិនិត្យទៅប្រកបជាដឹងហើយនាងមកនិយាយជាមួយខ្ញុំបែបនេះបានខុសស្អីអ្នកប្រសាអញ្ចឹងឲ្យអ្នកជំនាញគេមកបញ្ជាក់វិញទៅអ្នកមានជំនាញបើសិនជាគាត់មានមុខមាត់ធំបែបនេះចុះហេតុអីបើខំចិត្តមកទទួលការពិតទៅនេះគ្រាន់តែជារឿងនិយាយតើព្រោះអីខ្ញុំមានការផ្ដល់គ្នាអត្ថន័យនោះគឺខ្ញុំបាននិយាយពីដើមស័ក្តិសិទ្ធិតើវាជាដើមពុតឬអត់បើសិនជាដើមឈើពិតខ្ញុំឲ្យ50លានយ៉ាងម៉េចពួកឯងទៅមើលទៅ គ្រូសាស្ត្រជាខាងជើងគឺបានស្គាល់គ្នាជាមួយគ្រូសាស្ត្រក្នុងនោះគឺដើមឈើសាស្ត្រព្រះហើយគឺដូចជាងាយងាយពេកហើយគ្រូសាស្ត្រជាគ្រូជាខាងបណ្ដាក៏ដោយក៏មិនស្មើនឹងគ្រូសាស្ត្រទេម្យ៉ាងទៀតថ្លៃចំណាយលើការស្វែងគ្រូនោះច្រើនមែនទេដូច្នេះគ្រូសាស្ត្រពេជ្រគឺជាអ្នកនៅពីក្រោយរឿងទាំងអស់នេះបើប៉ះពាល់ដល់គេនោះតទៅអនាគតវាបាក់តិចហើយបាត់នេះខ្ញុំអាចនិយាយបានថាដើមឈើគឺខ្លាយខ្លាយលោកគ្រូហើយលោកគ្រូហេតុអីក៏លោកខ្លាំងម្ល៉េះលោកគឺព្រោះតែដើមឈើសាស្ត្រមិនខ្លាយខូចគ្រីឈ្មោះនឹងធ្លាក់តំណែងទៅដឹងតាំងពីយ៉ាងម៉េចមកប្រៀបធៀបទ្រព្យសម្បត្តិគ្រូសាស្ត្រសូមអង្គលើកម្លាំងលោកគ្រូតែម្នាក់ទោះបីជាបុកជាមួយគ្រូសាស្ត្រជានៅពីខាងលិចក៏ដោយក៏មិនអាចការពាររឿងនេះបានដែរខ្ញុំចាំបាច់ត្រូវទៅប៉ះពាល់គ្រូសាស្ត្រ ចាប់ដើមទៅចាប់ដើមទៅនេះគឺដើមជើងខ្មោចដើមស័ក្តិសិទ្ធិនេះគឺដើមពិតមិនអាចទេតែខាងមិនអាចទេនេះជាដើមឈើខ្មោចមួយបែបនេះធម្មតាគឺមិនអាចដាំដើមឈើខ្មោចនេះបានទេនេះមិនអាចទៅរួចដើមឈើខ្មោច3ដើមខែអស់នេះវាត្រូវដាំនៅកន្លែងដំថ្មធំមែនទេឈ្មោះនិងសមិទ្ធផលទាំងអស់គឺសុទ្ធតែអ្នកស្រាវជ្រាវយើងស្វែងរកឃើញហើយមិនសុខក៏អាចមកដាំនៅទីនេះបានអញ្ចឹងនេះគឺជារបស់ពិតប្រាកដណាស់មិនអាចទៅរួចទេ អបអូនជាដើមទាំងអស់នេះខ្លាចតែមិនបាច់ប្រើឧបករណ៍ស្អីទេគ្រប់ដើមយើងអាចពិនិត្យមើលដឹងទាំងអស់ហើយយើងអាចហ៊ានស្បត់បានថាដើមឈើដែលយើងពិនិត្យទាំង5ដើមនេះគឺស័ក្តិសិទ្ធិទាំងអស់ពួកយើងគួរធ្វើយ៉ាងម៉េចមកពីសារជ្រើសរបស់ព្រះអង្គពាក្យណាគឺជាដើមទុនរបស់គ្រួសារបើពេលនេះចំណាយនៅខាងគ្រួសារនោះទេអនាគតប្រកបជាបាននោះថាដើមឈើទាំងអស់នេះគឺជាដើមឈើខ្លាយៗទេថាមិនយើងអាចទៅដើមយកដីទាំងអស់បែបនេះយើងមិនខាត់ដើមឈើស័ក្តិសិទ្ធិនោះទេហើយក៏អាចប្រគល់ឲ្យគ្រួសារឆ្លៃនៃការពិនិត្យយើងអាចរំលឹកសារជាថ្មីទៀតបាទបើអញ្ចឹងថាសម្រាប់ទៅសាស្ត្រាចារ្យខៃខាងនេះក៏មិនដែរគាត់គឺជាលោកគ្រូដែលបង្រៀននៅមជ្ឈមណ្ឌលសាស្ត្រជ្រាវសុទ្ធតែជាសិស្សរបស់គាត់ទាំងអស់បែបនេះមិនល្អទេដឹងហើយលោកថាទៅមើលតែនិយាយពីក្រោយទៀតគឺសុទ្ធតែដើមឈើស័ក្តិសិទ្ធិទាំងអស់នៅទីនេះទាំងអស់គឺសុទ្ធតែទុកមុខឲ្យគេបានតើត្រូវចំណាយថ្លៃឆ្នាំនឹង150ម៉ឺនតែគេគ្មានបកៈមួយសេនោះទេដល់ថ្លៃយ៉ាងម៉េចទៅគឺអាចការពារកូនគេជាប់នេះគឺដូចជាមានមេរៀនថាបើភ្នែកអត់ពលាវាមិនស័ក្តិសមនោះទេគឺពួកយើងប្រឹងប្រែងមើលទៀតតែរឿងនេះធ្វើយ៉ាងម៉េចទៅអាចដោះស្រាយបានទៅបែបហើយមើលតែក្រុមស្រាវជ្រាវសហព័ន្ធកំណត់ដឹងហើយសិនឡើងពេលនេះឯងចាប់ហើយអត់ទេ ខ្ញុំមិនជឿទេមិនជឿក៏អត់បានកើតដែរក្រុមស្រាវជ្រាវរីកដំណាក់គឺបានកំណត់ហើយថាគឺសាស្ត្រតែដាំនៅទីនេះទាំងអស់តែដាំឈើខ្លាំងៗលើខ្ញុំនិយាយអញ្ចឹងជឿមិនជឿគឺស្រេចទៅលើលោកទេជឿមិនជឿក៏អត់បានកើតអីដែរក្រុមស្រាវជ្រាវរីកដំណាក់បានកំណត់ហើយដើមឈើស័ក្តិសិទ្ធិដែលដាំនៅទីនេះទាំងអស់សុទ្ធតែជាដើមឈើខ្លាំងៗបងសាឡាងមិនក៏គេថាដើមឈើរបស់បងគឺជាដើមឈើខ្លាំងៗនេះមិនត្រូវទេសាស្ត្រាចារ្យនិងសាស្ត្រាចារ្យសុទ្ធតែទទួលយកទៅទាំងអស់ឬមកក៏គេខ្លាំងៗជាងសាស្ត្រាចារ្យនិងសាស្ត្រាចារ្យ កុំរំអីទុកអត់ខ្ញុំជាអ្នកដោះស្រាយខ្វះយកអីខ្ញុំប្រាប់តាំងពីយូរហើយដំណាំហ្នឹងខ្លាំងៗទាំងអស់ឯងនៅមកដឹងពេលនេះល្អហើយអ្នកស្រាវជ្រាវរបស់ព្រះអង្គម្ចាស់គេទទួលស្គាល់ច្បាស់លាស់ដើមឈើនៅទីនេះសុទ្ធតែជាដើមឈើខ្លាំងៗឯងមិនត្រឹមតែស្រាប់ទេនៅមានពុតដើមឈើនេះ9លេងនិយាយយូរខ្ញុំប្រាប់ឯងហើយឯងត្រូវអ្នកដាំដំណាំបោកតែឯងមិនជឿយើងគ្រាន់តែបោះបង់សម្រាមឯងទទួលយកទៅធ្វើរបស់មានតម្លៃស្ដាយណាស់មិនអាចកែប្រែឯងបានឯងជាអនាគតប្រពន្ធសិនឡើងនៅឋាននរកទៅទោះបីជាខ្ញុំនៅឋាននរកក៏មិនឲ្យនាងថាបងសិនឡើងដែរបើអញ្ចឹងនាងទៅស្រាប់ទៅមនុស្សថោកទេពេលនេះចង់ស្រាប់ហើយលើកនេះចាំមើលអ្នកណាជួយឯងបានទៀត ជប់ភ្លើងទៅអន្តជាងឯងខ្វះភ្នែកទេអីឯងខ្វះភ្នែកនៅកន្លែងភ្នែកទៅគឺកុំមកខ្វះភ្នែកកន្លែងជប់ឯងស្អីឯងសូមឲ្យដើមឈើសាស្ត្រមិនប្រកបផងនឹងគឺចឹងមានភ្នែកដើម្បីគប់ធ្វើអីទៅយើងសួរឯងដើមឈើនេះគឺខ្លាំងៗនៅឯណាការបញ្ជាក់នេះខុសហើយនៅនិយាយថាសូមឲ្យជប់ឲ្យជើងក៏ហិតនឹងដែរមនុស្សអត់បានកើតដូចជាឯងនេះនៅសាស្ត្រជាអ្នកត្រាយគ្រឿងមនុស្សត្រាយគ្រឿងស្អីបើយកឆ្កែមកបញ្ជាក់វាច្បាស់ជាងឯងទៅទៀតលោកគ្រូខ្ញុំគោរពលោកតែមិនអាចបញ្ជាក់បានថាឲ្យលោកនៅមើលងាយខ្ញុំបានទេឯណាមនុស្សចាប់គេយកទៅគុំទៅបញ្ជានៅទីនេះឆាប់ភ្លាមត្រាបញ្ជានៅទីនេះឆាប់ភ្លាម ឆ្នាំនាងមិនក៏មានប្រាក់បញ្ជាមិនអាចទេព្រោះខ្ញុំមានព្រះអម្ចាស់ចន្ទបៃ
តំណែងជាមួយគ្នាច្រើនឆ្នាំគាត់ឲ្យផ្លាកបញ្ជាមកខ្ញុំព្រោះចាខ្ញុំដោះស្រាយបញ្ហាធំៗបើនាងមានការសង្ស័យទៅសួរគាត់ទៅ ជាចិនបីគឺជារបស់រាជវង្សសានវង្សគឺស្លាប់ដូចជាឃើញស្ដេចមនុស្សម្នាក់អាចបែកផ្ដួលតប130000នាក់តាមលោកអូននេះគឺជារហ័សនាមតាមព្រះអង្គម្ចាស់ពងវិជារបស់គាត់ព្រះអង្គក៏ទទួលស្គាល់ដែរបើសិនជាមានមនុស្សខ្លាយបន្លំដើមនាគ9ក៏មានជួបដូចគ្នាដូច្នេះជាឡើងនេះច្បាស់ហើយថាការពីអសម្រ័យនេះ មនុស្សខ្ញុំត្រូវតែការពារដូច្នេះហើយគ្រួសារដំណើរប្រាប់បុញ្ជារបស់ខ្ញុំក៏ខ្ញុំការពារបានដូច្នេះហើយខ្លាចចិនបីនេះនេះជាការពិតបើលោកមិនជឿទេចាំជួបព្រះអង្គម្ចាស់សិនចាំបកស្រាយជាមួយគាត់សាបាឆាន់យើងទទួលស្គាល់ថាឯងជាមនុស្សដើម្បីឲ្យគេកត់ខ្លាចគ្រប់គ្នាតែឯងមិនដែលគិតរឿងមួយនេះទេគ្រួសារសាពួកឯងមាន3ចំនួនហើយមិនដែលមានជាប់សាច់ឈាមជាមួយនឹងប្រទេសជាតិតែព្រះអង្គម្ចាស់ចិនបីមានបានស្រីបង្កើតព្រះអង្គម្ចាស់ចិនបីមានទំនាក់ទំនងការទូតនៅក្នុងប្រទេសស្អិតរមុតជាងគ្រួសារពួកឯងទៀតឯងចង់ក្រៅរបស់ព្រះអង្គម្ចាស់ចិនបីលទ្ធផលនឹងយ៉ាងណាវិញ រឿងដែលយើងហ៊ានធ្វើហើយសូម្បីតែអ្នកដឹកនាំប្រទេសក៏មិនហ៊ានធ្វើ ខុសមហាខុសអ្នកដឹកនាំប្រទេសមិនហ៊ានចាត់ការគ្រួសារសាតែមិនមែនជាសាបែចិនឯងទេឯងគ្រាន់តែជាសមាជិកក្នុងគ្រួសារម្នាក់ឯងស្លាប់បាត់នៅកំហឹងរបស់ព្រះអង្គម្ចាស់ចិនបីខ្លាចបន្លំការលក់ដូរយ៉ាងធំហើយគ្រួសារសាក៏ច្រើនសិស្សប្អូនក៏ច្រើនខ្វះឯងម្នាក់អញ្ចឹងបងប្អូនឯងប្រហែលជាសប្បាយចិត្តពិសេសទៀតដើមឈើទឹកគ្រួសារឯងក៏ជាអ្នកគ្រប់គ្រងចំនួនមួយនេះដែរតែពិតមែនទេ បានយករឿងអ្នកដឹកនាំប្រទេសមកសង្កត់យើងទេហើយនេះយើងនៅនិយាយចំពោះមុខទោះបីជាព្រះអង្គម្ចាស់បីចិនមកក៏ដោយយើងមិនប្រកាសថាទុកមកគេទេទោះបីយ៉ាងណាដើមឈើនេះខ្លាំងទេនៅប្រសាទដើមឈើស័ក្តិសិទ្ធិ ស្លាប់ឯងខ្លាចហើយហើយស្លាប់ដល់មនុស្សតូចតាចដូចជាឯងចង់មានកម្លាំងខ្លាំងដូចដំរីស្លាប់មួយនេះគឺព្រះអង្គម្ចាស់ចិនបីប្រាក្នុងនេះមាន អ្នកប្រាប់មិនក៏ទទួលស្គាល់ជារបស់គាត់ហើយជារបស់អេទេ យើងថាស្លាប់នេះគឺពិតព្រោះអីរាជវិជារបស់ព្រះអង្គម្ចាស់ចិនបីក្នុងព័ត៌មាននៅឯណានសៀគឺដូចជាគ្មានអីខុសបន្តិចនោះទេប៉ុន្តែជាឡើងនាងត្រូវតែដឹងថានាងការពារអសម្ដែងនេះមិនបានទេស្លាប់បញ្ជានេះអាចបញ្ជាទីហ៊ាននៅក្នុងសង្គ្រាមស្លាប់បញ្ជាមួយនេះគឺល្អប្រើណាស់សម្រាប់អ្នកចំណត់ថ្មីប្រើប្រាស់ស្លាប់បញ្ជានៅក្នុងពិធីចូលរួមកម្មវិធីទើបអាចបញ្ចេញវាបានដូច្នេះព្រះអង្គម្ចាស់ចិនបីក៏មានជំនឿចិត្តលើនាងក៏ដោយគឺមិនអាចឲ្យស្លាប់បញ្ជាទៅនេះទេស្លាប់បញ្ជាត្រឹមតែសម្រាប់បញ្ជាថាគ្មានអ្នកណាមានសិទ្ធិអាចធ្វើបានទេចំណាប់ពេលនេះនាងមានពាក្យកុហកគឺត្រូវប្រើខួរក្បាលខ្លះ ស្លាប់បញ្ជានេះគឺគ្រាន់តែសម្រាប់បញ្ជាក់បានថាគ្មាននរណាមានសិទ្ធិនោះទេទីណាងត្រូវចេះប្រើខួរផងដាក់ជួយស័ក្តិសិទ្ធិ ដើមឈើស័ក្តិសិទ្ធិជាងខ្មោចនេះជាការពិតហើយមកយ៉ាងណាទៅទេធម្មតាថ្ងៃនេះមកយ៉ាងណាដើមឈើស័ក្តិសិទ្ធិនេះបានកន្លងមកសមត្ថភាពស្មើជាងនឹងមេមើលទៅយើងត្រូវតែកម្ចាត់សិលាជាមុនដើម្បីយកដីស័ក្តិសិទ្ធិរបស់គេបើមិនចឹងទេគ្រួសាររបស់យើងច្បាស់ជាជាប់នៅលើលោកនេះជាមិនខានទេដូច្នេះមិនអាចអត់ទោសឲ្យគេបានឡើយ ស្លាប់ឯងនៅមិនទទួលទោសទៀតឯងស្លាប់ទៅទីនេះទៅ លោកស្លាប់ហើយ សន្លងមិនក៏ឯងពូកែម្លេះឯងមិនត្រឹមតែមានដើមឈើស័ក្តិសិទ្ធិហើយនៅមានក្បាច់គុំពូកែប៉ុន្តែឯងមិនក៏មកសង្ងំធ្វើជាកសិករធម្មតាឯងចេញមកប្រកាសជាមានលុយច្រើនទៀតដល់ពេលនោះខ្ញុំនឹងរៀបការជាមួយបងមិនក៏បណ្ដាខ្លួនតែជាបែបនេះមកធ្វើជាកសិករធម្មតាទៅវិញ ខ្ញុំធ្វើអីមិនពាក់ព័ន្ធនឹងនាងនោះទេ តែយើងមានការភ្ជាប់ពាក្យពេលនេះមិនต้องផ្ដាច់ពាក្យទេ សូមទោសផងនយោសៀនាងនឹងខ្ញុំគ្មាននិស័យអីនឹងគ្នានោះទេស្លាប់ឯងគិតថាឯងមានជំនាញតាមដប់បែបនេះឯងធ្វើឲ្យកន្លះមេឃដីបានតើមែនទេ ប្រសាលោកได้ខាត់ត្រូវតែឲ្យអសម្រាយនេះស្លាប់ពេលដែលវាស្លាប់ហើយយើងនឹងបានក្របក្តាប់ដីដាំដុះរបស់នេះប្រសាពេលនេះអ្នកប្រអាចបញ្ចេញកពូលអ្នកទុននិយមមកហើយ មែនហើយលោកចេះក្បាច់គុំពូកែប្រកាសជាសម្រាប់មនុស្សអត់បានការនេះបានឲ្យគេចេញពីមុខទៅ អង្គរៈគ្មានសម្បោតថាការពារខ្ញុំ ទៅជាអ្នកប្រសា ស្លាប់ឯងបកកាយវាយគ្នាអញ្ចឹងយើងឲ្យអង្គរៈគ្មានសម្បោតមកលេងជាមួយនឹងឯងចុះ អ្នកប្រសា ដូច្នេះសម្រាប់គេឲ្យយើងអ្នកក៏មិនទុកដែរព្រះហើយនេះគឺជាអង្គរៈអត់សម្បោតរបស់គ្រូសាឈីងប្រយុទ្ធ100ដងឈ្នះទាំង100ដងខ្លាយជាមហាសមុទ្រឈាមលើកនេះគឺច្បាស់ជាមានគ្រោះណាស់ ស្លាប់ទៅ ពេលនេះនៅមិនទាន់ដាច់ឆ្លាស់ទេ សូមទោសផងរវាងនាងនិងខ្ញុំគ្មាននិស័យអីនឹងគ្នានោះទេព្រះអង្គកុំអាងថាឯងចេះការទីកម្មឯងបាច់ឈ្នះអង្គរៈអត់សមោលនោះទោះបីឯងកលាខ្លួនក៏មិនស័ក្តិសមនឹងឯងដែរទីនេះគេត្រូវការអំណាចមានប្រាក់ឯងមានតែក្បាច់គុណបានប្រយោជន៍ស្អីចុងក្រោយត្រូវយើងជាប់ដល់បាតជើងរបស់យើងមួយជីវិតឯងគ្មានសមោលនោះទេនឹងដល់អស់គេនឹងគ្មានសមោល ស្លាងឯងកុំគិតថាឯងមានដើមឈើស័ក្តិសិទ្ធិក្បាច់គុំខ្លាំងពូកែអស់ចាហើយមិនចង់ស្អីយើងស្លាងឯងកុំគិតថាឯងមានដើមឈើស័ក្តិសិទ្ធិមានក្បាច់គុំអស់ចាមិនចង់ក្បាលយើងឲ្យសោះឯងឃើញហើយប្តីរបស់យើងពេលនេះផ្សារបាយឈិននៅពីក្រោយមានព្រមមានគ្រួសារតម្លៃរាប់ពាន់លានមានទាំងរាជគ្រូប្រចាំរាជវង្សអូលោកវងជាក្នុងមកឯងមានស្អីដែរយើងនៅឃើញហើយឯងចាប់ដៃគូជាមួយអ្នកណាក៏មិនដឹងដែរពីយ៉ាងណាឯងដល់ដំណាក់កាលស្លាប់ហើយយើងមិនខ្លាចទេយើងប្រាប់ឯងការពិតទៅចោះម្ចាស់វាំងរាជគ្រូនៃរាជការក៏ជាអ្នកវិនិច្ឆ័យដើមឈើស័ក្តិសិទ្ធិទាំងពិភពលោកចូលក្នុងជួរលេខ1ទៀតទោះបីសាស្ត្រាចារ្យចាយដែលឯងទិញបានក៏ដោយក៏ឈរនៅក្រៅក្នុងលោកម្ចាស់វងដែរអញ្ចឹងឯងទទួលការចាញ់ដោយស្រួលទៅ ចាំបងទៅចិត្តចុះនៅម្ដងនេះក៏បានឲ្យគេដល់គាត់អស់ទៅហើយអាចចង្រៃសិនឡើងនេះគឺនាំគេទៅដល់ផ្ទាល់ដៃបានមិនឲ្យទៅពុកលោកទេអ្នកប្រសិនធ្វើឆ្នាំហើយលោកធ្វើឲ្យខ្ញុំរកលោកដល់វេទនាលោកម្ចាស់សិន
លោកម្ចាស់គឺជាអ្នកថ្លៃធ្នូលោកភ្លេចរឿងអស់ទៅនេះហើយ3ឆ្នាំមុននៅមួយថ្ងៃពីទីនេះលោកធ្វើដំណើរមកជួបពួកយើងនៅពេលនោះព្រះអង្គម្ចាស់ចិនពេញមានរបបជាបាលវិជាគ្មានដំណាក់ជាបាលគឺមានទៅលោកទេឲ្យផ្លែឈើទៅមួយខ្ញុំក៏ដេញតាមលោកភ្លាមវិជាគេគ្រប់ទៅទីឲ្យលោកខ្ញុំឈ្មោះសន្លាងខាងមុខគឺជាដីដាំរបស់ខ្ញុំទីនេះមិនត្រូវមានមនុស្សស្លាប់ទេទីវាហើយឆាប់ចេញទៅ អាចមកឯងប្រមាថប្រមាចាស់ផងយើងសម្រាប់ឯង ជុំភ្លាមនេះជាផ្លែឈើទឹកអាចធ្វើឲ្យជីកោបដាច់ហើយរស់ឡើងវិញបានជាបាលចំហាយបិសាចនៅជំងឺបេះដូងសូមសួរថាលោកមានឈ្មោះអីដែរទៅហេតុអីក៏មានផ្លែសាកសិននេះផ្លែសាកសិននៅម្ដុំនេះមិនចេះខ្វះនេះគឺលោកបងលោកមួយច្បាស់ហើយមែនទេអញ្ចឹងបានខ្ញុំទូរស័ព្ទទៅហៅគេមកចាត់ការវាហើយបានទេផ្លែខ្លួនឯងសុទ្ធតែហើយអត់ទេព្រះអង្គម្ចាស់លោកឯងខំមនុស្សទៀតហ្នឹងអីគឺសិនឡើងមនុស្សថោកទៀតគេប្រើដល់3មកលោកត្រូវការដើមឈើនៅទីកន្លែងនេះគឺខ្ញុំអាចជួយលោកបានដៃពីរតើលោកចង់បានប្រហែលខ្ញុំឲ្យលោកប៉ុណ្ណឹងឯងចង់ផ្លន់ទៅ3នេះឧស្សាហ៍បើសិនជាឯងចង់មានបញ្ហាមានតែឯងម្នាក់ទៅក៏អូយើងចូលជាមួយពេលលោកសិនដាំធ្វើនៅទីនេះឯងមិនដឹងនៅណាទេ ឆ្លាងមិនក៏លោកស្គាល់មនុស្សនៅក្នុងរាជដំណាក់កាលលោកជាអ្នកដាំដំណាំធម្មតាលោកស្គាល់រាជគ្រូខុសគ្នារហូតដល់រាប់ម៉ឺនគីឡូមិនក៏ឯងស្រាប់តែស្គាល់គ្នា ខ្ញុំដូចជានឹកឃើញហើយគឺមានរឿងបែបហ្នឹងពិតមែនឲ្យចុះលោកពូធំម្នាក់នោះសុខសប្បាយទេលោកពូធំអីនៅទីនេះមានតែលោកទេដែលហៅព្រះអង្គម្ចាស់ពេញបែបនេះសំណាងណាស់បានលោកព្រះអង្គម្ចាស់ចិនពេញសុខភាពពេលនេះរឿងមមហើយគឺដោយសារតែលោកឲ្យឆ្នាំផ្លែឈើទៅពេលនេះគាត់ចាក់ឬគល់ឲ្យទៅប្រយុទ្ធនៅសង្គ្រាមបាន2ដងទៀតកម្ចាត់ពួកសត្រូវអស់ព្រះអង្គម្ចាស់ចិនពេញគឺតាមលោកដែរតែគ្មានតម្រុយពេលនេះខ្ញុំឃើញហើយខ្ញុំនឹងទូរស័ព្ទទៅរកគាត់ឲ្យគាត់មកទទួលលោកពេលនោះលោកនឹងមានកិត្តិយសទៀតផង ចាំសិនម្នាក់នេះមិនមែនជារាជគ្រូស្អីនោះទេ លោកព្រាមបាយអាចហូបខុសសម្ដីមិនអាចនិយាយប្រេះប្រាស់ទេយើងមិនដែលជួបតែយើងធ្លាប់ជួបពីចម្ងាយរឿងរបស់គេយើងដឹងច្បាស់យើងចង់ស្លាប់កំអុកខ្ញុំទៅជាមួយ នេះជាព័ត៌មានដែលគេបញ្ជូនមករាជគ្រូគឺមានជួបជុំនៅឯទីក្រុងហើយនិយាយពីព្រឹត្តិការណ៍ជំនួសនៅឯបរទេសពេលវេលាថ្ងៃនេះគឺថ្ងៃត្រង់អញ្ចឹងខ្ញុំចង់សួរថាលោកម្ចាស់វងចេះបាយភាគដែរមិនក៏មួយនៅប្រទេសអឹមមួយទៀតនៅដៃក្ររហាមនេះលើកជង្គង់ឲ្យមនុស្សសម្រាប់ដូចជាឆិនឡើង អេទាំងអស់គ្នាមើលចាស់ព័ត៌មានតែលើកលើកថារាជគ្រូវងបានចូលរួមពិធីសន្និសីទចាស់តែលើខាងជំនួយជាមួយប្រទេសអឹមដូច្នេះពេលនេះរាជគ្រូវងនៅទីនេះគាត់ច្បាស់ជាខ្លាំងខ្លាយ សន្លងឯងរំមនុស្សមកខ្លាចបន្លំធ្វើរាជគ្រូវងឯងលេងចង់រស់ហើយនៅមានទៀតតាកញ្ចាស់ហ៊ានបន្លំធ្វើជារាជគ្រូនេះសំនឹងស្លាប់ប្រពន្ធពូជឯងមិនត្រូវការជីវិតគ្រូសាយើងត្រូវការជីវិត ណាថារាជគ្រូខ្លាយខ្លាយ ឆលាងខ្ញុំគួរថាឯងខ្លាំងធំឬមួយក៏គួរថាឯងជាមនុស្សល្ងងឯងស្មានថាខ្លាចបន្លំជារាជគ្រូរកមនុស្សខ្លាចបន្លំជាព្រះអង្គម្ចាស់ចិនពេញពួកយើងជឿណាស់ហ៎មិញនេះលើកជង្គង់យើងប្រាប់តែចាស់អ្នកប្រសាមានគ្រួសារសាជាក្នុងអង្គឯងនៅពីក្រៅខ្នងមានទាំងព្រះអង្គម្ចាស់ចិនពេញមានទាំងរាជគ្រូមិនក៏ដល់បាយខ្ញុំនិយាយដល់បាយលោកណាមិនក៏បាយខ្ញុំអញ្ចឹង ខ្ញុំបាយនាងព្រោះតែចង់ជួយនាងម្នាក់នេះនាងហ៊ានប្រហើនឡើងគេថាគ្រួសារសាខ្ញុំមួយទំនួលអ្នកណាក៏មិនហ៊ានប៉ះពាល់ដែរ គេជាអ្នកគ្រប់គ្រងក្រុមទាំងអស់ព្រះអង្គម្ចាស់ចិនពេញរាជគ្រូវងគ្រប់យ៉ាងគឺជាការប៉ះអត់ទេ เราไม่กล้าจินไปจะไรบอกเราเราตีนี่ไม่ก็มันปรับขี้ยมบนมัดขี้ยมนั่งแต่ตัวไม่ก่อนจังนะที่เราบอกเราเยอะแต่ตัวยกบทบาทที่ยกมอนี่บทบาทเอาจากนายทลายไอ้ที่มันนั่งโจนะขี้ยมนี่ก็มันไม่เรื่องทุ่มลงไม่ได้ขี้ยมารบมันนุ่มเนี่ยยกปลายเฉิดทับช่วยดาวลงสลีตัวจะไปขี้ยมจะสมัครเราท่ามนุษย์นักขับได้ประมาณจานได้นานเสียด้วยจุดยมมนุษย์เห็นหมอกปิ้นทรัพย์สมบัติบอกกี้นั่งยกอยู่บนกี้เราอภิบาลขาดจินลิงหาเดินแต่กู้ถ้วยอย่างไม่เจอแล้วนี่จะเดินเมื่อเอาขี้ยมกู้ถ้วยมาเดี๋ยวจะไหนมาไม่เจอจะมาตั้งฉบับเลย អាចមកឯងខ្លាចបន្លំជារាជគ្រូនេះគឺឯងរកមនុស្សមកខ្លាចបន្លំជាព្រះអង្គម្ចាស់ចិនពេញឯងមិនខ្លាចស្លាប់ទេឯណាមនុស្សទូរស័ព្ទទៅអភិបាលខេត្តជីងលេងប្រាប់គេទៅនៅស្រុកសាន់ទីមានមនុស្សខ្លាចបន្លំជារាជគ្រូបន្លំជាព្រះអង្គម្ចាស់សណ្ដាងឯងខ្លាចបន្លំមនុស្សទាំងពីរនេះឯងមានទោសមិនអាចលើកលែងបានទេ ប្រសើរមិនមិនប្រើទូរស័ព្ទទេខ្ញុំមករកហើយណែ ការប៉ັດពួកឯងគ្មានខួរក្បាលមែនខ្លាចជារាជគ្រូខ្លាចជាព្រះអង្គម្ចាស់ខ្លាចជាអភិបាលខេត្តអញ្ចឹងចេះសម្ដែងតាមចិត្តពួកឯងមិនខ្លាចក្បាលធ្លាក់ដល់ដីទេមែនទេតែសន្លាងឲ្យលុយឯងប្រមាណខ្ញុំឲ្យធ្វើកុំកុំឲ្យទៅភ្នែកខ្ញុំ យើងនេះមិនដល់បោកខែតែនាំមនុស្សចោលទៅទូរស័ព្ទឯងបោកទេពេលនេះឯងសុំទោសទៅឡើងទៅបើសិនជាគេព្រមលើកលែងទោសឯងយើងក៏ខ្ញុំចង់បាយលើកលែងទោសឯងដូចគ្នាដែរនាយកសៀនាងគឺជាអគ្គនាយកនៅក្រុមហ៊ុនហើយពួកឯងត្រូវតែទទួលស្គាល់លោកនាយកសិនគាត់ទៅធ្វើស្អីមិនបាច់ឲ្យយើងមករៀនទេយ៉ាងម៉េចចង់រក្សាទៀត លោកសិនខ្ញុំពិតជាខំមែនខ្ញុំខំមែនគឺខ្ញុំមិនស្គាល់រាជគ្រូមិនស្គាល់ព្រះអង្គម្ចាស់បើខ្ញុំនឹងទូជាខ្ញុំថ្លើមធំក៏ខ្ញុំមិនហ៊ានទៅដើរដីរបស់គាត់ដែរគឺសូមទុកជីវិតឲ្យខ្ញុំផងទៅទុកជីវិតឲ្យខ្ញុំផងខ្ញុំខំហើយ សន្លាងខ្ញុំខុសហើយខ្ញុំមិនគួរណាធ្វើបែបនេះដាក់លោកទេខ្ញុំមិនគួរដកពាក្យឈប់ស្រឡាញ់ពីលោកទេទាំងតែលោកទុកឱកាសឲ្យខ្ញុំថ្ងៃក្រោយខ្ញុំនឹងនៅក្បែរលោកបំរើតែក្តៅតែតិចឲ្យលោកខ្ញុំមិនត្រូវការអំណាចមិនត្រូវការគេឈ្មោះខ្ញុំនៅក្បែរលោកធ្វើជាអ្នកបំរើលោកខ្ញុំសូមធ្វើចិត្តអត់ទលាយលើកលែងខ្ញុំផងទេលើកលែងខ្ញុំផង យីយូបងប្រាប់អូនហើយបងនឹងឲ្យគេគ្រប់អូនជាមនុស្សស្រីដែលមានតម្លៃបំផុតពេលនេះគឺអស់អីហើយ បងសឡាងបងគឺជាអ្នកនៅលើមេខ្ញុំពិតជាមិនស័ក្តិសមនឹងបងទេបងក៏ត្រូវស្រីណាដែលមានឋានៈមានបុណ្យស័ក្តិទេមិនមែនជាអ្នកបម្រើដូចខ្ញុំទេបើសិនជាចិញ្ចៀននេះដល់មិនចឹងទេអញ្ចឹងកាត់ម្រាមដៃខ្ញុំទៅខ្ញុំមិនឈឺទេ
ដើររកនៃរាប់រយគីឡូគឺគ្រាន់តែទៅដើរមួយអូនគឺកំណត់មកធ្វើជាប្រពន្ធខ្ញុំទៅហើយអ្នកណាក៏មិនអាចកែប្រែបានដែរតែចាំទុកណា អូនចាំឲ្យបងសិនឡើង មិនមកខ្ញុំទៅមកអើយគាត់តែអាចវងក្នុងថ្នាក់នេះគ្រូសាស្ត្រផ្ដល់ទុនឯងចេញទួយសោះឯងហ៊ានលុបលុនមិនគិតពីជីវិតបើកុំទៅនឹងប្រឡាំវិសមត្ថភាពសម្បោពេកមិនអាចប្របាត់បានអូឯងនឹងបានដៃហើយមិនចេះយកអសរដែលរៀនសូត្រហើយយកមកប្រព្រឹត្តអំពើល្អទេមិនស័ក្តិសមធ្វើជាសមាជិកសាជ្រាវអីទេពួកឯងនេះក្នុងឋានៈជារាជគ្រូស្អីមិនប្រកខ្លួនឯងហើយចាប់ពីថ្ងៃនេះទៅមិនប្រព្រឹត្តខែការងារឲ្យពួកឯងទេចូលអស់ចេញព្រៀបទៅទុំចាស់គូសំពីហើយខ្ញុំនេះគឺមិនសមនឹងកិត្តិយសអត់ទេខ្ញុំគ្រាន់តែចង់រស់នៅក្នុងបរិយាកាសស្ងប់ស្ងាត់ធម្មតាទីកន្លែងដែលមានព្រៀងធ្លាក់បែបបុរាណហើយចំណែកឯព្រះម្ចាស់ចាប់ផ្ដើមពីចំណុចដំបូងកាលពី10ឆ្នាំមុនប្រទេសដែលល្មើសដើម្បីដណ្ដើមតំណែងសៀវ័យធ្វើសង្គ្រាមអស់10ឆ្នាំទៀតជាកិច្ចសុខខ្ញុំតែងតែគោរពលោកអាចព្យាបាលជំងឺឲ្យលោកនិងជំងឺលោកស្រីខ្ញុំមិនទៀមទីអីនោះទេអមចាស់ដល់ប្រសិទ្ធភាពបែបនេះលោកប្រមូលយកលុយមកអស់វិញមក បាន ឲ្យលោកស្រីលើកផ្លែឈើនេះទៅនឹងគេលក់ស្រួលឲ្យប្រស្អែកលែងអីហើយ អរគុណហើយលោកសិនណាហើយដើមផ្លែឈើស័ក្តិសិទ្ធអរគុណ អមចាស់រឿងនេះខ្ញុំគួរធ្វើលោកមិនបាច់ធ្វើដល់ថ្នាក់នេះទេបើគ្មានកាយទេខ្ញុំទៅដើមឈើទៀតហើយ ល្អណាស់ ល្អណាស់នៅធ្វើតែទៀតទៅដាំអីទៅនេះជាជីវិតដែលចង់បានពីថ្លៃនេះទៅបើប្រប្រាក់ខែឲ្យពួកឯងទេពួកឯងទៅដោះស្រាយខ្លួនឯងទៅវាល្អជាងទៀតលោកសុណាដោះស្រាយបែបនេះលោកពេញចិត្តទេមែនហើយខ្ញុំកំពុងតែខ្វះកម្លាំងជួយដាំដុះផងពួកគេថ្ងៃក្រោយបើគ្មានការអីទេទៅជួយដាំដុះខ្ញុំទៅពួកអាចោមកទៀតអីលោកសិនទុកឱកាសឲ្យហើយមិនក៏មិនឆាប់អរគុណគាត់ទៅ អរគុណលោកសិនណាលុយមួយចំនួននេះគឺក្នុងកាតហើយវាជាលុយសុទ្ធដែលលោកជួយជីវិតប្រពន្ធរបស់ខ្ញុំ